លោកវីសម្រាប់រឿងសួស្ដីអ្នកទាំងអស់គ្នាឥឡូវជួបជាមួយនឹងខ្ញុំបាទម្ដងទៀតហើយថ្ងៃនេះខ្ញុំមានរឿងថ្មីមួយដែលល្អមើលចង់សម្រាប់ជូនអ្នកទាំងអស់គ្នាហើយរឿងរបស់យើងមានចំណងជើងថាផ្លូវបង្ក្រាបវិញ្ញាណហើយរឿងរបស់យើងទាំងអស់មាន3 season ប៉ុន្តែខ្ញុំសាកសម្រាប់មួយ season សិនបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តខ្ញុំនឹងសម្រាប់ season 2ហើយនិង season 3បន្តទៀតរឿងផ្លូវបង្ក្រាបវិញ្ញាណរបស់យើងបាននិយាយអំពីពិភពមនុស្សនិងកន្លែងមួយផ្សេងទៀតដែលមានមនុស្សនិងវិញ្ញាណរស់នៅជាមួយគ្នាប៉ុន្តែកន្លែងដែលមានមនុស្សនិងវិញ្ញាណរស់នៅជាមួយគ្នានៅទីនោះពួកគេត្រូវតែឆ្លងកាត់ច្រកទ្វារវិញ្ញាណនីមួយៗតាមតំបន់ផ្សេងៗគ្នាហើយច្រកទ្វារនោះមិនមែនមនុស្សធម្មតាអាចចូលទៅបាននោះទេតើតែមនុស្សនោះមានវិញ្ញាណពិសេសចាំការពារទើបគេអាចចូលទៅតាមច្រកទ្វារនោះបានហើយវិញ្ញាណពិសេសចាំការពារនោះគឺជាវិញ្ញាណអ្នកប្រយុទ្ធអ្នកនរគ្នាហើយដើម្បីការពារនិងរក្សាសន្តិភាពរវាងមនុស្សនិងវិញ្ញាណតាមច្រកទ្វារនីមួយៗថ្នាក់លើខាងវិញ្ញាណពួកគេបានជ្រើសរើសមនុស្សដ៏កម្រដែលពួកគេមានវិញ្ញាណអ្នកប្រយុទ្ធនៅថែរក្សាការពារឲ្យពួកគេធ្វើជាមេតបនៅចាំតាមច្រកទ្វារតំបន់នីមួយៗដើម្បីមិនឲ្យពួកវិញ្ញាណអាក្រក់ឆ្លងទៅកាន់ពិភពមនុស្សធ្វើបាបមនុស្សបានហើយក្នុងនោះក៏មានផ្លូវមួយដែលមានឈ្មោះថាផ្លូវឡយឆានៅទីនោះមានគ្រួសារតកោឆាវនៅចាំថែរក្សាការពារនៅទីនោះពួកគាត់គឺជាកូនចៅចំនួនក្រោយរបស់ឆាវឆានៅក្នុងរឿងសាមកុងអ្នកនរគ្នាហើយនៅទីនោះក៏មានដើមឈើពិសិដ្ឋរបស់គ្រួសារតកោឆាវដែលពួកគេចាំថែរក្សាការពារផងដែរហើយរឿងរបស់យើងនៅ season 1នេះអ្នកនរគ្នាប្រហែលជាពិបាកយល់ទៅហើយព្រោះរឿងរបស់យើងគឺគេនិយាយអំពីអតីតកាលរបស់តួអង្គផងហើយនិងបច្ចុប្បន្នរបស់តួអង្គផងអញ្ចឹងមានន័យថាគេនិយាយពីសាច់រឿងតួអង្គការគាត់នៅពីក្មេងផងហើយនិងពេលដែលគាត់ធំផងអ្នកនរគ្នាហើយខ្ញុំសូមទោសអ្នកនរគ្នាទុកជាមុនបើសិនជាខ្ញុំហៅឈ្មោះតួអង្គឬមកគាត់ទីកន្លែងខុសដោយសារតែសាច់រឿងរបស់យើងនឹងគឺជាភាសាចិនអញ្ចឹងក៏មកខាត់ពេលយូរយើងនឹងចូលទៅដល់ការសម្រាយរឿងរបស់យើងតែម្ដងសាច់រឿងរបស់យើងក៏ចាប់ផ្ដើមដំបូងនិយាយអំពីនិស្សិតស្រីម្នាក់ដែលនាងទៅតែបញ្ចប់ការសិក្សារបស់នាងកំពុងតែចេញទៅរកការងារធ្វើហើយតួស្រីរបស់យើងដែលនាងមានឈ្មោះថាសៀវលីងហើយនៅពេលដែលនាងកំពុងតែដើររកការងារនៅតាមផ្លូវនាងក៏បានជួបជួយនឹងបរិបពាក់ម៉ាស់ម្នាក់បានមកនិយាយជាមួយនឹងនាងនិងបានប្រាប់នាងពីអនាគតរបស់នាងបន្ទាប់មកបរិបនោះក៏បានហុចនាងមកបានឲ្យសៀវលីងបន្ទាប់មកសៀវលីងក៏ដឹងថាគាត់នោះគឺជាគ្រូទាយសោះនៅពេលនោះសៀវលីងក៏មិនបានចាប់អារម្មណ៍នឹងពាក្យសម្ដីរបស់បរិបនោះឡើយហើយនាងក៏បានបោះនាងមកបានគាត់ចោលរួចក៏បានដើរឆ្លងផ្លូវដោយមិនបានមើលភ្លើងស្តុបហើយដោយសារតែនាងមិនបានមើលភ្លើងស្តុបនឹងហើយបានជានាងត្រូវជួបអបតវេហេតុដោយត្រូវម៉ូតូបុកនាងធ្វើឲ្យក្រដាស់ដាក់ពាក្យនិងឯកសារផ្សេងៗរបស់សៀវលីងហើរធ្លាក់ពាសពេញដីនៅពេលនោះអ្នកបើកម៉ូតូក៏បានចង្អុលមកសៀវលីងនិងបានទារលុយពីនាងដែលនាងបានធ្វើឲ្យម៉ូតូរបស់គេដួលនិងបានកំពប់អាហាររបស់គេអស់ហើយគាត់នឹងគឺជាតួប្រុសរបស់យើងអ្នកនរគ្នាគាត់គឺជាអ្នកដឹកម្ហូបអាហារនៅពេលនោះសៀវលីងក៏បានខឹងនឹងគ្រូទាយនោះជាខ្លាំងព្រោះនាងគិតថាមកពីគ្រូទាយនោះហើយដែលមករំខាននាងបានជានាងមានរឿងអញ្ចឹងកើតឡើងនៅពេលនោះសៀវលីងក៏បានងាកទៅរកគ្រូទាយនោះប៉ុន្តែភ្លាមនោះស្រាប់តែគ្រូទាយបានបាត់ខ្លួនភ្លាមធ្វើឲ្យនាងខឹងនិងមិនដឹងធ្វើអ្វីបន្តទៀតហើយតួប្រុសរបស់យើងមានឈ្មោះថាឆាវយីងពីងអ្នកនរគ្នាប៉ុន្តែដោយសារតែឈ្មោះវែងនិងភាសាចិនពិបាកហៅចឹងខ្ញុំសូមហៅថាយីនពីងចឹងយើងនឹងចូលទៅដល់សាច់រឿងរបស់យើងវិញទោះបីជាសៀវលីងខំពន្យល់បកស្រាយយ៉ាងណាក៏ដោយក៏យីនពីងរបស់យើងគាត់មិនបានចាប់អារម្មណ៍នឹងរឿងរបស់សៀវលីងដែលបាននិយាយប្រាប់គាត់នោះទេអ្វីដែលយីនពីងចង់បាននោះគឺគាត់ចង់ឲ្យសៀវលីងនឹងសងថ្លៃម្ហូបអាហារដែលបានខូចខាតតែប៉ុណ្ណោះក្រោយពីយីនពីងបានទទួលលុយគ្រប់ចំនួនរួចមកយីនពីងក៏បានជិះម៉ូតូចាក់ចេញពីទីនោះបាត់ទៅក្រោយពីបញ្ហាត្រូវបានដោះស្រាយរួចមកសៀវលីងនាងក៏បានប្រមូលឯកសារដាក់ពាក្យរបស់នាងមកឡើងវិញដោយនាងមិនបានចាប់អារម្មណ៍ថានាងប្រមូលដោយ name card របស់គ្រូទាយម្នាក់នោះមកដែរនោះទេមិនយូរប៉ុន្មានសៀវលីងនាងក៏បានមកដល់កន្លែងពិព័រណ៍ការងារដោយមិនចាំយូរសៀវលីងនាងក៏បានចាប់ផ្ដើមចូលទៅដាក់ពាក្យនិងសម្ភាសន៍ការងារជាមួយនឹងក្រុមហ៊ុនមួយចំនួននៅទីនោះប៉ុន្តែនៅពេលដែលអ្នកសម្ភាសន៍បានស្ដាប់ការនិយាយរបស់នាងរួចមកធ្វើឲ្យពួកគេមិនចាប់អារម្មណ៍និងមួយគេងពីការនិយាយរបស់នាងជាខ្លាំងសៀវលីងនាងក៏បានចូលទៅបន្ទប់ទឹកដើម្បីបន្ធូរអារម្មណ៍កុំឲ្យមានភាពតានតឹងពេកសៀវលីងគិតម្នាក់ឯងនៅក្នុងបន្ទប់ទឹកថាហេតុអ្វីបានជានាងចូលសម្ភាសន៍ការងារច្រើនកន្លែងហើយប៉ុន្តែមិនទទួលការងារមួយណាសោះអញ្ចឹងប៉ុន្តែនៅពេលនោះសៀវលីងនៅតែព្យាយាមលើកទឹកចិត្តខ្លួនឯងបន្តទៀតថាប្រហែលជានាងស្អាតពេកអញ្ចឹងហើយបានជាគេច្រណែននឹងនាងនិងមិនឲ្យនាងចប់សម្ភាសន៍ការងារប៉ុន្តែភ្លាមនោះក៏មានអ្នកដែលធ្លាប់សម្ភាសន៍សៀវលីងពីរនាក់បានដើរចូលមកក្នុងបន្ទប់ទឹកនិងពួកគេបាននិយាយគ្នាទាំងសើចចំអកនិងបទពិសោធន៍របស់និស្សិតដែលទើបតែបញ្ចប់ការសិក្សាថាដូចតែគ្នាគ្មានអ្វីខុសគ្នាតតែសោះហើយក្នុងនោះក៏មានសៀវលីងរបស់យើងម្នាក់ផងដែរនៅពេលដែលសៀវលីងបានមកដល់បន្ទប់របស់នាងវិញសៀវលីងនាងក៏មានអារម្មណ៍ក្រៀមក្រំដោយនាងបានគិតអំពីអ្វីដែលនាងបានលើកនៅក្នុងបន្ទប់ទឹកនៅពេលនោះភ្លាមនោះសៀវលីងនាងក៏បានទទួលសារមួយដែលគេចង់ធ្វើការសម្ភាសន៍ការងារជាមួយនាងក្រោយពីសៀវលីងបានអានសារនោះចប់រួចមកសៀវលីងនឹងមានការសប្បាយចិត្តជាខ្លាំងបន្ទាប់មកសៀវលីងនឹងក៏បានចេញមកខាងក្រៅដើម្បីស្វែងរកទីតាំងដែលត្រូវមកសម្ភាសន៍ការងារសៀវលីងនឹងក៏បានដើរទៅដល់កន្លែងសម្ភាសន៍នោះគឺជាផ្លូវឡឆាដែលជាតំបន់ស្ងប់ស្ងាត់និងគួរឲ្យខ្លាចបន្ទាប់មកសៀវលីងនឹងក៏បានដើរចូលទៅក្នុងផ្លូវនោះដោយមិនដឹងខ្លួនថានាងកំពុងតែឆ្លងកាត់របាំងការពារនៃច្រកទ្វារនោះទេសៀវលីងឆ្ងល់ថាតើក្រុមហ៊ុនអ្វីដែលមានទីតាំងនៅក្នុងតំបន់ចម្លែកបែបនេះហើយបន្ទាប់មកទើប
នាងដឹងខ្លួនថានៅទីនេះគ្មានក្រុមហ៊ុននោះទេហើយម្យ៉ាងទៀតក្រុមហ៊ុនណាដែលមកសម្ភារការងារនៅកណ្ដាលយប់អញ្ចឹងនោះហើយនៅពេលនោះស៊ីលីងនាងក៏បានគិតថាប្រហែលជានាងត្រូវគេបោកហើយប្រហែលជាពួកជួញដូរមនុស្សនិយាយកុហកឲ្យនាងមកទីនេះដើម្បីចាប់នាងវះកាត់យកសេរីរាង្គរបស់នាងលក់ឲ្យមើលទៅភ្លាមនោះស៊ីលីងនាងក៏ព្យាយាមស្វែងរកផ្លូវចេញទៅវិញប៉ុន្តែគួរឲ្យសោកស្ដាយនាងបានវង្វេងមិនដឹងថាផ្លូវដែលនាងចូលមកនោះនៅតាមណានោះទេហើយទូរស័ព្ទរបស់នាងក៏មិនមានសេវាដើម្បីមើល Google Map កំពុងតែដើរស្វែងរកសេវាទូរស័ព្ទស៊ីលីងនាងក៏បានដើរទៅបុកជាមួយនឹងវិញ្ញាណបិសាចដ៏ធំមួយក្រោយពីស៊ីលីងបានឃើញការស្លៀកពាក់របស់បិសាចទាហាននោះរួចមកស៊ីលីងគិតថានេះប្រហែលជាអ្នកថតខុនហើយមើលទៅប៉ុន្តែភ្លាមនោះស្រាប់តែបិសាចនោះក៏បើកការវាយប្រហារទៅលើស៊ីលីងធ្វើឲ្យនាងរត់គេចដោយមានការភ័យខ្លាចជាខ្លាំងនៅពេលនោះស៊ីលីងក៏ត្រូវបានពួកទាហានបិសាចទាំងនោះនាំគ្នាហុំព័ទ្ធនាងនៅជុំវិញហើយក្នុងពេលជាមួយគ្នានោះដែរយានពីងគេកំពុងតែជួសជុលម៉ូតូរបស់គេដែលបានខូចខាតជាមួយនឹងឆាវសៀងលេងដែលជាប្អូនប្រុសរបស់គេអញ្ចឹងខ្ញុំសូមហៅគាត់ថាសៀងលេងអ្នកទាំងអស់គ្នាពេលនោះសៀងលេងក៏បានដើរចូលមកប្រាប់យានពីងគេដូចជាបានឮសំឡេងពួកបិសាចមួយក្រុមនៅក្បែរនេះហើយពួកគេដឹងប្រកាសណាស់ថាសំឡេងនោះគឺជាសំឡេងពួកបិសាចជាមិនខានយើងក៏កាត់មកមើលស៊ីលីងវិញម្ដងស៊ីលីងនៅពេលនោះនាងក៏ត្រូវបានពួកបិសាចទាំងនោះនាំគ្នាធ្វើបាបនាងហើយនាងក៏ខំស្រែកឲ្យគេជួយដូចគ្នានៅពេលនោះសៀងលេងនិងយីនពីងពួកគេទាំងពីរនាក់ក៏បានមកដល់កន្លែងនោះដូចគ្នាពួកគេក៏បានជួយស៊ីលីងពីការធ្វើបាបរបស់ពួកបិសាចនោះដែរនៅពេលដែលពួកគេបានឃើញថាពួកបិសាចមានគ្នាមកយ៉ាងច្រើនថែមទៀតសៀងលេងក៏បាននិយាយទៅកាន់យីនពីងថាកុំឲ្យយីនពីងនឹងប្រើកម្លាំងខ្លាំងពេកដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ស៊ីលីងយីនពីងក៏បានងក់ក្បាលជាការយល់ព្រមរួចមកយីនពីងក៏បានលោតទៅចូលប្រយុទ្ធជាមួយនឹងពួកបិសាចទាំងនោះបាត់ទៅនៅពេលដែលស៊ីលីងកំពុងតែផ្លឹកមើលយីនពីងកំពុងតែប្រយុទ្ធជាមួយនឹងពួកបិសាចទាំងនោះស៊ីលីងក៏បានមកអង្គុយជិតនាងនិងបានប្រាប់ទៅនាងថានាងបានចូលមកទ្វារខ្មោចហើយទីនេះគឺជាអាណាចក្រហាមឃាត់ដែលគេហៅថាផ្លូវឡឆាវាគឺជាផ្លូវដែលតភ្ជាប់រវាងឋានមនុស្សនិងពិភពវិញ្ញាណហើយនៅតាមផ្លូវនីមួយៗគឺមានមេតបម្នាក់ដែលនៅចាំការពារហើយបងប្រុសរបស់ខ្ញុំគឺជាមេតបការពារនៅផ្លូវឡឆានេះហើយសៀលីងបានឃើញយាងពីនតែពីក្រោយខ្នងតែប៉ុណ្ណោះនាងមិនទាន់ស្គាល់ថាយាងពីននេះគឺជានរណានោះទេប៉ុន្តែនៅពេលដែលនាងបានឮសំឡេងរបស់យាងពីននិយាយទើបនាងបានដឹងថាតាមពិតគឺជាអ្នកដែលដឹកម្ហូបអាហារដែលមានបញ្ហាជាមួយនឹងនាងថ្ងៃមុនសោះនៅពេលនោះយាងពីនក៏បានស្ដីឲ្យសៀលីងថាហេតុអ្វីបានជានាងមកទីនេះនាងបានបង្កបញ្ហាគេម្ដងទៀតហើយឲ្យតែជួបនាងពេលណាគឺមានបញ្ហារហូតនៅពេលដែលពួកគេកំពុងតែឆ្លោះប្រកែកគ្នានៅពេលនោះក៏មានប្រលឹងខ្មោចមេតបមួយបានដើរចេញមកនិងបាននិយាយថាក្រុមរបស់ពួកគេមានបំណងចង់ដណ្ដើមផ្លូវនេះដើម្បីកាន់កាប់ធ្វើជារបស់ពួកគេនៅពេលនោះយីនពីងក៏បាននិយាយទៅប្រាប់ប្រលឹងខ្មោចនោះវិញថាអ្នកដែលធ្វើជាមេតបនៅទីនេះត្រូវបានអាណាចក្រវិញ្ញាណជាអ្នកជ្រើសរើសដោយផ្ទាល់និងមានគោលបំណងតែមួយគត់គឺការពារវិញ្ញាណពីការជ្រៀតចូលទៅក្នុងពិភពរបស់មនុស្សហើយមានតែផ្លូវឡឆានេះទេដែលមានប្រលឹងអាក្រក់បំផុតនិងគ្រោះថ្នាក់បំផុតយីនពីងក៏បានសួរទៅប្រលឹងខ្មោចនោះថាឯងចង់បានផ្លូវនេះតើឯងមានគោលបំណងអ្វីនៅពេលនោះប្រលឹងមេតបខ្មោចក៏បានយកកាំបិតកាប់មកលើយីនពីងប៉ុន្តែត្រូវបានយីនពីងរងកាំបិតនោះជាប់អ្នកទាំងពីរក៏ចាប់ផ្ដើមប្រយុទ្ធជាមួយគ្នានៅក្នុងពេលនោះទៅនៅពេលដែលយីនពីងបានប្រយុទ្ធជាមួយនឹងប្រលឹងខ្មោចមេតបបានមួយសន្ទុះយីនពីងក៏បានដឹងថាប្រលឹងខ្មោចមួយនេះវាខ្លាំងជាងការកាត់របស់ខ្លួនទៅទៀតនៅពេលដែលមេតបខ្មោចបានលើកកាំបិតមកកាប់មកលើយីនពីងនៅពេលនោះយីនពីងក៏បានបញ្ចេញអណ្ដាតភ្លើងចេញពីអាវុធរបស់ខ្លួនដើម្បីការពារពីការវាយប្រហាររបស់ប្រលឹងខ្មោចយីនពីងក៏បានប្រើកម្លាំងថាមពលភ្លើងដ៏ខ្លាំងចេញពីដំបងរបស់ខ្លួនបាញ់ទៅលើប្រលឹងខ្មោចវិញប៉ុន្តែវិញ្ញាណអាក្រក់មួយនេះនៅតែមិនទាន់ចុះចាញ់យីនពីងនោះទេភ្លាមនោះប្រលឹងខ្មោចនោះក៏បានប្រែក្លាយដៃរបស់ខ្លួនឲ្យទៅជាសត្វពស់និងបានធ្វើការវាយប្រហារមកលើយីនពីងម្ដងទៀតហើយធ្វើឲ្យយីនពីងបានហោះទៅបុកនឹងជញ្ជាំងអាគារនៅទីនោះប្រលឹងអាក្រក់បានគិតថាប្រហែលជាគេអាចឈ្នះយីនពីងបានហើយមើលទៅប៉ុន្តែនៅពេលនោះយីនពីងក៏បានក្រោកឡើងវិញទាំងនិយាយថាអាមេធំដឹងថាហេតុអ្វីបានជាអាណាចក្រវិញ្ញាណជ្រើសរើសមនុស្សឲ្យធ្វើជាមេតបដែរឬទេព្រោះយើងអាចកោះហៅព្រលឹងវិញ្ញាណបានហើយនៅពេលដែលមនុស្សនិងវិញ្ញាណបានរួមបញ្ចូលគ្នាវាធ្វើឲ្យធម្មពលកាន់តែខ្លាំងថែមទៀតហើយអាណាចក្រវិញ្ញាណហៅមនុស្សដូចជាយើងថាជាមនុស្សជីងលីងនៅពេលនោះយានពីងក៏បានកោះហៅព្រលឹងការពាររបស់ខ្លួនដែលមានឈ្មោះថាស៊ីឈូឲ្យចេញមកហើយបន្ទាប់មកយានពីងក៏បានបញ្ជាឲ្យស៊ីឈូកំទេចព្រលឹងអាក្រក់នោះចោលដោយមិនចាំយូរស៊ីឈូក៏បានវាយប្រហារទៅលើព្រលឹងអាក្រក់នោះមួយដំបងភ្លាមហើយព្រលឹងអាក្រក់នោះក៏បានស្លាប់ភ្លាមបាត់ទៅក្រោយពីសម្លាប់ព្រលឹងខ្មោចមេតបនោះរួចមកស៊ីឈូក៏បានសួរទៅកាន់ពួកទាហានខ្មោចទៀតថាតើមាននរណាចង់បានលទ្ធផលដូចជាមេតបរបស់ពួកឯងដែរឬទេបើមានឆាប់ចូលមកនៅពេលនោះគ្មានវិញ្ញាណណាមួយហ៊ានចូលទៀតនោះទេដូច្នេះយាងពីងក៏បានប្រកាសប្រាប់ទៅព្រលឹងទាំងអស់ថាផ្លូវឡឆាមួយនេះយានពីងគឺធំជាងគេហើយនៅទីនេះគឺជាទឹកដីរបស់គេនៅពេលនោះព្រលឹងទាំងអស់មើលមកគ្នាទៅវិញទៅមកហើយក៏បានលុតជង្គង់ជាការគោរពដល់យានពីងដែលជាមេនៅទីនោះ
ប៉ុន្តែមុននឹងចូលទៅដល់ការសម្ដែងរឿងវគ្គ2ខ្ញុំចង់និយាយកន្លែងនេះបន្តិចដើម្បីអ្នកនរគ្នាស្រួលយល់ព្រោះរឿងរបស់យើងដូចជាខ្ញុំប្រាប់ពីវគ្គ1ហើយថាវាលែងឆ្លាស់គ្នាទៅវិញទៅមកពីអតីតកាលហើយនិងបច្ចុប្បន្នរបស់តួអង្គចឹងហើយបានជាយើងពិបាកយល់បន្តិចតែខ្ញុំនឹងព្យាយាមសម្រាយកាត់ឲ្យអ្នកនរគ្នាស្រួលយល់កាលពីមុននឹងឆាវសៀលេងគាត់គឺជាបងប្រុសរបស់ឆាវយិនពីងប៉ុន្តែដោយសារតែគាត់ព្យាយាមជួយប្អូនរបស់គាត់រហូតដល់ស្លាប់ប៉ុន្តែមុនពេលដែលគាត់ស្លាប់នឹងគាត់បាននិយាយទៅកាន់ប្អូនប្រុសរបស់គាត់ថាបើសិនជាមានចិត្តក្រោយនឹងពួកគេធ្វើជាបងប្អូនម្ដងទៀតចឹងគាត់ចង់ឲ្យយិនពីងនឹងធ្វើជាបងប្រុសរបស់គាត់វិញអ្នកនរគ្នាហើយសៀលេងធ្វើជាប្អូនវិញហើយសាច់រឿងរបស់យើងនៅវគ្គ2នេះគឺគេនិយាយអំពីអតីតកាលរបស់តួអង្គកាលដែលគាត់នៅពីក្មេងហើយអតីតកាលរឿងរបស់តួអង្គហ្នឹងសៀលេងគាត់គឺជាបងហើយយើងពីនគាត់គឺជាប្អូនដូច្នេះកុំឲ្យខាត់ពេលយូរយើងនឹងចូលទៅដល់រឿងរបស់យើងនៅវគ្គ2ដែលជាវគ្គបន្តជាមួយគ្នារឿងរបស់យើងនៅវគ្គ2នេះគេក៏បានលេងបកក្រោយដើម្បីឲ្យយើងដឹងអំពីអតីតកាលរបស់ឆាវសៀលេងហើយនិងឆាវយើងពីងនៅពេលនោះឆាវសៀលេងកំពុងតែអង្គុយរងចាំម្ដាយរបស់គេឆ្លងទន្លេប្អូនប្រុសរបស់គេដោយភាពភ័យខ្លាចបន្ទាប់ពីរងចាំអស់ប្រមាណនាទីក្រោយមកម្ដាយរបស់គេក៏បានបង្កើតកូនប្រុសម្នាក់ដែលពួកគេបានដាក់ឈ្មោះឲ្យថាឆាវយិនពីងនៅពេលនោះឪពុករបស់ពួកគេក៏បានពិនិត្យមើលទៅកូនប្រុសរបស់គាត់ហើយគាត់ក៏បានប្រាប់ទៅប្រពន្ធរបស់គាត់ថាកូនប្រុសរបស់យើងមើលទៅដូចជាមិនមានព្រលឹងការពារនោះទេនៅពេលនោះប្រពន្ធរបស់គាត់ក៏បានប្រាប់ទៅប្តីរបស់គាត់វិញថាមិនអីនោះទេនេះក៏មិនអាក្រក់នោះដែរព្រោះគេអាចរស់នៅក្នុងជីវិតសាមញ្ញធម្មតាបានល្អជាងឪពុករបស់សៀងលេងក៏បានប្រាប់ទៅសៀងលេងថាគេត្រូវតែការពារប្អូនប្រុសរបស់គេព្រោះពួកគេគឺជាគ្រួសារហើយឪពុករបស់សៀងលេងក៏បានប្រាប់ទៅសៀងលេងបន្ថែមទៀតថាពួកគេមានកាតព្វកិច្ចក្នុងនាមជាមេតបការពារដើម្បីការពារនៅផ្លូវឡឆានេះពីពួកវិញ្ញាណអាក្រក់ឪពុករបស់សៀងលេងក៏បានបង្ហាញដើមលីហួយទៅសៀងលេងនិងបានប្រាប់ទៅគេថាដើមលីហួយនេះគឺជាទេវតាជាអ្នកដាំហើយវាគឺជារនាំងការពារឋាននរកដូច្នេះគ្រួសាររបស់ពួកគេបាននាំគ្នាការពារគ្រប់ចំនួនមកហើយដើមឈើនោះពួកគេក៏បានព្យួរឈ្មោះសមាជិកគ្រួសាររបស់ពួកគេនៅទីនោះដើម្បីជានិមិត្តរូបនៃសេចក្តីស្រឡាញ់របស់ពួកគេនិងជាការទទួលខុសត្រូវរបស់ពួកគេក្នុងការពារផ្លូវឡឆានេះរឿងរបស់យើងក៏បានកាត់មកដល់ពេលយប់នៅពេលដែលសៀងលេងនិងប្អូនប្រុសរបស់គេកំពុងតែគេងប៉ុន្តែនៅពេលនោះសៀងលេងក៏បានភ្ញាក់ដឹងខ្លួនដោយសារតែគេបានលឺឪពុកម្ដាយរបស់គេបាននិយាយគ្នាថាពួកគេត្រូវតែបញ្ញាប់ចេញដំណើរបើមិនអញ្ចឹងមិនបាននោះទេហើយនៅពេលនោះម្ដាយរបស់សៀងលេងគាត់មានការព្រួយបារម្ភពីកូនតូចរបស់គាត់ដែលទើបនឹងកើតប៉ុន្តែប្តីរបស់គាត់ក៏បានប្រាប់ទៅគាត់ថាមិនអីនោះទេព្រោះនៅទីនេះមានសៀងលេងអាចមើលថែប្អូនប្រុសរបស់គាត់បានហើយពួកគេនឹងប្រញាប់ត្រឡប់មកវិញមុនពេលភ្លឺសៀងលេងក៏បានអង្គុយរងចាំប៉ាម៉ាក់របស់គេត្រឡប់មកវិញប៉ុន្តែទោះបីជាសៀងលេងរងចាំអស់ជាច្រើនថ្ងៃក៏ដោយក៏សៀងលេងនៅតែមិនទាន់ឃើញប៉ាម៉ាក់របស់គេត្រឡប់មកវិញដូច្នេះនៅពេលដែលប៉ាម៉ាក់មិននៅសៀងលេងក៏ត្រូវទទួលខុសត្រូវក្នុងការមើលថែរក្សាប្អូនប្រុសរបស់គេជំនួសប៉ាម៉ាក់ដោយសារតែផ្លូវឡឆាមិនមានអ្នកគ្រប់គ្រងដូច្នេះហើយបានជាថ្នាក់លើបានបញ្ជូនអ្នកផ្សេងឲ្យមកគ្រប់គ្រងជំនួសមេតបឆាវដែលជាឪពុករបស់សៀងលេងនៅពេលនោះសៀងលេងក៏បានឮសំឡេងមនុស្សនិយាយគ្នានៅខាងក្រៅផ្ទះរបស់ខ្លួនដូច្នេះគេក៏បានដើរទៅមើលដែលគិតថាប្រហែលជាឪពុកម្ដាយរបស់គេបានត្រឡប់មកវិញហើយនៅពេលដែលសៀងលេងបានចេញទៅជួបនឹងបរិសុទ្ធប្លែកមុខម្នាក់នោះសៀងលេងក៏បានសួរទៅបរិសុទ្ធនោះថាតើលោកជានរណាប៉ុន្តែបរិសុទ្ធនោះបែរជាទះសៀងលេងមួយកំភ្លៀងទៅវិញនិងបាននិយាយឲ្យសៀងលេងថាគ្មានស្គរតូចស្គរធំអីសោះយើងគឺជាមេតបថ្មីនៅផ្លូវនេះហើយមេតបថ្មីហ្នឹងគាត់មានឈ្មោះថាលោកលូអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំសូមហៅគាត់ថាលោកលូនៅពេលដែលសៀងលេងមិនជឿថាលោកលូគឺជាមេតបថ្មីដែលមកកាន់ទូនាទីឪពុករបស់ខ្លួននៅទីនោះនៅពេលនោះលោកលូក៏បានកោះហៅព្រលឹងការពាររបស់គាត់ឲ្យចេញមកចាប់សៀងលេងបោះចោលទៅផ្លូវដើម្បីឲ្យព្រលឹងទាំងអស់ដឹងថាគាត់គឺជាមេតបថ្មីនៅទីនោះនៅពេលដែលព្រលឹងការពាររបស់លោកលូចេញមកចាប់សៀងលេងបំរុងយកទៅបោះចោលនៅពេលនោះព្រលឹងការពាររបស់លោកលូក៏មានអារម្មណ៍ដឹងថាសៀងលេងក៏ជាមនុស្សជីងលីងដែលមានព្រលឹងការពារផងដែរនៅពេលនោះពួកគេក៏បានដឹងថាតាមពិតសៀងលេងគឺជាកូនប្រុសរបស់មេតបឆៅសនៅពេលនោះលោកលូក៏បានប្រាប់ទៅសៀងលេងថាឪពុករបស់ឯងបានទៅចោលផ្លូវឡឆានេះបាត់ហើយទើបទូតវិញ្ញាណបានបញ្ជូនយើងឲ្យមកទីនេះនៅពេលនោះស្រាប់តែប្អូនប្រុសរបស់សៀងលេងក៏បានយំជាខ្លាំងលោកលូក៏បានលឺនិងបានបញ្ជាឲ្យព្រលឹងការពាររបស់គាត់ចូលទៅយកប្អូនប្រុសរបស់សៀងលេងចេញមកដើម្បីឲ្យគាត់នៅពេលដែលព្រលឹងការពាររបស់លោកលូបានចូលទៅយកប្អូនប្រុសរបស់សៀងលេងចេញមកព្រលឹងការពាររបស់លោកលូក៏បានប្រាប់ទៅលោកលូថាក្មេងប្រុសម្នាក់នេះមិនមានកម្លាំងខាងវិញ្ញាណនោះទេនៅពេលនោះលោកលូក៏បានបញ្ជាឲ្យព្រលឹងការពាររបស់គាត់យកប្អូនប្រុសរបស់សៀងលេងបោះចោលទៅខាងក្រៅផ្លូវឡឆាទៅព្រោះតាមច្បាប់មនុស្សធម្មតាមិនអាចចូលផ្លូវនេះបាននោះទេនៅពេលនោះលោកលូក៏បានយកសៀងលេងបោះចូលទៅក្នុងផ្ទះព្រមទាំងចាក់សោពីខាងក្រៅបន្ទាប់មកលោកលូនិងព្រលឹងការពាររបស់គាត់ក៏បានដើរចេញទៅដើម្បីយកប្អូនរបស់សៀងលេងទៅបោះចោលនៅឯច្រកទ្វារចូលទៅរវាងឋានមនុស្សនិងឋានវិញ្ញាណនៅពេលដែលលោកលូយកប្អូនប្រុសរបស់សៀងលេងប្រុងបោះទៅឋានមនុស្សទៅហើយ
នៅពេលនោះសៀងលេងក៏បានបង្ហាញខ្លួននិងបានរត់ទៅដណ្ដើមយកប្អូនប្រុសរបស់គេមកវិញបានសម្រេចពីលោកលូក៏បានដឹងថាសៀងលេងអាចចេញមកបានគឺដោយសារតែគេបានដុតផ្ទះរំដោះខ្លួនចេញមកក្រៅដើម្បីជួយប្អូនរបស់គេហើយនៅពេលដែលសៀងលេងដណ្ដើមបានប្អូនប្រុសពីលោកលូហើយសៀងលេងក៏បានបីប្អូនប្រុសរបស់ខ្លួនលោតចូលទៅក្នុងច្រកព្រំដែនចាក់ចេញពីផ្លូវឡកឆាដើម្បីកុំឲ្យលោកលូធ្វើបាបពួកគេហើយរឿងរបស់យើងក៏កាត់មកក្នុងពេលបច្ចុប្បន្នវិញម្ដងនៅពេលដែលស៊ីលីងបានក្រោកពីគេនៅក្នុងផ្ទះរបស់យៀនពីងស៊ីលីងបានដឹងថាតាមពិតរឿងដែលបានកើតឡើងនៅយប់នោះមិនមែនជាការយល់សប្តិនោះទេនាងពិតជាបានចូលទៅក្នុងទ្វារខ្មោចពិតមែននៅពេលនោះយៀនពីងក៏បានប្រាប់ទៅស៊ីលីងថាកុំភ័យនាងមិនទាន់ស្លាប់នោះទេប៉ុន្តែនាងក៏មិនទាន់រួចខ្លួននោះដែរព្រោះតាមច្បាប់បើមានមនុស្សណាម្នាក់ដែលបានឆ្លងចូលមកក្នុងទីនេះនោះមេតបខាងប្រលឹងត្រូវតែធ្វើការលុបការចងចាំរបស់នាងចោលដើម្បីកុំឲ្យមានបញ្ហានៅពេលនោះយៀនពីងក៏បានព្យាយាមធ្វើឲ្យសៀងលៀងបាត់បង់ការចងចាំដោយសារតែគេមិនមានអារម្មណ៍ថាសៀងលៀងមិនមានព្រលឹងការពារនោះទេប៉ុន្តែនៅពេលនោះសៀងលៀងក៏បានបង្ហាញកាតនាមប័ណ្ណមួយទៅឲ្យយៀនពីងមើលដែលគេបានរកឃើញនៅក្នុងកាបូបរបស់សៀងលៀងនៅពេលនោះយៀនពីងក៏បានដឹងថានាមប័ណ្ណនោះគឺជានាមប័ណ្ណរបស់ស៊ូគូសានថងគេក៏បានសួរសៀងលៀងថាតើនាងចូលមកទីនេះធ្វើអីនៅពេលនោះសៀងលៀងនាងក៏បានប្រាប់ទៅយៀនពីងវិញថានាងមកទីនេះតាមរយៈសារមួយដែលគេបានហៅនាងឲ្យមកសម្ភាសការងារនៅទីនេះក្រោយពីយៀនពីងបានមើលសារនោះរួចមកយៀនពីងក៏ស្គាល់ថានោះគឺជាសារប្រលឹងរបស់ស៊ូគូសានថងពិតមែនហើយអ្នកដែលអាចមើលសារនោះបានលុះត្រាតែអ្នកនោះមានកម្លាំងខាងវិញ្ញាណខ្លាំងប៉ុន្តែគេឆ្ងល់ថាសៀងលៀងមិនមានកម្លាំងខាងវិញ្ញាណនោះទេប៉ុន្តែហេតុអ្វីបានជានាងអាចមើលសារនេះបាននៅពេលនោះយៀនពីងក៏បានឲ្យសៀងលៀងឡើងម៉ូតូរបស់គេហើយគេនឹងជូនសៀងលៀងត្រឡប់ទៅវិញនៅតាមផ្លូវត្រឡប់ទៅវិញយៀនពីងក៏បានប្រាប់សៀងលៀងអំពីតាមតំបន់ផ្លូវបង្ក្រាបព្រលឹងមានច្រើនរាប់ពាន់ខ្សែនិងនៅតាមផ្លូវនីមួយៗគឺមានមេតបចាំការពារនៅពេលដែលពួកគេកំពុងតែធ្វើដំណើរនៅតាមផ្លូវត្រឡប់ទៅវិញពួកគេក៏បានជួបជាមួយនឹងព្រលឹងខ្មោចអាក្រក់ជាច្រើនយៀនពីងក៏បានប្រាប់ទៅសៀងលៀងទៀតថានៅពេលដែលពួកគេធ្វើដំណើរកាន់តែជិតដល់ផ្លូវចេញពួកគេនឹងជួបជាមួយនឹងព្រលឹងអាក្រក់កាន់តែច្រើនឡើងថែមទៀតយៀនពីងក៏បានប្រាប់ទៅសៀងលៀងថាឲ្យនាងអោបគេឲ្យជាប់គេនឹងជិះកាត់វិញ្ញាណអាក្រក់ទាំងនោះយៀនពីងក៏បានកោះហៅព្រលឹងការពាររបស់ខ្លួនស៊ីឈូឲ្យចេញមកដើម្បីយកព្រលឹងអាក្រក់ដែលនៅខាងមុខផ្លូវរបស់គេចេញនៅពេលនោះយៀនពីងក៏បានបើកម៉ូតូយ៉ាងលឿនធ្វើឲ្យសៀងលៀងភ័យជាខ្លាំងដោយសារតែសៀងលៀងបានឃើញថាមានជញ្ជាំងនៅខាងមុខប៉ុន្តែយៀនពីងមិនបានឈប់ម៉ូតូនោះទេនៅពេលដែលយៀនពីងបានបើកទៅមុខឃើញថាចិត្តដល់ជញ្ជាំងនោះហើយយៀនពីងក៏កាន់តែបន្ថែមល្បឿនឲ្យលឿនថែមទៀតព្រោះយៀនពីងដឹងថានោះគឺជាផ្លូវច្រកចេញនោះឯងប៉ុន្តែសៀងលៀងឯនេះវិញនាងភ័យផងនិងស្រែកផងជាខ្លាំងដោយសារតែនាងមិនដឹងហើយទីបំផុតយៀនពីងក៏បានជូនសៀងលៀងចេញពីផ្លូវឡឆាបានសម្រេចពិតមែនក្រោយពីជូនសៀងលៀងចេញមកក្រៅវិញបានរួចហើយយៀនពីងក៏បានទារថ្លៃដឹករបស់គាត់ពីសៀងលៀងនៅពេលនោះសៀងលៀងក៏បានបង់ប្រាក់ថ្លៃដឹកទៅឲ្យយៀនពីងទាំងស្ទាក់ស្ទើរសៀងលៀងឆ្ងល់ថាតើស៊ូគូសានថងគឺជាមេតបដូចជាយៀនពីងដែរឬទេប៉ុន្តែយៀនពីងក៏បានប្រាប់ទៅសៀងលៀងវិញថាស៊ូគូសានថងមិនមែនជាមេតបនោះទេគឺជាទូតវិញ្ញាណចាប់ឲ្យមកឋានមនុស្សតែប៉ុណ្ណោះដើម្បីស្វែងរកមនុស្សជីងលីងពូកែឲ្យមកធ្វើការឲ្យពិភពខាងវិញ្ញាណតែប៉ុណ្ណោះនៅពេលនោះស៊ីលីងក៏បាននិយាយថាគេមិននឹងអាចជាមនុស្សជីងលីងដែលជាមនុស្សស៊ូគូសានថងតាមរោគនោះទៅនៅពេលនោះយីងពីងក៏បានសរសេរអក្សរនៅលើបាតដៃបន្ទាប់មកគេក៏បានសួរសៀងលៀងថាអក្សរដែលសរសេរនៅលើបាតដៃនេះអានថាម៉េចសៀងលៀងក៏បានប្រាប់ទៅយីងពីងវិញថាគឺជាអក្សរលីងយីងពីងក៏បានឲ្យអ្នកផ្សេងទៀតនៅទីនោះមើលប៉ុន្តែគេមិនអាចមើលឃើញនោះទេយីងពីងក៏បានបញ្យល់ទៅសៀងលៀងថាអក្សរគេសរសេរគឺជាអក្សរដោយកម្លាំងវិញ្ញាណមនុស្សធម្មតាមិនអាចមើលឃើញនោះទេមានតែមនុស្សជីងលីងកម្រិតខ្ពស់ប៉ុណ្ណោះទើបអាចអានបានយីងពីងក៏បានប្រាប់ទៅសៀងលៀងទៀតថាមិនខ្វល់ថានាងជានរណានោះទេនាងមិនត្រូវទៅផ្លូវឡឆាម្ដងទៀតនោះទេព្រោះយីងពីងមិនចង់ពាក់ព័ន្ធជាមួយនឹងគូស៊ូសានថងនោះទេហើយនៅពេលនោះយើងក៏បានឃើញថាស៊ូគូសានថងកំពុងតែឈមើលពួកគេទាំងពីរនាក់នៅលើដំបូលដូចគ្នាដើមដំបូងនៃសាច់រឿងរបស់យើងក៏បាននិយាយអំពីអតីតកាលរបស់សៀងលេងបន្តទៀតក្រោយពីសៀងលេងបាននាំប្អូនរបស់គាត់រត់មកឋានមនុស្សរួចមកសៀងលេងក៏បានដើររើសអាហារដែលផុតកំណត់យកមកញ៉ាំនៅហាងដែលគេបោះចោលដើម្បីបំបត្តិការស្រេកឃ្លានរបស់ខ្លួននៅពេលដែលសៀងលេងកំពុងតែរើសរបស់ឲ្យញ៉ាំនៅពេលនោះថៅកែហាងក៏បានដើរមកឃើញសកម្មភាពរបស់សៀងលេងគាត់ខឹងនឹងសៀងលេងជាខ្លាំងព្រោះគាត់គិតថាសៀងលេងនឹងគឺជាចោរជាមិនខាននៅពេលដែលសៀងលេងបានឃើញថាថៅកែហាងចង់រត់មកចាប់ខ្លួនដូច្នេះសៀងលេងក៏បានរត់ត្រឡប់មកក្រោមស្ពានរបស់គេវិញនៅក្បែរផ្លូវឡឆាដែលជាកន្លែងសៀងលេងនិងប្អូនរបស់គេលាក់ខ្លួនដោយសារតែសៀងលេងនៅក្មេងមិនទាន់ដឹងថាធ្វើអ្វីនៅពេលដែលមកដល់ឋានមនុស្សដូច្នេះសៀងលេងក៏បាននាំប្អូនប្រុសរបស់គេមកស្នាក់នៅក្រោមស្ពាននិងទុកទីនោះគឺជាផ្ទះរបស់ពួកគេរឿងរបស់យើងក៏កាត់មកដល់ពេលព្រឹកបុគ្គលិកម្នាក់ដែលធ្វើការនៅហាងដែលសៀងលេងបានត្រូវអាហារផុតកំណត់យកមកញ៉ាំកាលពីយប់មុននោះគាត់ក៏បានមកជួបសៀងលេងហើយគាត់មានឈ្មោះថាស៊ីតា
នៅពេលដែលសៀងលេងបានឃើញស៊ីតាសៀងលេងក៏បានទាត់សៀងតាមួយជើងបន្ទាប់មកសៀងលេងក៏បានបីប្អូនរបស់ខ្លួនគេចទាំងសេចក្តីភ័យខ្លាចដោយសារតែសៀងលេងគិតថាប្រហែលជាស៊ីតាតាមមកចាប់ខ្លួនពួកគេហើយប៉ុន្តែនៅពេលនោះស៊ីតាក៏បានប្រាប់ទៅសៀងលេងថាគាត់មកទីនេះគឺមិនមែនមកចាប់សៀងលេងនោះទេគឺគាត់គ្រាន់តែមកយកនំប៉័ងដែលសៀងលេងចង់បានឲ្យសៀងលេងតែប៉ុណ្ណោះសៀងលេងក៏អង្គុយចុះនិងយកនំប៉័ងញ៉ាំនៅពេលនោះស៊ីតាក៏បានប្រាប់ទៅសៀងលេងថាគាត់ស្គាល់កន្លែងមួយដែលមានអាហារញ៉ាំគ្រប់គ្រាន់មានសម្លៀកបំពាក់ស្លៀកពាក់គ្រប់គ្រាន់និងកន្លែងស្នាក់នៅល្អមិនធ្វើឲ្យពួកគេមានការបារម្ភទីនោះទេតែឯងចង់ទៅដែរឬទេប៉ុន្តែសៀងលេងបានបដិសេធមិនទៅនោះទេដោយសារតែគេចង់នៅទីនេះចិត្តផ្លូវលោះឆាដើម្បីចាំប៉ាម៉ាក់របស់គេមកវិញច្រើនថ្ងៃច្រើនខែបានកន្លងផុតទៅសៀងលេងនិងប្អូនៗរបស់គេនៅតែបន្តរស់នៅក្រោមស្ពានដដែលទោះបីជាអាកាសធាតុបានប្រែប្រួលត្រជាក់យ៉ាងណាក៏ដោយក៏ពួកគេមិនចាកចេញពីទីនោះដែរនៅយប់មួយប្អូនរបស់សៀងលេងក៏ចាប់ផ្ដើមឈឺដោយសារតែអាកាសធាតុត្រជាក់ខ្លាំងពេកសៀងលេងក៏បាននាំប្អូនៗរបស់ខ្លួនទៅកាន់មន្ទីរពេទ្យក្បែរនោះគ្រូពេទ្យក៏បានប្រាប់ទៅសៀងលេងថាប្អូនរបស់គេបានឈឺគ្រុនក្តៅហើយដូច្នេះតតែសៀងលេងនឹងនាំឪពុកម្ដាយរបស់គេមកទៅគ្រូពេទ្យព្រមព្យាបាលឲ្យព្រោះគេត្រូវបង់ថ្លៃព្យាបាលរបស់ប្អូនគេដោយសារតែសៀងលេងមិនមានឪពុកម្ដាយនិងប្អូនរបស់គេឈឺកាន់តែខ្លាំងទៅទើបសៀងលេងបានសម្រេចចិត្តថាទៅរកស៊ីតានិងបានប្រាប់ទៅស៊ីតាថាគេចង់ទៅកន្លែងដែលមានអាហារញ៉ាំនិងមានសម្លៀកបំពាក់ដែលស៊ីតាបានប្រាប់គេពីមុនក្រោយពីស៊ីតាបាននាំសៀងលេងមកដល់កន្លែងនោះរួចមកស្ត្រីម្នាក់ក៏បានមុជទឹកឲ្យសៀងលេងនិងបានបដូរខោអាវថ្មីឲ្យសៀងលេងក៏បានសួរស្ត្រីនោះពីប្អូនរបស់ខ្លួនថាតើប្អូនរបស់ខ្ញុំយ៉ាងម៉េចហើយប៉ុន្តែស្ត្រីម្នាក់នោះគាត់មិនបានប្រាប់សៀងលេងអំពីប្អូនរបស់គាត់នោះទេទើបសៀងលេងបានលួចចេញនិងទៅរកប្អូនរបស់គេដោយខ្លួនឯងនៅពេលដែលសៀងលេងកំពុងតែដើររកប្អូនរបស់គេក៏បានលឺស៊ីតានិងបរិមម្នាក់កំពុងតែនិយាយគ្នាចរចាអំពីតម្លៃដែលពួកគេទិញលក់សៀងលេងនិងប្អូនរបស់សៀងលេងបរិមម្នាក់នោះក៏បានប្រាប់ទៅស៊ីតាថាគាត់មិនទិញប្អូនរបស់សៀងលេងនោះទេព្រោះប្អូនរបស់សៀងលេងនឹងមើលទៅដូចជាចិត្តស្លាប់ទៅហើយនៅពេលដែលសៀងលេងឮថាស៊ីតាបានយកពួកគេមកលក់ដូច្នេះសៀងលេងមិនព្រមនឹងថាស៊ីតាគឺជាមនុស្សកុហកប៉ុន្តែទោះបីជាសៀងលេងមិនព្រមក៏ដោយក៏ពួកគេបានលក់សៀងលេងរួចទៅហើយពួកគេក៏បានចាប់សៀងលេងធ្វើទារុណកម្មព្រោះតែសៀងលេងមិនព្រមស្ដាប់ពួកគេទោះបីជាសៀងលេងត្រូវពួកគេធ្វើបាបយ៉ាងខ្លាំងយ៉ាងណាក៏ដោយក៏សៀងលេងនៅតែទទូចសុំប្អូនរបស់គេមកវិញផងដែរប៉ុន្តែប្អូនរបស់សៀងលេងត្រូវបានពួកគេបោះចោលទៅលើគំនរសម្រាមនៅខាងក្រៅហើយនៅពេលនោះអាកាសធាតុក៏ត្រជាក់ខ្លាំងផងដែរនៅពេលដែលពួកគេនៅតែបន្តធ្វើបាបសៀងលេងបន្តទៀតនៅពេលនោះសៀងលេងព្យាយាមតស៊ូរហូតអាចក៏ហៅព្រលឹងវិញ្ញាណការពាររបស់ខ្លួនឲ្យចេញមកបានហើយព្រលឹងការពាររបស់សៀងលេងក៏បានចេញមកជួយសៀងលេងពីការធ្វើបាបរបស់ពួកគេបន្ទាប់មកសៀងលេងក៏បានទៅរកស៊ីតាដើម្បីសួររកប្អូនរបស់ខ្លួនក្រោយពីបានដឹងថាប្អូនរបស់ខ្លួននៅទីណារួចមកសៀងលេងក៏បានទៅយកប្អូនរបស់ខ្លួនមកវិញនិងបាននាំប្អូនរបស់គេទៅកាន់មន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យព្យាបាលក្រោយពីសៀងលេងបានជួយប្អូនរបស់ខ្លួនឲ្យមានសុវត្ថិភាពរួចមកព្រលឹងការពាររបស់សៀងលេងក៏បានណែនាំខ្លួនរបស់គេឲ្យសៀងលេងស្គាល់ថាគេមានឈ្មោះថាអ៊ីជីនហើយគេព្រមបម្រើគ្រួសារឆៅគ្រប់ចំនួនរឿងរបស់យើងក៏កាត់មកដល់សៀងលេងវិញម្ដងនាងកំពុងតែគិតអំពីរឿងរ៉ាវដែលបានកើតឡើងមកលើនាងគិតថាតើនាងពិតជាមានព្រលឹងការពារពិតមែនឬទេសៀងលេងនាងក៏បានព្យាយាមហៅព្រលឹងការពាររបស់ខ្លួនជាច្រើនដងប៉ុន្តែនាងនៅតែមិនអាចកោះហៅព្រលឹងការពាររបស់នាងឲ្យចេញមកបាននោះទេដូច្នេះសៀងលេងនាងក៏បានសម្រេចចិត្តថានាងនឹងទៅផ្លូវលោឆាម្ដងទៀតដើម្បីឲ្យបានដឹងពីវិធីដែលអាចឲ្យនាងកោះហៅព្រលឹងការពាររបស់នាងបានហើយនៅពេលនោះនាងក៏បានដើរមកដល់ផ្លូវលោឆាប៉ុន្តែភ្លាមនោះនាងក៏បានផ្លាស់ប្ដូរគំនិតទៅវិញដោយនាងចង់រស់នៅក្នុងជីវិតធម្មតាបែបនេះល្អជាងបន្ទាប់មកសៀងលេងក៏បានចាក់ចេញពីទីនោះបាត់ទៅនៅថ្ងៃបន្ទាប់សៀងលេងក៏បានទៅសម្ភារការងារមួយកន្លែងផ្សេងទៀតនាងក៏បានបញ្ចប់ការសម្ភាររបស់នាងដោយជោគជ័យអ្នកសម្ភារសៀងលេងបានប្រាប់ទៅសៀងលេងថានាងអាចមកធ្វើការនៅថ្ងៃស្អែកនេះបាននៅពេលដែលសៀងលេងបានត្រឡប់មកកាន់បន្ទប់របស់នាងវិញសៀងលេងបានបោះ CV របស់នាងទៅលើដោយមានការសប្បាយចិត្តជាខ្លាំងប៉ុន្តែនៅពេលនោះសៀងលេងក៏បានឃើញកាតរបស់ស៊ូគូសាន់ថុងដែលបានឲ្យមកនាងសៀងលេងក៏បានយកកាតនោះទៅបោះចោលនិងបាននិយាយថានាងមិនត្រូវការវាទៀតនោះទេនៅពេលនោះយើងក៏បានឃើញថាសៀងលេងកំពុងតែត្រូវបានមរយន្តកំពុងតែតាមដាននាងដូចគ្នាមរយន្តនោះក៏បានធ្វើការត្រួតពិនិត្យមើលទៅសៀងលេងនៅបន្ទប់របស់នាងបន្ទាប់មកមរយន្តក៏បានចូលទៅក្នុងបន្ទប់របស់សៀងលេងដើម្បីចាប់នាងនៅពេលនោះមរយន្តក៏បានចាប់សៀងលេងនិងបានស្កេនមើលសៀងលេងថាមានព្រលឹងការពារដែរឬទេតាមការបញ្ជាមេរបស់គេ
នៅពេលដែលមរយន្តបាន scan មើល ceiling គេឃើញថានាងអាចមានត្រឹមតែ 85% ប៉ុណ្ណោះដូច្នេះនៅពេលដែលមរយន្តកំពុងតែទទួលបញ្ជាពីមេរបស់ខ្លួននៅពេលនោះស៊ូគូសានថងក៏បានចេញមកជួយនាងនៅពេលនោះក៏មានមរយន្តជាច្រើនបានចូលមកក្នុងបន្ទប់របស់នាងដើម្បីចាប់នាងនៅពេលនោះស៊ូគូសានថងក៏បានប្រយុទ្ធជាមួយនឹងពួកមរយន្តទាំងនោះហើយស៊ូគូសានថងក៏បានប្រាប់ទៅ ceiling ថាឲ្យ ceiling នឹងប្រញាប់រត់ទៅផ្លូវឡឆាទៅព្រោះអង្គការរាជវង្សកំពុងតែតាមចាប់នាងដើម្បីចង់បានព្រលឹងការពាររបស់នាងហើយប៉ុន្តែ ceiling នាងបែរជារត់ឡើងទៅលើដំបូងផ្ទះទៅវិញនៅពេលដែល ceiling បានទៅដល់លើដំបូងផ្ទះនៅពេលនោះក៏មានមរយន្តជាច្រើនបានឡើងមកតាមនាងពីក្រោមនិងបានហុំព័ទ្ធនាងនៅពេលនោះស៊ូគូសានថងក៏បានចេញមកជួយនាងម្ដងទៀតស៊ូគូសានថងក៏បានរុញស៊ីលីងឲ្យធ្លាក់ចុះទៅលើចន្ទៅរទេះបន្ទាប់មកស៊ូគូសានថងក៏បានទម្លាក់ស៊ីលីងចុះទៅក្រោមដោយសុវត្ថិភាពស៊ីលីងនាងក៏បានរត់សម្ដៅទៅកាន់ផ្លូវឡឆាហើយនៅតាមផ្លូវពួកមរយន្តក៏បាននាំគ្នាដេញតាមស៊ីលីងរហូតដូចគ្នានៅពេលដែលស៊ីលីងរត់កាត់ផ្លូវដោយមិនបានមើលឡាននៅពេលនោះមានឡានធំមួយបានបើកមកបំរុងបុកនាងទៅហើយប៉ុន្តែនៅពេលនោះស្រាប់តែព្រលឹងការពាររបស់នាងក៏បានចេញមកជួយនាងបាំងឡាននោះមិនឲ្យបុកត្រូវស៊ីលីងឡើយស៊ីលីងក៏បានប្រាប់អំពីហេតុការណ៍ចម្លែកនេះដល់ស៊ូគូសានថងឲ្យបានដឹងដូចគ្នាហើយខណៈពេលនោះយើងក៏បានឃើញថាបរិសុទ្ធចម្លែកដែលបានបញ្ជាឲ្យមរយន្តតាមចាប់ស៊ីលីងគាត់ក៏បានឃើញហេតុការណ៍នោះដែរនៅពេលនោះគាត់ក៏បានដឹងច្បាស់ដូចជាការកើតរបស់គាត់ពិតមែនថាស៊ីលីងពិតជាម្ចាស់ព្រលឹងការពារនោះពិតមែនរឿងរបស់យើងក៏កាត់មកនិយាយអំពីសៀងលេងនិងយិនពីងវិញម្ដងឥឡូវនេះពួកគេក៏មានវ័យកាន់តែធំបន្តិចហើយនៅពេលនោះក៏មានបរិសុទ្ធម្នាក់បានទៅប្តឹងប៉ូលីសទាំងខ្លួនមានរបួសថាគាត់ត្រូវបានក្មេងប្រុសពីរនាក់បងប្អូនធ្វើបាបគាត់ហើយពីអ្នកបងប្អូននោះគឺសៀងលេងហើយនិងយិនពីងនោះឯងគ្មានអ្នកណាក្រៅពីគេនោះទេអ្នកទាំងគ្នាសៀងលេងនិងយិនពីងពួកគេក៏បាននាំគ្នាត្រឡប់ទៅកាន់ផ្លូវឡឆាវិញនៅពេលដែលពួកគេចូលទៅដល់ពួកគេក៏បានឃើញព្រលឹងអាក្រក់កំពុងតែធ្វើបាបក្មេងស្រីម្នាក់យិនពីងក៏បានចេញមកជួយប៉ុន្តែនៅពេលនោះព្រលឹងអាក្រក់រៀបនឹងវាយមកលើយិនពីងទៅហើយប៉ុន្តែអ៊ីនជីនក៏បានចេញមកជួយយិនពីងហើយសៀងលេងអ៊ីនជីនក៏បានរួមកម្លាំងគ្នាដើម្បីកម្ចាត់វិញ្ញាណអាក្រក់នោះបានសម្រេចនៅពេលនោះកូនចៅរបស់លោកលូក៏បានមករាយការណ៍ប្រាប់លោកលូថាមានក្មេងប្រុសម្នាក់មានព្រលឹងការពារបានសម្លាប់វិញ្ញាណអាក្រក់ដែលជាគ្នារបស់ពួកគេលោកលូបានដឹងច្បាស់ថានេះប្រកាសជាសៀងលេងជាមិនខានក្រោយពីកម្ចាត់វិញ្ញាណអាក្រក់នោះរួចមកសៀងលេងក៏បាននាំប្អូនរបស់គេត្រឡប់ទៅវិញហើយសៀងលេងក៏បានប្រាប់ទៅប្អូនរបស់គេទៀតថាផ្លូវឡឆានៅពេលនេះមិនមែនជាផ្លូវឡឆាដូចជាពេលមុននោះទៀតនោះឡើយហើយនៅទីនេះក៏មិនមែនជាផ្ទះរបស់ពួកយើងទៀតដែរនៅពេលនោះក៏មានព្រលឹងអាក្រក់បានចេញមករារាំងផ្លូវរបស់ពួកគេនិងបានធ្វើការវាយប្រហារទៅលើពួកគេប៉ុន្តែនៅពេលនោះអ៊ីជីនក៏បានចេញមកការពារបងប្អូនទាំងពីរនាក់មិនឲ្យមានគ្រោះថ្នាក់លោកលូក៏បានមកដល់ដូចគ្នាជាមួយនឹងព្រលឹងការពាររបស់គាត់នៅពេលនោះលោកលូក៏បានឲ្យព្រលឹងការពាររបស់គាត់ចូលទៅប្រយុទ្ធជាមួយនឹងអ៊ីជីនដើម្បីប្រដៅពួកគេម្ដងអ៊ីជីននិងព្រលឹងការពាររបស់លោកលូក៏បានបើកការប្រយុទ្ធគ្នានៅក្នុងសមរភូមិដ៏ក្តៅគគុកប៉ុន្តែចុងក្រោយអ៊ីជីនក៏បានប្រយុទ្ធចាញ់ព្រលឹងការពាររបស់លោកលូនៅពេលនោះសៀងលេងឆ្ងល់ថាហេតុអ្វីបានជាព្រលឹងការពាររបស់គេប្រយុទ្ធចាញ់អញ្ចឹងលោកលូក៏បានប្រាប់ទៅសៀងលេងវិញថាមកពីឯងខ្សោយពេកទៅព្រលឹងការពាររបស់ឯងចាញ់យើងដូច្នេះលោកលូក៏បានចាប់សៀងលេងនិងបាននិយាយប្រាប់ទៅសៀងលេងទៀតថាថ្មីនេះទូតវិញ្ញាណបានចេញលិខិតតាមចាប់វិញ្ញាណម្នាក់ដែលមានឈ្មោះថាហော်ហ្វូឡុងហើយក្នុងនោះគេក៏មានការសង្ស័យថាហော်ហ្វូឡុងនឹងបានសម្លាប់ប៉ាម៉ាក់របស់សៀងលេងផងដែរក្រោយពីសៀងលេងបានស្ដាប់លោកលូនិយាយប្រាប់ដូច្នេះរួចមកសៀងលេងមានការឈឺចាប់ជាខ្លាំងបន្ទាប់មកលោកលូក៏បានយកសៀងលេងទៅឲ្យស៊ូគូសានថងដើម្បីបដូរយករង្វាន់គូស៊ូសានថងក៏បានយកសៀងលេងទៅកាន់កោះមរណៈដើម្បីធ្វើការហ្វឹកហាត់បន្ថែមទៀតឲ្យកាន់តែខ្លាំងនិងដើម្បីឲ្យគេធ្វើការឲ្យទូតវិញ្ញាណរឿងរបស់យើងក៏បាននិយាយពីពេលបច្ចុប្បន្នវិញម្ដងឥឡូវនេះស៊ូគូសានថងនិងស៊ីវលីងពួកគេក៏បានមកដល់ផ្ទះរបស់សៀងលេងនៅពេលដែលសៀងលេងបានបើកទ្វារសៀងលេងក៏បានឃើញគូស៊ូសានថងនិងស៊ីវលីងនៅខាងមុខផ្ទះរបស់គេសៀងលេងក៏បានស្វាគមន៍ពួកគេនិងបានឲ្យពួកគេចូលមកក្នុងផ្ទះសិនមកចាំនិយាយគ្នានៅពេលដែលយិនពីងបានឃើញស៊ីវលីងយិនពីងបាននិយាយទៅសៀងលេងថាហេតុអ្វីបានជានាងមកទីនេះម្ដងទៀតខ្ញុំធ្លាប់បានប្រាប់នាងហើយតើថាខ្ញុំមិនចង់ឃើញនាងនៅទីនេះទៀតនោះទេនៅពេលនោះស៊ូគូសានថងក៏បានចេញមកនិយាយជាមួយនឹងយិនពីងនៅខាងក្រៅហើយស៊ូគូសានថងក៏បានសុំឲ្យយិនពីងជួយវឹកហាត់ស៊ីវលីងដើម្បីឲ្យស៊ីវលីងនឹងអាចចេះកោះហៅព្រលឹងការពាររបស់នាងបានប៉ុន្តែយិនពីងក៏បានបដិសេធមិនចង់បង្រៀនស៊ីវលីងនោះទេព្រោះទីនេះមិនមែនជាកន្លែងវឹកហាត់នោះទេនៅពេលនោះស៊ូគូសានថងក៏បានប្រាប់ទៅយិនពីងទោះបីជាមិនចង់បង្ហាត់នាងក៏ដោយក៏គាត់ចង់ឲ្យស៊ីវលីងស្នាក់នៅទីនោះមួយរយៈសិនព្រោះអង្គការរាជវង្សកំពុងតែតាមសម្លាប់នាងហើយស៊ូគូសានថងក៏បានប្រាប់ទៅយិនពីងទៀតថាមួយរយៈនេះមានព្រលឹងអាក្រក់និងខ្លាំងមកកាន់ផ្លូវវិញ្ញាណច្រើនណាស់
ឬថាអង្គការរាជវង្សគឺនៅពីក្រោយរឿងនោះយៀនពីងក៏បានប្រាប់ទៅស៊ូគូសាន់ថងវិញថាសៀលីងនាងចាស់ណាស់ហើយពិបាកក្នុងការបង្ហាត់ណាស់មិនដូចជាក្មេងៗនោះទេសៀលីងគ្មានប្រយោជន៍អ្វីសម្រាប់គាត់នោះទេប៉ុន្តែនៅពេលនោះសៀលីងនឹងក៏បានលឺយៀនពីងថាខ្លួនបែបនេះរួចមកសៀលីងក៏ខឹងនឹងយៀនពីងជាខ្លាំងនិងបាននិយាយប្រាប់ទៅយៀនពីងវិញថាគ្មានប្រយោជន៍យ៉ាងម៉េចខ្ញុំចេះធ្វើកិច្ចការផ្ទះដាំបាយពុះអុសនិងធ្វើម្ហូបបោកខោអាវក្រោយពីយៀនពីងឮសៀលីងនិយាយបែបនេះរួចមកយៀនពីងក៏បានសម្រេចចិត្តឲ្យសៀលីងនៅទីនោះបានប៉ុន្តែមានលក្ខខណ្ឌសៀលីងត្រូវតែធ្វើជាអ្នកបម្រើរបស់គេសៀលីងក៏បានយល់ព្រមទាំងបង្ខំចិត្តនៅថ្ងៃបន្ទាប់សៀលីងក៏បានធ្វើកិច្ចការផ្ទះដាំបាយបោកខោអាវរៀបចំផ្ទះនិងពុះអុសហើយសៀលីងនាងត្រូវតែក្រោកពីព្រលឹមរាល់ព្រឹកនៅពេលដែលយៀនពីងអង្រួនកណ្ដឹងហៅនាងយៀនពីងតែងតែអង្រួនកណ្ដឹងហៅសៀលីងនៅពេលដែលគេចង់ប្រើនាងឲ្យធ្វើការអ្វីមួយនៅពេលដែលសៀលីងបានមកដល់យៀនពីងក៏បានប្រាប់ទៅសៀលីងទៀតថាសៀលីងត្រូវតែទៅដឹកអាហារជំនួសគេដើម្បីរកលុយមកផ្គត់ផ្គង់គ្រួសារចំណែកគេមិនមានពេលនោះទេព្រោះគេរវល់ការពារផ្លូវឡោះឆានៅពេលដែលសៀងលេងឮថាយៀនពីងឲ្យសៀងលេងចេញទៅក្រៅដើម្បីធ្វើការអញ្ចឹងសៀងលេងក៏បានប្រាប់ទៅយៀនពីងវិញថាយើងមិនអាចឲ្យគាត់ចេញទៅក្រៅធ្វើការបាននោះទេព្រោះគាត់អាចនឹងមានគ្រោះថ្នាក់ព្រោះក្រុមអង្គការរាជវង្សកំពុងតែតាមចាប់គាត់នៅពេលដែលសៀលីងបានឮថាយៀនពីងនិយាយបែបនេះដាក់ខ្លួនរួចមកសៀលីងមានការខឹងជាខ្លាំងនាងលែងមានភាពអត់ធ្មត់ទៀតហើយសៀលីងនាងក៏បាននិយាយទៅកាន់យៀនពីងវិញថាខ្ញុំទ្រាំលែងបានទៀតហើយយ៉ាងច្រើនខ្ញុំបង់ថ្លៃស្នាក់នៅឲ្យលោកតែប៉ុណ្ណោះនៅពេលនោះយៀនពីងក៏បានយល់ព្រមហើយយៀនពីងក៏បានយកថ្លៃស្នាក់នៅរបស់សៀលីងតម្លៃ100យ៉ននៅពេលនោះសៀលីងក៏បានឲ្យលុយថ្លៃស្នាក់នៅគុណនឹង2ដើម្បីថែមឲ្យយៀនពីងធ្វើការនិងបម្រើនាងវិញដូច្នេះដោយសារតែសៀលីងបានថែមលុយគុណនឹង2ឲ្យទៅយៀនពីងដូចមកដូច្នេះនៅពេលនោះពួកគេក៏បានស្ដាប់នាងនិងទុកនាងជាមេនៅក្នុងផ្ទះនោះក្រោយពីយៀនពីងបានធ្វើការចប់រួចរាល់យៀនពីងក៏បានមកសម្រាកនៅបន្ទប់ទាំងនៅហត់សៀងលេងក៏បានប្រាប់ទៅយៀនពីងវិញថាអង្គការរាជវង្សច្បាស់ជាដឹងថាសៀងលេងកំពុងតែនៅទីនេះប៉ុន្តែហេតុអ្វីបានជាពួកគេមិនមានសកម្មភាពអញ្ចឹងដូចជាចម្លែកណាស់ហើយហេតុអ្វីបានជាពួកគេចង់បានព្រលឹងការពាររបស់នាងអញ្ចឹងនៅពេលនោះយៀនពីងក៏បានហៅស៊ូគូសាន់ថងមកដើម្បីសួរនាំឲ្យបានដឹងច្បាស់ស៊ូគូសាន់ថងក៏បានប្រាប់ទៅពួកគេថាអង្គការរាជវង្សចង់បានសៀលីងដោយសារតែព្រលឹងការពាររបស់សៀលីងមានថ្នាំសងព្រលឹងដូច្នេះហើយបានជាពួកគេចង់ចាប់សៀលីងស៊ូគូសាន់ថងក៏បានប្រាប់ទៅយៀនពីងទៀតថាដោយសារតែមូលហេតុនេះហើយទើបគេស្នើឲ្យយៀនពីងជួយវឹកហាត់សៀលីងបើសិនជាសៀលីងអាចកោះហៅព្រលឹងការពាររបស់នាងបានពិតមែនពួកគេក៏អាចទទួលបានថ្នាំសងព្រលឹងដើម្បីជួយពុកម្ដាយរបស់ពួកគេឲ្យត្រឡប់មកវិញបានដូចគ្នានៅថ្ងៃបន្ទាប់សៀលីងក៏បានអង្រួនកណ្ដឹងដើម្បីប្រើយៀនពីងឲ្យបម្រើនាងប៉ុន្តែនៅថ្ងៃនេះយៀនពីងក៏មិនបានធ្វើតាមទៀតនោះទេយៀនពីងក៏បានប្រាប់ទៅសៀលីងវិញថាហ្គេមត្រូវបានបញ្ចប់ហើយចាប់ពីពេលនេះទៅនាងត្រូវតែចាប់ផ្ដើមវឹកហាត់រឿងរបស់យើងក៏និយាយពីតេតការរបស់សៀងលេងវិញម្ដងនឹងហើយអ្នកទាំងអស់គ្នាដូចជាខ្ញុំបាននិយាយនៅវគ្គ1ចឹងថារឿងរបស់យើងហ្នឹងគេលេងត្រឡប់ទៅត្រឡប់មកពីអតីតកាលនិងបច្ចុប្បន្នចឹងណាអញ្ចឹងបើសិនជាអត់បានមើលវគ្គ1ទេប្រហែលជាអត់សូវយល់ហើយមើលក៏អាចច្រឡំសាច់រឿងអញ្ចឹងបើសិនជាចង់យល់ច្បាស់អញ្ចឹងដល់តែយើងមើលវគ្គ1ទៅអានឹងបានយើងស្រួលយល់ប៉ុន្តែចាប់ពី season 2ដល់ season 3រឿងរបស់យើងលេងតែធម្មតាអញ្ចឹងល្អមើលអត់ដូចអញ្ចឹងទេចឹងយើងនឹងចូលទៅដល់សាច់រឿងរបស់យើងជាបន្តនៅពេលដែលស៊ូគូសាន់ថងបានយកសៀងលេងមកកាន់កប្រលឹងជាមួយនឹងក្មេងៗផ្សេងទៀតដើម្បីធ្វើការវឹកហាត់នៅពេលនោះក៏មានក្មេងៗប៉ុន្មាននាក់ដែលពួកគេជាសិស្សចាស់កំពុងវឹកហាត់នៅទីនោះបានធ្វើការភ្នាល់គ្នាថាក្នុងចំណោមក្មេងៗដែលមកថ្មីប៉ុន្មានអ្នកនេះច្បាស់ជាមានម្នាក់ដែលខ្លាចនឹងរត់យំទៅវិញជាមិនខានហើយម្នាក់នោះគឺគេទាយថាគឺជាសៀងលេងនៅពេលនោះអ្នកគ្រប់គ្រងក៏បានពន្យល់អំពីច្បាប់នៅលើកោះដើម្បីឲ្យក្មេងៗបានដឹងនិងអនុវត្តតាមប៉ុន្តែព្រាមនោះសៀងលេងក៏បានលោតចុះទៅក្នុងទឹកទន្លេក្នុងគោលបំណងចង់រត់ចេញពីទីនោះប៉ុន្តែសៀងលេងក៏បានធ្លាក់ចុះទៅខាងក្រោមហើយលោកគ្រូក៏បានប្រាប់ទៅពួកគេទៀតថាទឹកដែលនៅជុំវិញកោះនេះនឹងធ្វើឲ្យអ្វីៗដែលលោតចុះទៅនិងលិចចុះទៅខាងក្រោមទោះបីជាអ្នកនោះពូកែហែកទឹកយ៉ាងណាក៏ដោយហើយលោកគ្រូក៏បាននិយាយបន្តទៀតថាយើងភ្លេចប្រាប់ពួកឯងមានផ្លូវតែពីរប៉ុណ្ណោះដែលអាចចាក់ចេញពីកោះនេះបានទី1គឺខ្លាចជាមេតបទី2ក្រោយពីអាយុ18ឆ្នាំត្រូវលុបការចងចាំនិងបោះចុះទៅឋានមនុស្សវិញនិយាយរួចមកលោកគ្រូក៏បានបោះខ្សែចូលទៅក្នុងទឹកដើម្បីយកសៀងលេងមកវិញពេលយប់ក៏បានមកដល់ក្មេងប្រុស3នាក់ដែលបានភ្នាល់គ្នាអំពីសៀងលេងពួកគេក៏បានមកធ្វើបាបសៀងលេងដោយសារតែគេនិយាយថាមកពីសៀងលេងបានជាពួកគេចាញ់ក្នុងការភ្នាល់គ្នាអញ្ចឹងនៅពេលនោះសៀងលេងក៏បានកោះហៅអ៊ីជីនឲ្យចេញមកប៉ុន្តែគេមិនអាចកោះហៅព្រលឹងការពារនោះបាននោះទេក្មេងប្រុសដែលបានធ្វើបាបសៀងលេងបាននិយាយប្រាប់ទៅសៀងលេងថានៅទីនេះមានថ្មចាក់ព្រលឹងជាច្រើនដែលការពារមិនឲ្យកោះហៅព្រលឹងការពារចេញមកបានក្មេងទាំងនោះក៏បាននាំគ្នាវាយទៅលើសៀងលេងប៉ុន្តែនៅពេលនោះក៏មានក្មេងម្នាក់ចេញមកជួយសៀងលេងហើយគេមានឈ្មោះថាលាវអ៊ីឆាង
ហើយលាយអ៊ីឆានគឺជាចំណន់ក្រោយរបស់លាយប៉ីអ្នកទាំងគ្នាក្មេងៗដែលបានធ្វើបាបសៀងលេងនៅពេលនោះពួកគេក៏បានឃើញថាអ៊ីឆាងមានព្រលឹងការពារដល់ទៅ3ពួកគេមានការភ័យខ្លាចនិងបាននាំគ្នារត់បាត់អស់ទៅនៅពេលនោះសៀងលេងក៏បានសួរទៅអ៊ីឆាងថាហេតុអ្វីបានជាឯងអាចក៏ហៅព្រលឹងការពារបាននៅទីនេះប៉ុន្តែទោះបីជាសៀងលេងបានសួរយ៉ាងណាក៏ដោយក៏អ៊ីឆាងមិនបានប្រាប់ទៅសៀងលេងវិញនោះទេគេបែរជានិយាយសួរទៅសៀងលេងវិញថាតើឯងចង់ចាកចេញពីទីនេះដែរឬទេខ្ញុំនឹងជួយឲ្យឯងចាកចេញពីទីនេះខណៈពេលនោះនៅឯផ្លូវឡឆាឯនេះវិញលោកលូក៏កំពុងតែបញ្ជាកូនចៅរបស់គាត់ឲ្យតាមចាប់ខ្លួនរបស់ប្អូនសៀងលេងប៉ុន្តែជាសំណាងល្អប្អូនរបស់សៀងលេងត្រូវបានវិញ្ញាណក្មេងស្រីម្នាក់ជួយលាក់គេពីពួកវិញ្ញាណអាក្រក់ទាំងនោះរឿងរបស់យើងក៏និយាយអំពីសៀងលេងនិងអ៊ីឆាងវិញម្ដងពួកគេកំពុងតែនាំគ្នាឡើងទៅតាមជណ្ដើរដើម្បីឡើងទៅលើកំពូលនៃដំបូលនៅពេលដែលពួកគេកំពុងតែវាឡើងសៀងលេងក៏បានសួរទៅអ៊ីឆាថាហេតុអ្វីបានជាពួកយើងត្រូវឡើងទៅរកកន្លែងដែលខ្ពស់ជាងគេអញ្ចឹងអ៊ីឆាងក៏បានប្រាប់ទៅសៀងលេងវិញថាព្រោះវាគឺជាការពិសោធន៍របស់ខ្ញុំអ៊ីឆាងក៏បានប្រាប់ទៅសៀងលេងទៀតថានៅពេលដែលសៀងលេងបានលោតចុះពីកន្លែងដែលខ្ពស់បំផុតចុះទៅក្រោមវានឹងជួយឲ្យកម្លាំងចុះទៅកាន់តែលឿនហើយវានឹងជួយឲ្យសៀងលេងបានមុជទៅដល់ទីជម្រៅរបស់ទន្លេបានកាន់តែលឿនអ៊ីឆាងគិតថាទន្លេនៅទីនេះនៅខាងក្រោមរបស់វាគឺជាផ្ទៃសមុទ្រមកខាងទៀតដែលនៅខាងលើដែលវាក្រឡាប់ទៅមកហើយនៅពេលនោះសៀងលេងក៏បានលោតចុះពីលើទីខ្ពស់នៃកំពូលចូលទៅក្នុងទន្លេដោយមិនខ្លាចថាវាខ្ពស់យ៉ាងណានោះទេហើយការស្មានរបស់អ៊ីឆាងពិតជាត្រឹមត្រូវពិតមែននៅពេលដែលសៀងលេងបានលោតចុះទៅសៀងលេងក៏លិចចូលទៅក្នុងទន្លេបានយ៉ាងលឿននិងកាន់តែចូលជ្រៅទៅគេដូចជាបាត់បង់ស្មារតីទៅហើយប៉ុន្តែនៅពេលនោះសៀងលេងក៏បានដឹងខ្លួនឡើងវិញដោយគេផុសឡើងនៅលើផ្ទៃទឹកក្រោយពីសៀងលេងបានរត់រួចអ្នកយាមក៏បានរាយការណ៍ទៅប្រាប់លោកគ្រូឲ្យបានដឹងដូចគ្នាលោកគ្រូពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះតាំងពីដើមមកមិនមាននរណាម្នាក់អាចរត់ចេញពីទីនេះបាននោះទេលោកគ្រូក៏បានប្រាប់ទៅអ្នកយាមទៀតថារឿងនេះត្រូវតែរក្សាជាការសម្ងាត់មិនត្រូវឲ្យនរណាដឹងអំពីរឿងនេះនោះទេរឿងរបស់យើងក៏កើតមកដល់ពេលបច្ចុប្បន្នវិញម្ដងឥឡូវនេះយៀនពីងបានធ្វើការវឹកហាត់ស៊ីលីងឲ្យរឹងមាំដើម្បីឲ្យនាងអាចកោះហៅព្រលឹងការពាររបស់នាងការវឹកហាត់ដ៏វេទនាមួយនេះបានធ្វើឲ្យស៊ីលីងមានការហត់នឿយនិងត្អូញត្អែរជាខ្លាំងអំពីកម្រិតដំបូងនៃការវឹកហាត់ដែលយៀនពីងបានដាក់ឲ្យនាងស៊ីលីងក៏បានប្រាប់ទៅស៊ីលីងវិញថាទោះបីជាយិនពីងឲ្យនាងវឹកហាត់លំបាកបន្តិចមែនក៏ដោយប៉ុន្តែវាគឺជាការល្អសម្រាប់សៀវលីងប៉ុន្តែនៅពេលដែលសៀវលីងបានដឹងថាតាមពិតយិនពីងបានបង្ហាត់នាងតាមសៀវភៅរឿងម៉ាំង៉ានាងខឹងជាខ្លាំងសៀវលីងក៏បានទូរស័ព្ទទៅស៊ូគូសាន់ថុងឲ្យប្រញាប់មកទីនេះបន្ទាប់មកសៀវលីងក៏បានប្រាប់ទៅគូសាន់ថុងថាហេតុអ្វីបានជាយិនពីងបង្ហាត់នាងតាមសៀវភៅរឿងកំ pl ែងមួយនេះអញ្ចឹងវាដូចជាលេងសើចជាមួយនឹងនាងពេកហើយប៉ុន្តែស៊ូគូសាន់ថុងក៏បានប្រាប់ទៅសៀវលីងវិញថាធម្មតាមេតបបង្ក្រាបប្រលឹងគឺមានវិធីវឹកហាត់របស់ពួកគេរៀងៗខ្លួននៅពេលនោះសៀងលីងក៏បាននិយាយទៅស៊ូគូសាន់ថុងថានាងឈប់ហាត់ហើយនាងចង់ទៅជាមួយនឹងស៊ូគូសាន់ថុងវិញនាងមិនចង់នៅទីនេះទៀតនោះទេប៉ុន្តែស៊ូគូសាន់ថុងក៏បានប្រាប់ទៅសៀងលីងវិញថាអង្គការរាជវង្សកំពុងតែតាមរកនាងហើយគាត់ឥឡូវនេះកំពុងតែរវល់តាមចាប់អ្នកទោសមិនមានពេលការពារនាងនោះទេស៊ូគូសាន់ថុងក៏បាននិយាយទៀតថាអ្នកទោសម្នាក់នោះមានឈ្មោះថាហော်ហ្វូឡុងហើយគេសន្មតថាគេគឺជាអ្នកដែលសម្លាប់ឪពុកម្ដាយរបស់សៀងលេងនិងយៀងពីងនៅយប់ដែលពួកគេបានចាកចេញទៅនោះរឿងរបស់យើងក៏កាត់មកដល់ពេលយប់សៀងលេងនិងយៀងពីងពួកគេកំពុងតែឈរមើលទៅកាន់ផ្លូវឡឆាដែលកំពុងតែមានភ្លើងឆេះសៀងលេងដឹងថាប្រហែលជាពួកព្រលឹងអាក្រក់ចូលមកកាន់ផ្លូវឡឆាទៀតហើយនៅពេលនោះសៀងលេងក៏បានបបួលសៀងលីងឲ្យទៅមើលពួកគេប្រយុទ្ធជាមួយនឹងពួកវិញ្ញាណអាក្រក់ដែលបានចូលមកព្រោះនេះក៏ជាការវឹកហាត់ដូចគ្នាប៉ុន្តែយៀនពីងបានបដិសេធមិនឲ្យសៀងលីងទៅនោះទេព្រោះខ្លាចថានាងមានគ្រោះថ្នាក់យៀនពីងក៏បានប្រាប់ទៅសៀងលីងឲ្យចាំនៅក្នុងផ្ទះនេះហើយទុកឲ្យពួកគេពីរនាក់ចេញទៅបានហើយប៉ុន្តែនៅពេលដែលសៀងលេងនិងយៀនពីងបានចេញបាត់ទៅសៀងលីងនាងក៏បានរត់តាមពួកគេទៅកាន់ផ្លូវឡឆាដែរនៅឯផ្លូវឡឆានេះវិញយៀនពីងនិងព្រលឹងការពាររបស់គេកំពុងតែប្រយុទ្ធជាមួយនឹងពួកវិញ្ញាណអាក្រក់ទាំងនោះដោយខ្លាំងក្លានៅពេលនោះសៀងលេងក៏បានប្រាប់ទៅយៀនពីងថាគេដូចជាមានការបារម្ភព្រោះនៅផ្លូវឡឆាឥឡូវមានព្រលឹងអាក្រក់ជ្រៀតចូលកាន់តែច្រើនឡើងហើយម្យ៉ាងទៀតពួកវាទាំងនោះកម្រិតវិញ្ញាណកាន់តែខ្ពស់ទៅសៀងលេងក៏បានប្រាប់ទៅយៀនពីងទៀតថាអង្គការរាជវង្សដូចជាធ្វើការពិសោធន៍ដើម្បីសាកល្បងកម្លាំងនៃផ្លូវនីមួយៗនិងចង់ដឹងពីកម្លាំងការពារនិងការប្រយុទ្ធរបស់ពួកគេអញ្ចឹងនៅពេលដែលសៀងលេងមកដល់និងកំពុងតែលួចមើលយៀនពីងប្រយុទ្ធនៅពេលនោះនាងក៏ត្រូវបានព្រលឹងអាក្រក់ចេញមកធ្វើបាបនាងប៉ុន្តែនៅពេលនោះសៀងលេងក៏បានចេញមកជួយនាងទាន់ពេលនៅពេលដែលសៀងលេងកំពុងតែប្រយុទ្ធជាមួយនឹងពួកព្រលឹងអាក្រក់សៀងលេងក៏បាននិយាយលើកទឹកចិត្តទៅសៀងលេងថានាងត្រូវតែខ្លាំងនិងរឹងមាំដោយខ្លួនឯងទោះបីជាមនុស្សប្រុសឬជាមនុស្សស្រីក៏ដោយឲ្យតែខំវឹកហាត់និងចំណាយពេលច្រើនគង់តែបានសម្រេចជាមិនខានក្រោយពីសៀងលីងបានទទួលការលើកទឹកចិត្តពីសៀងលេងរួចមកនៅថ្ងៃបន្ទាប់សៀងលីងនាងក៏បានសម្រេចចិត្តខំប្រឹងវឹកហាត់បន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពរបស់នាងឲ្យកាន់តែខ្លាំងក្រោយពីសៀងលីង
ខំប្រឹងវឹកហាត់រួចមកសៀងលៀងក៏អាចធ្វើបានច្រើនជាងមុននៅក្នុងកម្រិតមួយជាមួយនឹងការកំណត់នីតិអត់ដង្ហើមរបស់នាងហើយនាងក៏អាចចូលទៅរៀននៅក្នុងកម្រិត2បានរឿងរបស់យើងក៏បាននិយាយអំពីអតីតកាលវិញម្ដងនៅពេលនោះលោកលូកំពុងតែប្រាប់ទៅពួកវិញ្ញាណអាក្រក់ថាបើពួកឯងចង់ធ្វើជាកូនចៅរបស់យើងពួកឯងត្រូវតែប្រយុទ្ធគ្នាអ្នកដែលឈ្នះយើងនឹងយកធ្វើជាកូនចៅរបស់យើងហើយយើងយកតែអ្នកខ្លាំងតែប៉ុណ្ណោះក្រោយពីពួកវិញ្ញាណអាក្រក់ទាំងនោះប្រយុទ្ធគ្នារួចមកមានម្នាក់ដែលបានទទួលជ័យជំនះប៉ុន្តែភ្លាមនោះវិញ្ញាណអាក្រក់មួយនោះវាក៏បានធ្វើការវាយប្រហារទៅលើលោកលូដោយសារតែវាបានខឹងលោកលូប៉ុន្តែភ្លាមនោះវិញ្ញាណការពាររបស់លោកលូក៏បានចេញមកជួយការពារលោកលូនិងបានប្រដៅវិញ្ញាណអាក្រក់មួយនោះកុំឲ្យវាប្រហើនជាមួយនឹងលោកលូក្នុងពេលនោះដែរព្រលឹងអាក្រក់ដែលជាកូនចៅរបស់លោកលូក៏កំពុងតែស្វែងរកប្អូនរបស់សៀងលេងប៉ុន្តែទោះបីជាគេខំស្វែងរកនិងបានសួរដំណឹងប្អូនរបស់សៀងលេងពីវិញ្ញាណផ្សេងៗក៏ដោយក៏ពួកគេនៅតែមិនអាចរកឃើញបាននោះទេដោយសារតែប្អូនរបស់សៀងលេងត្រូវបានវិញ្ញាណក្មេងស្រីម្នាក់ជួយលាក់នៅពេលដែលពួកកូនចៅរបស់លោកលូបានមករាយការណ៍ប្រាប់លោកលូវិញថាគេមិនអាចរកឃើញប្អូនរបស់សៀងលេងបាននោះទេនៅពេលនោះលោកលូក៏បាននិយាយទៅកាន់កូនចៅរបស់គាត់ថានេះគឺមកពីឯងគ្មានសមត្ថភាពយើងមិនត្រូវការកូនចៅដែលគ្មានសមត្ថភាពនោះទេនៅពេលនោះលោកលូក៏បានបញ្ជាឲ្យកូនចៅថ្មីរបស់គាត់សម្លាប់វិញ្ញាណអាក្រក់នោះឲ្យរលាយបាត់ទៅលោកលូក៏បានឲ្យកូនចៅថ្មីរបស់គាត់ទទួលតំណែងជំនួសវិញ្ញាណអាក្រក់ដែលបានស្លាប់ទៅនោះក្នុងការស្វែងរកប្អូនរបស់សៀងលេងមកឲ្យគាត់នៅពេលនោះយៀនជីងដែលជាព្រលឹងការពាររបស់លោកលូក៏បាននិយាយទៅកាន់លោកលូថាតើត្រូវការឲ្យខ្ញុំទៅសួរអ្នកស្រុកពីដំណឹងប្អូនរបស់សៀងលេងដែរឬទេលោកលូក៏បាននិយាយប្រាប់ទៅព្រលឹងការពាររបស់គាត់ថាមិនចាំបាច់នោះទេលោកលូក៏បានហៅអ្នកស្រុកប៉ុន្មានអ្នកមកសួរថាតើពួកគេមានធ្លាប់បានជួបជាមួយនឹងក្មេងប្រុសតកូឆៅដែរឬទេនៅពេលនោះក៏មានលោកតាម្នាក់បានប្រាប់ទៅលោកលូថាមានព្រលឹងក្មេងស្រីម្នាក់បាននាំគេទៅលាក់ខ្លួននៅឯអគារបាក់បែកនៅឯខាងត្បូងក្រុងឯណោះលោកលូក៏បានបញ្ជាកូនចៅរបស់គាត់ឲ្យទៅមើលនៅពេលដែលកូនចៅរបស់លោកលូបានទៅដល់ទីនោះគេក៏បានជួបជាមួយនឹងពួកគេពិតមែននៅពេលនោះកូនចៅរបស់លោកលូក៏បានធ្វើបាបនឹងវាយប្អូនរបស់សៀងលេងហើយក្នុងពេលជាមួយគ្នានោះដែរសៀងលេងក៏បានបង្ហាញខ្លួននៅទីនោះដើម្បីជួយប្អូនប្រុសរបស់គេហើយអ៊ីជីនក៏បានចេញមកកម្ចាត់ពួកវិញ្ញាណអាក្រក់ទាំងនោះបាត់អស់ទៅប៉ុន្តែទោះបីជាព្រលឹងអាក្រក់បានកម្ចាត់បាត់អស់ទៅហើយក៏ដោយក៏ពួកគេនៅតែមានបញ្ហាបន្តទៀតដោយសារតែព្រលឹងក្មេងស្រីដែលបានជួយយៀនពីងនៅពេលនេះនាងមិនអាចទ្រាំទ្រទៀតបាននោះទេដោយសារតែនាងមិនអាចទ្រាំនឹងការធ្វើបាបរបស់ពួកព្រលឹងអាក្រក់និងនាងមិនមានសេចក្តីសង្ឃឹមបន្តទៅមុខទៀតដូច្នេះនាងក៏បានប្រែក្លាយទៅជាវិញ្ញាណអាក្រក់នៅពេលនោះបាត់ទៅនៅពេលដែលក្មេងស្រីនោះបានក្លាយទៅជាព្រលឹងអាក្រក់រួចមកនាងមិនអាចគ្រប់គ្រងខ្លួនឯងបានទៀតនោះទេនាងក៏បានធ្វើការវាយប្រហារទៅលើយៀនពីងប៉ុន្តែភ្លាមនោះសៀងលេងក៏បានប្រាប់ឲ្យអ៊ីជីនជួយរារាំងនិងការពារប្អូនរបស់គេពីការវាយប្រហាររបស់ក្មេងស្រីព្រលឹងអាក្រក់នោះក្រោយពីយៀនពីងបានឃើញសកម្មភាពដ៏គួរឲ្យរន្ធត់បែបនេះរួចមកយៀនពីងក៏បានសូមអង្វរឲ្យសៀងលេងជួយសង្គ្រោះព្រលឹងក្មេងស្រីនោះឲ្យគេត្រឡប់មកវិញផងព្រោះនៅពេលដែលសៀងលេងមិននៅគឺនាងជាអ្នកដែលមើលថែរក្សានិងការពារគេដូច្នេះគេស្រឡាញ់នាងខ្លាំងណាស់ដោយសារតែយៀនពីងបានយំអង្វរខ្លាំងពេកសៀងលេងក៏បានឲ្យជីអ៊ីនដោះលែងព្រលឹងក្មេងស្រីនោះទាំងស្ទាក់ស្ទើរនៅពេលនោះព្រលឹងក្មេងស្រីក៏បានលោតចូលទៅចាប់យៀនពីងម្ដងទៀតធ្វើឲ្យយៀនពីងមានការភ័យខ្លាចជាខ្លាំងយៀនពីងក៏បានបង្ខំចិត្តស្រែកហៅឲ្យសៀងលេងជួយខ្លួនម្ដងទៀតក្រោយពីសៀងលេងបានជួយយៀនពីងពីព្រលឹងក្មេងស្រីនោះរួចមកសៀងលេងក៏បានសុំទោសយៀនពីងនិងបញ្យល់ទៅយៀនពីងថាឲ្យបងសុំទោសបងបានស្បត់ថាបងនឹងការពីឯងដូច្នេះបងត្រូវតែធ្វើបែបនេះបងគ្មានជំរឿសអ្វីក្រៅពីសម្លាប់នាងនោះទេនៅពេលនោះសៀងលេងក៏បានបញ្ជាឲ្យជីអ៊ីនសម្លាប់ព្រលឹងក្មេងស្រីដែលបានក្លាយទៅជាព្រលឹងអាក្រក់នោះយៀនពីងបានត្រឹមតែសម្លឹងទៅមើលព្រលឹងក្មេងស្រីដែលរលាយបាត់ម្ដងបន្តិចម្ដងបន្តិចទាំងអារម្មណ៍ឈឺចាប់និងសោកស្ដាយតែប៉ុណ្ណោះរឿងរបស់យើងក៏និយាយអំពីលោកលូវិញម្ដងនៅពេលនេះយៀនជីនក៏បានសួរទៅលោកលូថាហេតុអ្វីបានជាលោកលូតាមចាប់ក្មេងប្រុសទាំងពីរអ្នកត្រកូលឆៅនោះមិនលែងសក់អញ្ចឹងលោកលូក៏បានប្រាប់ទៅយៀនជីនវិញថាដោយសារតែគាត់ចង់បង្រៀនពួកគេនៅមេរៀនដ៏ខុសខើអំពីពិភពលោកនេះនៅពេលនោះលោកលូក៏បានឲ្យយីជីនទទួលភារកិច្ចនេះដើម្បីតាមចាប់សៀងលេងនិងយៀនពីងឲ្យបានរឿងរបស់យើងក៏និយាយអំពីសៀងលេងបន្តទៀតក្រោយពីព្រលឹងក្មេងស្រីបានរលាយបាត់ទៅយៀនពីងខឹងជាមួយនឹងសៀងលេងជាខ្លាំងយៀនពីងបានស្ដីឲ្យសៀងលេងនិងបានប្រាប់ទៅសៀងលេងទៀតថាពួកគេនៅពេលនេះមិនមែនជាបងប្អូននឹងគ្នាទៀតនោះទេនៅពេលនោះអ៊ីជីនក៏បាននិយាយថាមកពីនាងទុនខ្សោយតាំងតែពីដើមមកដូច្នេះហើយបានជានាងមានជោគវាសនាបែបនេះប៉ុន្តែនៅក្នុងចិត្តនៅគំនិតរបស់យៀនពីងនៅពេលនេះគេមានការខឹងសៀងលេងនិងអ៊ីជីនជាខ្លាំងគេបាននិយាយថាដោយសារតែអ្នកទាំងពីរខ្លាំងជាងបងស្រីទើបអ្នកទាំងពីរអាចកំណត់ជោគវាសនារបស់គាត់បានទោះបីជាខ្ញុំមិនមានព្រលឹងការពារក៏ដោយមិនមែនជាមនុស្សជីនលីងក៏ដោយក៏ខ្ញុំចង់ខ្លាចទៅជាអ្នកខ្លាំងដែរហើយខ្ញុំនឹងយកឈ្នះបងប្រុសឲ្យបាននៅពេលនោះសៀងលេងក៏បានទទួលស្គាល់ពាក្យដែលយៀនពីងបាននិយាយសៀងលេងក៏បានបបួលប្អូនរបស់គេឲ្យខំ
ប្រឹងវឹកហាត់ដើម្បីឲ្យពួកគេកាន់តែខ្លាំងថែមទៀតដើម្បីមិនឲ្យភាពកំសោយខ្លាយទៅជាកំហុសម្ដងទៀតហើយស្របពេលជាមួយគ្នានោះដែរយិនជីនក៏បានឈ្មោះពួកគេដូចគ្នាយិនជីនមិនបានចាប់ពួកគេនោះឡើយយិនជីនក៏បានត្រឡប់មកវិញនិងបានប្រាប់ទៅលោកលូថាពួកគេបានរត់ចេញទៅឋានមនុស្សបាត់ទៅហើយនៅពេលដែលគេបានទៅដល់នោះយិនជីនបាននិយាយទៀតថាខ្ញុំគិតថាគេមករកប្អូនប្រុសរបស់គេតែប៉ុណ្ណោះគេមិនមានចិត្តចង់មកវិញនោះទេក្រោយពីលោកលូបានលើកបែបនេះរួចមកលោកលូក៏មានអារម្មណ៍ធូរស្រាលឡើងវិញនិងលែងគិតថាពួកគេនឹងត្រឡប់មកវិញទៀតនោះទេរឿងរបស់យើងក៏និយាយអំពីស៊ីលីងនៅក្នុងពេលបច្ចុប្បន្នវិញម្ដងឥឡូវស៊ីលីងកំពុងតែព្យាយាមរៀនកោះហៅព្រលឹងការពាររបស់នាងប៉ុន្តែនៅពេលនោះស៊ីលីងមានការភ័យខ្លាចជាខ្លាំងនៅពេលដែលនាងបានឃើញព្រលឹងការពាររបស់នាងនៅក្នុងពេលជាមួយគ្នានោះដែរស៊ីលីងក៏បានដើរចូលមកមើលស៊ីលីងថាតើនាងយ៉ាងម៉េចទៅហើយស៊ីលីងនាងក៏បានប្រាប់ទៅស៊ីលេងទាំងអារម្មណ៍ខកចិត្តថានាងមិនទាន់អាចកោះហៅព្រលឹងការពាររបស់នាងបាននោះទេមើលទៅព្រលឹងការពាររបស់នាងដូចជាក្រៀវក្រោតខ្លាំងណាស់នៅពេលនោះសៀងលេងក៏បានបញ្យល់ទៅស៊ីលីងថាធម្មតាព្រលឹងការពារតែងតែការពារមនុស្សជីងលីងនៅពេលដែលពួកគេមានអារម្មណ៍ថាម្ចាស់របស់ពួកគេមានគ្រោះថ្នាក់ស៊ីលីងនាងចង់ទៅរកយិនពីងដើម្បីឲ្យគេជួយបញ្យល់អំពីរឿងនេះប៉ុន្តែសៀងលេងក៏បានប្រាប់ទៅសៀងលីងវិញថាមួយរយៈនេះយិនពីងរវល់ខ្លាំងណាស់គេកំពុងតែស្វែងរកដំណឹងអ្នកទោសហូហ្វូឡុងខណៈពេលនោះយិនពីងកំពុងតែដើរស្វែងរកដំណឹងរបស់ហូហ្វូឡុងដែលបានសម្លាប់ឪពុកម្ដាយរបស់គេកាលពី10ឆ្នាំមុនដូចគ្នាយិនពីងបានទៅសួរមេតបការពារច្រកវិញ្ញាណថាលោកធ្លាប់ឃើញរូបនេះដែរឬទេគេគឺជាហូហ្វូឡុងមេតបយាមច្រកវិញ្ញាណក៏បានប្រាប់ទៅយិនពីងវិញថាគាត់ដូចជាមិនដែលឃើញនោះទេហើយព័ត៌មានអំពីហូហ្វូឡុងហ្នឹងក៏គាត់មិនដែលឮដែរមេតបក៏បានអញ្ជើញឲ្យយិនពីងមកលេងកន្លែងរបស់គាត់សិនតែយិនពីងមិនព្រមព្រោះមេតបប្រលឹងមានច្បាប់មិនអាចទៅកន្លែងរបស់អ្នកផ្សេងបាននោះទេក្រោយពីនិយាយរួចមកយិនពីងក៏បានជិះម៉ូតូរបស់គេចាកចេញពីទីនោះបាត់ទៅទោះបីជាយិនពីងព្យាយាមស្វែងរកដំណឹងពីហូហ្វូឡុងយ៉ាងណាក៏ដោយក៏គេមិនអាចទទួលបានលទ្ធផលអ្វីទាល់តែសោះយើងឃើញថាសកម្មភាពរបស់យិនពីងទាំងអស់ត្រូវបានអង្គការរាជវង្សកំពុងតែតាមដានគេនៅពេលនោះអ្នកដែលតាមដានយិនពីងមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះភ្លាមយិនពីងក៏ត្រូវបានបាត់ខ្លួនពីការតាមដានរបស់គេបន្ទាប់មកយិនពីងក៏បានបង្ហាញខ្លួននៅខាងក្រោមរថយន្តដែលកំពុងតែតាមដានគេវិញម្ដងរឿងរបស់យើងក៏និយាយអំពីផ្លូវឡឆាវិញម្ដងឥឡូវនេះសៀងលីងកំពុងតែអង្គុយនិងមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់នាងនិងសៀងលេងជាខ្លាំងនៅពេលដែលយិនពីងមិននៅសៀងលីងនាងបារម្ភថាពួកអង្គការរាជវង្សនឹងមកតាមនាងមកដល់ទីនេះប៉ុន្តែសៀងលេងក៏បាននិយាយប្រាប់ទៅសៀងលីងវិញថាពួកគេមិនអាចចូលមកទីនេះបាននោះទេព្រោះទីនេះមានរនាងការពារសៀងលេងក៏បាននិយាយទៅសៀងលេងទៀតថាហេតុអ្វីបានជាអង្គការរាជវង្សចង់បានព្រលឹងការពាររបស់នាងហេតុអ្វីបានជានាងមិនអាចទំនាក់ទំនងជាមួយនឹងព្រលឹងការពាររបស់នាងបានហើយហេតុអ្វីបានជាមានការលេចមុខអ្នកទោសហូហ្វូឡុងនៅពេលនេះដូច្នេះសៀងលីងនាងក៏បាននិយាយប្រាប់ទៅសៀងលេងថានាងសង្ស័យប្រហែលជាខាងអង្គការរាជវង្សគឺជាអ្នកដែលរៀបចំហេតុការណ៍ទាំងអស់នេះកើតឡើងសៀងលីងនាងមានអារម្មណ៍ថានៅពេលដែលយិនពីងមិននៅពួកគេងាយនឹងមានគ្រោះថ្នាក់ខ្លាំងណាស់ណាមួយសៀងលេងមិនអាចកោះហៅព្រលឹងការពារដូចជាយិនពីងបាននោះទេរឿងរបស់យើងក៏បាននិយាយពីយិនពីងវិញម្ដងយិនពីងគេក៏បានកំទេចរយន្តដែលបានតាមដានគេនោះចោលហើយនៅពេលនោះស៊ូគូសាន់ថុងក៏បានចេញមកនិងបានប្រាប់ទៅយិនពីងថាគេមិនអាចស៊ើបរកព័ត៌មានអំពីហូហ្វូឡុងបាននោះទេប៉ុន្តែមើលទៅយិនពីងដូចជាព្យាយាមស្វែងរកដំណឹងហូហ្វូឡុងខ្លាំងណាស់យិនពីងក៏បានប្រាប់ទៅស៊ូគូសាន់ថុងវិញថាដោយសារតែហូហ្វូឡុងគឺជាអ្នកសម្លាប់ឪពុកម្ដាយរបស់គេដូច្នេះហើយបានជាគេត្រូវតែស្វែងរកហូហ្វូឡុងឲ្យឃើញស៊ូគូសាន់ថុងក៏បានប្រាប់ទៅយិនពីងវិញថាប៉ុន្តែមិនមាននរណាម្នាក់អាចបញ្ជាក់ពីរឿងនេះបានច្បាស់នោះទេព្រោះវាបានកន្លងបាត់ទៅអស់10ឆ្នាំហើយស៊ូគូសាន់ថុងក៏បាននិយាយប្រាប់ទៅយិនពីងទៀតថានៅពេលនេះអ្វីដែលគេព្រួយបារម្ភនោះគឺជាសុវត្ថិភាពរបស់សៀងលីងច្រើនជាងហើយឥឡូវនេះការការពារសៀងលីងគឺជាអាទិភាពរបស់ពួកគេនៅពេលនេះយិនពីងបានប្រកែកនឹងស៊ូគូសាន់ថុងថាសៀងលីងនាងនៅផ្លូវឡឆានាងមានសុវត្ថិភាពហើយប៉ុន្តែស៊ូគូសាន់ថុងក៏បានប្រមានដល់យិនពីងថាពួកអង្គការរាជវង្សប្រហែលជាកំពុងតែពិសោធន៍ផ្លូវចូលនៅទីនោះហើយប្រហែលជាពួកគេអាចចូលទៅបាននៅពេលណាមួយជាមិនខានពេលនោះសៀងលីងនាងច្បាស់ជាមានគ្រោះថ្នាក់ជាមិនខានស៊ូគូសាន់ថុងក៏បានប្រើមនោយន្តដែលតាមដានយិនពីងដើម្បីតាក់ទងទៅកាន់សមាជិកអង្គការរាជវង្សដែលកំពុងតែតាមដានពួកគេនិងមើលពួកគេស៊ូគូសាន់ថុងក៏បានសួរទៅបរិមម្នាក់នោះថាតើគាត់មានឈ្មោះអ្វីមុននឹងពួកគេប្រយុទ្ធគ្នាប៉ុន្តែបរិមម្នាក់នោះបានបដិសេធហើយក៏មិនព្រមប្រាប់ឈ្មោះប៉ុន្តែបែរជាប្រាប់ពីគោលដៅរបស់គាត់គឺជាសៀងលីងទៅវិញ
ខណៈពេលនោះស៊ីលីងនិងស៊ីលេងក៏ត្រូវបានសត្វពីងពីងយន្តមួយក្បាលដ៏ធំធ្វើការវាយប្រហារទៅលើពួកគេនៅពេលនោះស៊ីលីងនាងបានប្រាប់ឲ្យស៊ីលេងឆាប់រត់ទៅប៉ុន្តែស៊ីលេងមិនបានរត់នោះទេសៀងលេងបាននៅប្រយុទ្ធជាមួយនឹងសត្វពីងពីងនិងបានប្រាប់ទៅសៀងលេងឆាប់រត់ចូលទៅក្នុងផ្ទះហើយកុំចេញមកក្រៅដោយសារតែគ្មានជំនួយសៀងលេងបានប្រយុទ្ធជាមួយនឹងសត្វពីងពីងយន្តនោះតែម្នាក់ឯងសៀងលេងបានប្រើគុណកបិតឆក់ដើម្បីវាយប្រហារនិងកាត់សំណាញ់របស់សត្វពីងពីងនោះប៉ុន្តែពីងពីងយន្តបានវាយទៅលើសៀងលេងយ៉ាងរហ័សធ្វើឲ្យសៀងលេងហោះទៅបុកនឹងជញ្ជាំងផ្ទះហើយនៅពេលដែលសៀងលេងនាងបានរត់ចេញមកក្រៅនៅពេលនោះវាក៏បានប្រើសំណាញ់របស់វាទៅចាប់សៀងលេងមិនឲ្យនាងរត់ទៅបានហើយក្នុងពេលជាមួយគ្នានោះដែរបរិសុទ្ធដែលធ្វើការឲ្យអង្គការរាជវង្សគេកំពុងតែឈរមើលពួកគេនៅក្នុងកាមេរ៉ាដូចគ្នាបរិសុទ្ធម្នាក់នោះក៏បានប្រាប់ទៅយិនពីងឯងដូចជាប្រហែសពេកហើយដែលទុកឲ្យសៀងលៀងនៅតែម្នាក់ឯងយើងច្បាស់ជាអាចចាប់នាងបានជាមិនខានប៉ុន្តែយិនពីងបាននិយាយប្រាប់ទៅបរិសុទ្ធនោះវិញថាសៀងលៀងនាងមិននៅតែឯងនោះទេឯងក៏មើលស្រាលមនុស្សខ្លាំងពេកនៅពេលដែលស្ថានភាពកាន់តែធ្ងន់ធ្ងរមនុស្សនឹងបង្ហាញកម្លាំងដែលអាចកំបាំងរបស់គេគ្មានព្រំដែនកំណត់បាននៅពេលនោះសៀងលីងដឹងថាគ្មាននរណាអាចជួយនាងបាននោះទេសៀងលីងនាងក៏បានព្យាយាមសាកល្បងក៏ហៅព្រលឹងការពាររបស់នាងឲ្យចេញមកប៉ុន្តែទោះបីជានាងព្យាយាមយ៉ាងណាក៏ដោយក៏នាងនៅតែមិនអាចក៏ហៅព្រលឹងការពាររបស់នាងចេញមកបានដដែលបុរសអង្គការរាជវង្សក៏បាននិយាយទៅយិនពេញថាសរសៃសូត្ររបស់ពីងពីងភ្នំវានឹងរំខានសៀងលីងមិនឲ្យនាងអាចក៏ហៅព្រលឹងការពាររបស់នាងបាននោះទេអ្នកដែលអាចធ្វើបានលុះត្រាតែអ្នកនោះមានកម្លាំងខាងវិញ្ញាណខ្លាំងប៉ុន្តែយិនពីងបានប្រាប់ទៅបរិសុទ្ធនោះវិញថាអ្នកដែលគេចង់និយាយមុននោះមិនមែនជាសៀងលីងនោះទេក្នុងពេលនោះសៀងលីងក៏បានកោះហៅមកយន្តការពាររបស់ខ្លួនឲ្យចេញមកដើម្បីទប់ទល់ជាមួយនឹងមនុស្សយន្តពីងពីងប៉ុន្តែពីងពីងយន្តវាបានបញ្ចេញពងរបស់វាជាច្រើនដើម្បីវាប្រហារទៅលើសៀងលេងក្នុងពេលនោះសៀងលេងក៏បានលុតឡើងទៅលើនិងធ្វើការវាប្រហារទៅលើពួកវាដោយប្រើគ្រាប់មីស៊ីលជាច្រើនគ្រាប់នៅពេលដែលអង្គការរាជវង្សបានឃើញបែបនេះរួចមកគេសឹងតែមិនជឿថាសៀងលេងអាចកម្ចាត់ពីងពីងយន្តរបស់គេបាននៅពេលនោះស៊ូគូសាន់ថងក៏បាននិយាយទៅអង្គការរាជវង្សនោះថាប្រាប់ហើយថាមុននឹងប្រយុទ្ធត្រូវដឹងពីគ្នាជាមុនសិនតើលោកមិនដែលល្បីឈ្មោះបងប្អូនត្រកូលឆៅពីអ្នកនេះទេឬនៅពេលនោះដែរសៀងលេងនាងឆ្ងល់ជាខ្លាំងថាហេតុអ្វីបានជាសៀងលេងមិនមែនជាមនុស្សជីងលីងប៉ុន្តែគេអាចកោះហៅព្រលឹងការពារចេញមកបានអញ្ចឹងនៅពេលដែលសៀងលេងបានកម្ចាត់ពីងពីងយន្តហើយរួចមកសៀងលេងនាងក៏បានសួរទៅកាន់សៀងលេងថាហេតុអ្វីបានជាសៀងលេងអាចកោះហៅព្រលឹងការពារបានមកអញ្ចឹងសៀងលេងក៏បានប្រាប់ទៅសៀងលេងវិញថានេះមិនមែនជាព្រលឹងការពារនោះទេប៉ុន្តែវាគឺជារយន្តដែលគេបង្កើតមកនិងប្រើយន្តព្រលឹងដើម្បីដំណើរការតែប៉ុណ្ណោះសៀងលេងនាងក៏បាននិយាយទៅកាន់សៀងលេងវិញថាទោះបីជាសៀងលេងមិនមានព្រលឹងការពារក៏ដោយក៏សៀងលេងនៅតែខ្លាំងជាងនាងសៀងលេងនាងក៏បានសូមឲ្យសៀងលេងជួយបង្កើតរថយន្តឲ្យនាងមួយដើម្បីឲ្យនាងអាចក៏ហៅមកដើម្បីការពារនាងបានដូចសៀងលេងដែរសៀងលេងក៏បានលើកទឹកចិត្តទៅដល់សៀងលេងវិញថាឲ្យនាងរៀនក៏ហៅព្រលឹងការពាររបស់នាងតាមសម្រួលទៅកុំប្រញាប់ពេកអីព្រោះគេនឹងយៀនពីងនៅចាំការពារនាងស៊ូគូសាន់ថងក៏បានមកនិយាយជាមួយនឹងសៀងលេងថាការដែលក៏ហៅព្រលឹងការពារឲ្យចេញមកមិនមែនសុទ្ធតែដើម្បីប្រយុទ្ធនោះទេសំខាន់គឺនាងនិងព្រលឹងការពាររបស់នាងត្រូវតែមានការព្រមព្រៀងគ្នាជាមុនសិននៅពេលនោះយិនពីងក៏បានដើរមកនិងនិយាយប្រាប់ទៅសៀងលីងឥឡូវនេះនាងត្រូវតែវឹកហាត់ឲ្យខ្លាំងជាងមុនទ្វេដងព្រោះពួកគេមិនមានពេលច្រើនទៀតនោះទេព្រោះឥឡូវនេះអង្គការរាជវង្សអាចបញ្ជូនពីងពីងភ្នំចូលមកបានប្រហែលជាមិនយូរទេពួកគេនឹងរកចំណុចខ្សោយច្រកចូលទ្វារព្រលឹងបានដូចគ្នាហើយនៅក្នុងពេលជាមួយគ្នានោះដែរបុរសដែលជាសមាជិកអង្គការរាជវង្សគេក៏កំពុងតែរកវិធីដើម្បីចូលទៅចាប់សៀងលីងដូចគ្នាហើយគាត់ក៏បានសម្រេចចិត្តថាគាត់នឹងចូលទៅដោយផ្ទាល់ដើម្បីចាប់សៀងលីងមិនឲ្យនាងរត់រួចជាលើកទី3នោះឡើយដើម្បីមិនឲ្យខូចឈ្មោះរបស់គាត់ដែលជាសេនាកម្ពុជាទាំង10របស់អង្គការរាជវង្សរឿងរបស់យើងក៏មកមើលយិនពីងកំពុងតែវឹកហាត់សៀងលីងវិញម្ដងសៀងលីងឥឡូវនាងកំពុងតែរៀនកោះហៅព្រលឹងការពារប៉ុន្តែទោះបីជានាងព្យាយាមកោះហៅព្រលឹងការពារច្រើនយ៉ាងណាក៏ដោយក៏នាងនៅតែមិនអាចកោះហៅបានដដែលនៅពេលនោះយិនពីងក៏បានស្ដីឲ្យសៀងលីងថានាងធ្វើកាយវិការដូចជាមិនមានកម្លាំងតតែសោះសៀងលីងនិយាយទៅយិនពីងវិញថាកាយវិការដែលនាងបានធ្វើមើលទៅវាដូចជាកូនក្មេងគួរឲ្យអៀនខ្លាំងណាស់យិនពីងក៏បានប្រាប់ទៅសៀងលីងវិញថាមានតែម្ចាស់វិញ្ញាណដែលមានកម្រិតខ្ពស់តែប៉ុណ្ណោះដែលអាចកោះហៅព្រលឹងការពាររបស់គេតាមចិត្តបាននាងនៅខ្សោយរៀនធ្វើកាយវិការបែបនេះសិនទៅនៅពេលដែលយិនពីងឃើញថាសៀងលីងនៅតែមិនអាចកោះហៅព្រលឹងការពាររបស់នាងបានដូច្នេះយិនពីងក៏បានផ្លាស់ប្ដូរយុទ្ធសាស្ត្រដើម្បីបង្ហាត់សៀងលីងវិញម្ដងយិនពីងក៏បានឲ្យស៊ីឈូយកសៀងលីងទៅកន្លែងដែលមានព្រលឹងអាក្រក់ច្រើនដើម្បីឲ្យនាងអាចកោះហៅព្រលឹងការពាររបស់នាងបានព្រោះយិនពីងគិតថានៅក្នុងពេលដែលគ្រោះថ្នាក់បំផុតនឹងសៀងលីងប្រហែលជាអាចកោះហៅព្រលឹងការពាររបស់នាងឲ្យចេញមកជួយបានទេបងប្អូន
ទោះបីជាស៊ីលីងខ្លាចនឹងមិនចង់ទៅក៏ដោយក៏យៀនពីងបញ្ជាឲ្យស៊ីឈូចាប់សៀងលីងទៅព្រំដែនផ្លូវឡឆាដែរនៅពេលដែលពួកគេទៅដល់យៀនពីងបានប្រាប់ទៅសៀងលីងថានាងនៅទីនេះហើយព្រោះក្នុងស្ថានភាពដែលអាក្រក់បំផុតវានឹងបំផុសសមត្ថភាពដ៏ខ្លាំងរបស់មនុស្សឲ្យចេញមកបន្ទាប់មកគេក៏ទុកសៀងលីងចោលនិងជិះម៉ូតូចាក់ចេញពីនាងបាត់ទៅប៉ុន្តែនៅពេលនោះសៀងលីងនាងក៏បានរត់បុកតាមយៀនពីងពីក្រោយវិញនិងបានចាប់ម៉ូតូរបស់យៀនពីងយ៉ាងស្អិតនាងមិនចង់នៅទីនេះនោះទេនៅពេលនោះយៀនពីងក៏បានឲ្យស៊ីឈូយកសៀងលីងទៅកន្លែងនោះវិញនិងយៀនពីងប្រាប់ទៅសៀងលីងថានាងឲ្យព្រលឹងការពាររបស់នាងចេញមកជួយនាងមកនៅពេលដែលយៀនពីងបានចាក់ចេញពីសៀងលីងទៅនៅពេលនោះក៏មានព្រលឹងអាក្រក់ជាច្រើនបានដើរមករកនាងនិងធ្វើឲ្យនាងមានការភ័យខ្លាចជាខ្លាំងពួកវាក៏បានដាច់ចូលមកហុំព័ទ្ធសៀងលីងហើយនៅពេលនោះដែរយៀនពីងគូស៊ូសានថុងនិងសៀងលេងពួកគេក៏កំពុងតែឈរមើលសៀងលីងនៅលើដំបូលផ្ទះដូចគ្នានៅពេលនោះស៊ូគូសានថុងនិងសៀងលេងបានសួរទៅយៀនពីងថាយើងធ្វើបែបនេះតើនាងអាចមានគ្រោះថ្នាក់ដែរឬទេតើធ្វើអញ្ចឹងអាចប្រើការបានឬទេមើលទៅដូចជាមិនកើតតតែសោះយៀនពីងក៏បាននិយាយប្រាប់ទៅពួកគេវិញថានាងមិនអីនោះទេពួកយើងនៅទីនេះដើម្បីចាំជួយនាងហើយខ្ញុំគ្រាន់តែចង់ឲ្យនាងក្នុងស្ថានភាពដែលគ្រោះថ្នាក់បែបនេះអាចកោះហៅព្រលឹងការពាររបស់នាងបានតែប៉ុណ្ណោះនៅពេលនោះពួកវិញ្ញាណអាក្រក់ក៏បានចូលទៅវាយប្រហារទៅលើសៀងលីងធ្វើឲ្យសៀងលីងគេចពីពួកវាទាំងមានការភ័យខ្លាចពួកវាក៏បាននាំគ្នាវាយប្រហារទៅលើសៀងលីងធ្វើឲ្យសៀងលីងបានដួលចុះនៅពេលនោះសៀងលីងក៏មានអារម្មណ៍ចំពោះព្រលឹងការពាររបស់នាងប៉ុន្តែនាងនៅតែមិនអាចកោះហៅព្រលឹងការពាររបស់នាងបានដដែលនៅពេលដែលពួកគេបានឃើញស្ថានភាពមិនស្រួលពួកគេក៏បាននាំគ្នាចុះទៅជួយសៀងលីងពីពួកវិញ្ញាណអាក្រក់ទាំងនោះគូស៊ូសានថុងក៏បាននិយាយថាពួកយើងសុទ្ធតែមានអារម្មណ៍ត្រូវទេយៀនពីងក៏បាននិយាយដែរថាមូលហេតុដែលសៀងលីងមិនអាចកោះហៅព្រលឹងការពាររបស់នាងបានដោយសារតែព្រលឹងការពាររបស់នាងមានច្របាក់ចាក់បេះដូងគេមិនអាចដោះលែងខ្លួនឯងបាននោះទេហើយគេក៏មិនអាចទំនាក់ទំនងជាមួយនឹងម្ចាស់របស់គេបាននោះដែរស៊ូគូសានថុងក៏បាននិយាយទៀតថាព្រលឹងការពារដែលត្រូវច្របាក់ឃុំបែបនេះមិនអាចជួយខ្លួនឯងបាននោះទេនិងមិនអាចទំនាក់ទំនងជាមួយនឹងម្ចាស់វិញ្ញាណបានដែរនេះត្រូវតែសៀងលីងត្រូវតែប្រើកម្លាំងនៃខ្លួនឯងដើម្បីដោះលែងព្រលឹងការពាររបស់នាងតែនាងត្រូវចំណាយពេលរាប់រយឆ្នាំទើបអាចហាត់ដល់ចំណុចនេះបានរឿងរបស់យើងក៏និយាយពីអតីតកាលវិញម្ដងឥឡូវនេះលោកលូនិងកូនចៅរបស់គាត់កំពុងតែរីករាយជាមួយនឹងជីវិតដ៏ហ៊ឺហារបស់ពួកគេជាខ្លាំងនៅពេលនោះយៀនជីនក៏បានចេញមករំលឹកទៅលោកលូថាហេតុអ្វីបានជាលោកម្ចាស់ឥឡូវមិនដែលឃើញវឹកហាត់អញ្ចឹងព្រោះយៀនជីនចង់ឲ្យលោកលូពង្រឹងសមត្ថភាពកាន់តែខ្លាំងថែមទៀតលោកលូក៏បានប្រាប់ទៅយៀនជីនវិញថាមិនអីទេយើងគ្មានអ្វីគួរឲ្យព្រួយបារម្ភទៀតនោះទេព្រោះពេលនេះយើងគឺជាមេតបផ្លូវឡឆាហើយរឿងរបស់យើងក៏និយាយពីពួកព្រលឹងអាក្រក់ដែលជាកូនចៅរបស់លោកលូនៅពេលនេះពួកគេកំពុងតែធ្វើបាបទៅវិញ្ញាណផ្សេងទៀតនៅពេលនោះយៀនពីងក៏បានបង្ហាញខ្លួននិងបានសម្លាប់ពួកវិញ្ញាណអាក្រក់ទាំងនោះអស់ពី3នាក់ទៅនិងបានផ្ដាំពួកដែលនៅសល់ឲ្យវាទៅប្រាប់លោកលូថាម្ចាស់ផ្លូវឡឆាបានត្រឡប់មកវិញហើយក្រោយពីកូនចៅរបស់លោកលូបានរាយការណ៍ប្រាប់លោកលូពីវត្តមានរបស់បងប្អូនត្រកូលឆៅពីរនាក់រួចមកនៅពេលនោះលោកលូក៏បាននាំកូនចៅរបស់គាត់មករកយៀនពីងដើម្បីសងសឹកលោកលូក៏បានបញ្ជាឲ្យកូនចៅរបស់គាត់ចូលទៅប្រយុទ្ធជាមួយនឹងយៀនពីងប៉ុន្តែមើលទៅពួកព្រលឹងអាក្រក់ទាំងនេះមិនមែនជាដៃគូរបស់យៀនពីងទៀតនោះទេនៅពេលនេះក្រោយពីលោកលូឃើញថាយៀនពីងនៅពេលនេះមានសមត្ថភាពខ្លាំងជាងមុនលោកលូក៏បានកោះហៅព្រលឹងការពាររបស់គាត់ឲ្យចេញមកដើម្បីប្រយុទ្ធជាមួយនឹងយៀនពីងវិញម្ដងប៉ុន្តែនៅពេលនោះសៀងលេងក៏បានបង្ហាញខ្លួននិងបានកោះហៅអ៊ីជីនឲ្យមកប្រយុទ្ធជាមួយនឹងព្រលឹងការពាររបស់លោកលូដូចគ្នានៅពេលនោះសៀងលេងក៏បានកោះហៅព្រលឹងការពាររបស់គេដោយមិនចាំបាច់ប្រើកាយវិការដូចមុននោះឡើយក្រោយពីលោកលូបានឃើញដូច្នេះមកលោកលូមានការភ្ញាក់ផ្អើលជាខ្លាំងនេះមានន័យថាសៀងលេងនៅពេលនេះគឺមានកម្លាំងវិញ្ញាណមិនធម្មតានោះទេនៅពេលនោះសៀងលេងក៏បាននិយាយចំអកឲ្យទៅលោកលូថាកាយវិការរបស់លោកលូគឺសម្រាប់តែអ្នកចាប់ផ្ដើមរៀនកោះហៅព្រលឹងការពារដំបងតែប៉ុណ្ណោះនៅពេលដែលអ៊ីនជីនកំពុងតែប្រយុទ្ធជាមួយនឹងយៀនជីនសៀងលេងក៏បានដើរមករកលោកលូដើម្បីប្រយុទ្ធគ្នានៅពេលដែលលោកលូបានប្រយុទ្ធជាមួយនឹងសៀងលេងលោកលូឆ្ងល់ថាហេតុអ្វីតែប៉ុន្មានឆ្នាំសោះសៀងលេងជាក្មេងតែមានកម្លាំងខ្លាំងយ៉ាងនេះខណៈពេលនោះយៀនពីងក៏បានដើរទៅរកភ្នូររបស់ក្មេងស្រីដែលបានជួយគេពីមុនដើម្បីធ្វើការគោរពនិងបាននិយាយថាឥឡូវនេះខ្ញុំមកសងសឹកឲ្យបងស្រីហើយក្រោយពីប្រយុទ្ធគ្នារួចមកទីបំផុតលោកលូនិងព្រលឹងការពាររបស់គាត់ក៏បានចាញ់នៅក្រោមដៃរបស់សៀងលេងក៏បានប្រាប់ទៅលោកលូថាឥឡូវនេះលោកចាញ់ហើយផ្លូវឡឆាមិនមែនជាកន្លែងរបស់លោកទៀតនោះទេព្រលឹងទាំងអស់ដែលនៅទីនោះនៅពេលដែលពួកគេបានឃើញថាលោកលូចាញ់ប្រយុទ្ធជាមួយនឹងសៀងលេងដូច្នេះពួកគេមានការសប្បាយចិត្តជាខ្លាំងព្រោះសៀងលេងអាចជួយពួកគេពីការធ្វើបាបរបស់លោកលូបាន
ហើយនៅពេលនេះលោកលូនៅតែឆ្ងល់ថាហេតុអ្វីបានជាពួកគេឥឡូវខ្លាំងយ៉ាងនេះនៅពេលនោះយៀនជីនក៏បានប្រាប់ទៅលោកលូវិញថានោះគឺដោយសារតែ4ឆ្នាំមកនេះលោកម្ចាស់មិនដែលវឹកហាត់នោះទេបន្ទាប់ពីការប្រយុទ្ធចប់សៀងលេងនិងយៀនពីងពួកគេក៏បាននាំគ្នាចាក់ចេញពីទីនោះហើយត្រឡប់ទៅផ្ទះរបស់ពួកគេនៅឯលើភ្នំវិញនៅពេលដែលពួកគេត្រឡប់ទៅដល់ផ្ទះរបស់ពួកគេក៏បានដើរទៅមើលដើមលីហួរដែលគ្រួសាររបស់ពួកគេថែរក្សាប៉ុន្តែសៀងលេងស្ដាយដែលដើមលីហួរឥឡូវនេះបានគៀមស្វិតបាត់ទៅហើយក្នុងពេលជាមួយគ្នានោះដែរលោកលូក៏បានបង្ហាញខ្លួនម្ដងទៀតនិងបានប្រាប់ទៅពួកគេនៅទីនោះថានេះគឺជាទឹកដីរបស់យើងបើគេចង់បានមានតែប្រយុទ្ធគ្នាម្ដងទៀតនោះទេនៅពេលនោះយៀនពីនក៏បានយល់ព្រមហើយគេចង់ប្រយុទ្ធជាមួយនឹងលោកលូម្ដងនៅពេលនេះព្រោះគេជឿថាគេអាចយកឈ្នះលោកលូបានដោយសារតែគេឃើញថាលោកលូខ្សោយនៅពេលនោះអ៊ីជីនមានការព្រួយបារម្ភខ្លាចថាយិនពីងមិនអាចប្រយុទ្ធជាមួយនឹងលោកលូបានព្រោះលោកលូមានព្រលឹងការពារតែយិនពីងមិនមាននោះទេប៉ុន្តែសៀងលេងក៏បានប្រាប់ទៅអ៊ីជីនវិញថាមិនអីនោះទេគេអាចប្រយុទ្ធបានព្រោះសៀងលេងបានប្រយុទ្ធជាមួយនឹងលោកលូម្ដងមកហើយដូច្នេះគេអាចដឹងពីកម្លាំងលោកលូបានប៉ុន្តែលើកនេះពួកគេបានគិតខុសទាំងស្រុងចំពោះលោកលូហើយនៅពេលនោះលោកលូក៏បានយកសម្បកដើមឈើលីហួរមកញ៉ាំលោកលូក៏បានប្រាប់ទៅពួកគេទៀតថាផ្លូវលោឆាដែលគ្រួសាររបស់ឯងការពារនៅទីនេះវាមិនសំខាន់នោះទេអ្វីដែលសំខាន់ពិតប្រាកដនោះគឺជាដើមលីហួរនេះឯងព្រោះវានឹងផ្ដល់ធម៌ពលឲ្យទៅមនុស្សជីងលីងកើនកម្លាំងថែមទៀតបន្ទាប់ពីលោកលូបានញ៉ាំអស់ហើយលោកលូចាប់ផ្ដើមកើនកម្លាំងនិងធម៌ពលទ្វេដងលើសមុនទៅទៀតនៅពេលនោះសៀងលេងនិងយិនពីងមានការភ្ញាក់ផ្អើលជាខ្លាំងពួកគេគឺជាអ្នកដែលមើលថែរក្សាដើមលីហួរប៉ុន្តែហេតុអ្វីបានជាពួកគេមិនដឹងថាដើមឈើនេះអាចផ្ដល់កម្លាំងនិងធម៌ពលឲ្យមនុស្សជីងលីងបានអញ្ចឹងនៅពេលនោះសៀងលេងបានប្រាប់ទៅយិនពីងថាលោកលូបានដឹងពីអាចកបាំងរបស់ដើមលីហួរហើយលោកលូក៏បានប្រាប់ទៅពួកគេទៀតថាហេតុផលដែលយើងមកទីនេះគឺដើម្បីដើមលីហួរនេះហើយឥឡូវនេះគាត់បានញ៉ាំវាហើយដូច្នេះគ្មាននរណាម្នាក់អាចឈ្នះគាត់បានឡើយនៅពេលនោះលោកលូក៏បានប្រយុទ្ធគ្នាជាមួយនឹងសៀងលេងម្ដងទៀតតែម្ដងនេះលោកលូមានកម្លាំងខ្លាំងជាងសៀងលេងច្រើនណាស់សូម្បីតែព្រលឹងការពាររបស់លោកលូក៏មានកម្លាំងខ្លាំងជាងអ៊ីជីនផងដែរនៅពេលនោះសៀងលេងនិងអ៊ីជីនក៏បានចាញ់លោកលូនិងព្រលឹងការពាររបស់គាត់សៀងលេងនៅពេលនោះក៏ត្រូវបានលោកលូវាឲ្យដួលទៅលើដីប៉ុន្តែយិនពីងក៏បានចូលមកវាលោកលូធ្វើឲ្យលោកលូហោះទៅបុកនឹងជញ្ជាំងដើម្បីជួយសៀងលេងនៅពេលនោះជាឱកាសដែលឲ្យអ៊ីជីនយកពួកគេពីអ្នកបងប្អូនរត់គេចខ្លួនចេញពីលោកលូដែរដោយសារតែលោកលូទទួលបានធម៌ពលពីដើមលីហួររួចមកដូច្នេះលោកលូក៏អាចដើរចេញមកវិញបានដោយមិនមានរបួសអ្វីទាំងអស់បន្ទាប់មកលោកលូក៏បានបញ្ជាឲ្យព្រលឹងការពាររបស់គាត់តាមសម្រាប់សៀងលេងនិងយឹងពីងចោលទៅហើយលោកលូក៏បានប្រាប់ឲ្យយៀនជីនបញ្ជូនព្រលឹងអាក្រក់ទាំងនោះតាមសម្រាប់ពួកគេបន្ថែមទៀតប៉ុន្តែយៀនជីនបានប្រាប់ទៅលោកលូវិញថានៅពេលនេះពួកគេមានសមត្ថភាពខ្លាំងណាស់ពួកព្រលឹងអាក្រក់មិនមែនជាដៃគូរបស់ពួកគេនោះទេមិនទាន់និយាយចប់ផងយៀនជីនមានការភ្ញាក់ផ្អើលនឹងលោកលូជាខ្លាំងដោយសារតែលោកលូបានបោះដើមលីហួរទៅឲ្យពួកវិញ្ញាណអាក្រក់ទាំងនោះញ៉ាំដើម្បីឲ្យពួកវាមានកម្លាំងអាចប្រយុទ្ធជាមួយនឹងពួកគេបានក្នុងពេលជាមួយគ្នានោះដែរអ៊ីជីនក៏កំពុងតែនាំសៀងលេងនិងយិនពីងរត់ទៅកាន់ព្រំដែនវិញ្ញាណដើម្បីឆ្លងទៅឋានមនុស្សប៉ុន្តែនៅពេលដែលពួកគេរត់ជិតដល់ទៅហើយពួកគេក៏ត្រូវបានពួកវិញ្ញាណអាក្រក់ចេញមករារាំងពួកគេមិនឲ្យពួកគេឆ្លងទៅបាននៅពេលនោះសៀងលេងក៏បានប្រយុទ្ធជាមួយនឹងពួកវិញ្ញាណអាក្រក់ទាំងនោះប៉ុន្តែពួកវិញ្ញាណអាក្រក់ទាំងនោះឥឡូវនេះមានកម្លាំងខ្លាំងជាងមុនច្រើនណាស់សៀងលេងមិនអាចបដូរពួកវាបានទៀតនោះទេប៉ុន្តែសំណាងល្អអ៊ីជីនក៏បានចេញមកជួយនិងបានសម្លាប់ពួកវាឲ្យរលាយបាត់អស់ទៅក្រោយពីពួកព្រលឹងអាក្រក់ទាំងនោះបានញ៉ាំដើមលីហួររួចមកពួកវាក៏បានចេញទៅតាមរកសៀងលេងនិងប្អូនរបស់គេពួកវាក៏បានធ្វើបាបអ្នកភូមិនិងបង្ខំឲ្យអ្នកភូមិឲ្យពួកគេប្រាប់ពួកវាពីដំណឹងរបស់សៀងលេងនៅពេលដែលពួកគេរៀបនឹងចាក់ចេញពីផ្លូវឡឆាទៅហើយនៅពេលនោះសៀងលេងក៏បានឃើញថានៅទីក្រុងកំពុងតែមានភ្លើងឆេះសៀងលេងដឹងច្បាស់ថានេះគឺជាទង្វើរបស់លោកលូជាមិនខានសៀងលេងក៏បានប្រាប់ទៅយិនពីងថាឲ្យយិនពីងនឹងឆាប់ចាក់ចេញពីទីនេះទៅហើយកុំវិលមកវិញឲ្យសោះប៉ុន្តែយិនពីងមិនព្រមទៅនោះទេយិនពីងក៏បានប្រាប់ទៅសៀងលេងវិញថាគេមិនទៅណាទាំងអស់គេនឹងនៅទីនេះដើម្បីប្រយុទ្ធហើយគេក៏មិនឲ្យនរណាម្នាក់មានគ្រោះថ្នាក់ដោយព្រោះគេទៀតនោះដែរហើយគេក៏មិនឲ្យនរណាការពារគេទៀតនោះទេសៀងលេងក៏បានប្រាប់ទៅយិនពីងវិញថាពួកព្រលឹងអាក្រក់ទាំងនោះពួកវាបានស៊ីដើមលីហួរហើយបានជាពួកវាមានកម្លាំងបែបនេះឯងនៅទីនេះមានគ្រោះថ្នាក់ខ្លាំងណាស់ឯងមិនមែនជាដៃគូរបស់ពួកវាទៀតនោះទេបងបានសន្យាជាមួយនឹងប៉ាហើយថាបងទៅតែការពីឯងឆាប់ចេញទៅប៉ុន្តែនៅពេលនោះយិនពីងក៏បានស្ដីឲ្យសៀងលេងថាសៀងលេងគឺជាមនុស្សកំសាគេឈប់ហៅសៀងលេងថាជាបងប្រុសរបស់គេទៀតហើយដោយសារតែនិយាយមិនស្ដាប់គ្នាសៀងលេងក៏បានវាយទៅយិនពីងមួយដៃហើយបន្ទាប់មកសៀងលេងក៏បានចាប់យិនពីងបោះចេញពីផ្លូវឡឆាទៅកាន់ស្ថានមនុស្សវិញដើម្បីសុវត្ថិភាពរបស់គេចំណែកឯសៀងលេងគេនៅទីនេះដើម្បីការពារផ្លូវឡឆានិងអ្នកភូមិជាមួយនឹងអ៊ីជីនរឿងរបស់យើងក៏បកមកនិយាយពីពេលបច្ចុប្បន្នវិញម្ដងនៅពេលនេះយិនពីងកំពុងតែនិយាយគ្នាជាមួយនឹងគូស៊ូសាន់ថុងពីវិធីជួយឲ្យសៀងលីងអាចកោះហៅព្រលឹងការពាររបស់នាងបានស៊ើ
គូសានថងក៏បានប្រាប់ទៅយិនពីងថាគួរតែឲ្យសៀងលីងញ៉ាំដើមលីហួរទៅដើម្បីឲ្យនាងមានកម្លាំងអាចជួយផ្ដាច់ច្រវាក់និងក៏ហៅព្រលឹងការពាររបស់នាងបានប៉ុន្តែយិនពីងមិនបានយល់ព្រមនឹងគំនិតនេះទេសគូសានថងបានប្រាប់ទៅយិនពីងទៀតថាឲ្យសៀងលីងញ៉ាំដើមលីហួរនឹងទៅគាត់មិនប្រាប់ទូតវិញ្ញាណឲ្យដឹងពីរឿងនេះនោះទេកុំខ្លាចអីប៉ុន្តែយិនពីងបានប្រាប់ទៅសគូសានថងវិញថាគេមិនខ្លាចទូចវិញ្ញាណនោះទេប៉ុន្តែគេចង់ឲ្យសៀងលីងខំប្រឹងដោយខ្លួនឯងនៅពេលនោះសៀងលីងនាងក៏បានដើរចូលមកនិងលើពួកគេនិយាយគ្នាសៀងលីងនាងក៏បានសួរថាតើដើមលីហួរនេះគឺជាអ្វីពួកគេក៏បាននាំគ្នាទៅមើលដើមលីហួរនិងបានពន្យល់សៀងលីងថាដើមលីហួរបើសិនជានរណាម្នាក់ញ៉ាំវាហើយនោះវានឹងជួយឲ្យគេមានកម្លាំងខ្លាំងនៅពេលនោះសៀងលីងនាងក៏ចង់ញ៉ាំដើមនោះដែរដើម្បីជួយឲ្យនាងមានកម្លាំងអាចក៏ហៅព្រលឹងការពាររបស់នាងបានប៉ុន្តែនៅពេលនោះយិនពីងក៏បានស្ដីឲ្យសៀងលីងខ្លាំងថានាងចង់លេងផ្លូវកាត់ផងចង់បានជោគជ័យតែខ្ជិលវឹកហាត់ខ្ញុំមើលទៅនាងគ្មានចិត្តចង់វឹកហាត់នោះទេរឿងរបស់យើងក៏កាត់មកដល់ពេលយប់វិញម្ដងក្រោយពីសៀងលីងត្រូវយិនពីងស្ដីឲ្យរួចមកសៀងលីងនាងក៏បានអង្គុយខូចចិត្តនៅក្រោមដើមលីហួរនិងគិតតែម្នាក់ឯងសៀងលីងនាងគិតថាហេតុអ្វីបានជានាងតែងតែពឹងផ្អែកទៅលើអ្នកដទៃអញ្ចឹងនាងតែងតែពឹងទៅលើស៊ូគូសាន់ថងសៀងលេងនិងយិនពីងរហូតស៊ូគូសាន់ថងក៏បានដើរមករកសៀងលីងក៏បាននិយាយប្រាប់ទៅស៊ូគូសាន់ថងថានាងស្អប់ពាក្យរបស់យិនពីងដែលថាឲ្យនាងចង់ខ្លាំងតែពឹងលើអ្នកដទៃមិនខំវឹកហាត់ដោយខ្លួនឯងនោះទេស៊ូគូសាន់ថងក៏បាននិយាយទៅសៀងលីងវិញថានាងសម្រេចចិត្តដោយខ្លួនឯងចោះប៉ុន្តែយើងមិនមានពេលច្រើននោះទេព្រោះយើងមិនដឹងថាអង្គការរាជវង្សនឹងមកចាប់នាងនៅពេលណានោះទេនិយាយរួចស៊ូគូសាន់ថងក៏បានចាក់ចេញពីទីនោះទៅទុកឲ្យសៀងលីងសម្រេចចិត្តដោយខ្លួនឯងនៅពេលនោះសៀងលីងនាងក៏សម្លឹងមើលទៅលើដើមលីហួរបន្ទាប់មកនាងក៏បានដើរទៅរកដើមលីហួរនិងគិតពីពាក្យរបស់យិនពីងម្ដងទៀតសៀងលីងនាងរឹងរូសដោយបាននិយាយឲ្យយិនពីងថាយិនពីងគឺជាមនុស្សល្ងង់បន្ទាប់មកសៀងលីងនាងក៏ចាប់ផ្ដើមឡើងទៅលើដើមលីហួរដើម្បីយកមែករបស់វាមកញ៉ាំដើម្បីបង្កើតកម្លាំងរបស់នាងនៅពេលដែលសៀងលីងឡើងទៅលើដើមលីហួរនាងចាប់ផ្ដើមគិតពីរឿងរ៉ាវទាំងអស់ដែលបានកើតឡើងនៅក្នុងជីវិតរបស់នាងដែលនាងបានឆ្លងកាត់សៀងលីងនាងក៏បានចាប់ផ្ដើមយល់ការដែលនាងញ៉ាំដើមលីហួរវាក៏មិនខុសពីនាងពឹងផ្អែកទៅលើអ្នកដទៃនោះដែរសៀងលីងនាងក៏បានសម្រេចចិត្តថានាងនឹងមិនពឹងលើដើមលីហួរដើម្បីធ្វើឲ្យនាងមានកម្លាំងនោះទេនាងត្រូវតែព្យាយាមដោយខ្លួនឯងនៅពេលនោះយិនពីងក៏បានលួចមើលសៀងលីងនិងញញឹមនៅមាត់បង្អួចដូចគ្នាប៉ុន្តែនៅពេលនោះយិនពីងដូចជាមានអារម្មណ៍ថាដូចជាមិនស្រួលវាដូចជាផ្លូវឡឆាកំពុងតែចុះខ្សោយនៅពេលនោះបងប្អូនទាំងពីរក៏បានរត់ទៅមើលនៅលើផ្លូវឡឆានៅពេលនោះគេក៏បានឃើញអង្គការរាជវង្សអាចចូលមកវាយប្រហារនៅលើផ្លូវឡឆាហើយនៅពេលនោះមនុស្សយន្តរបស់អង្គការរាជវង្សក៏បានចូលទៅធ្វើបាបវិញ្ញាណរបស់អ្នកភូមិនិងធ្វើឲ្យទីនោះមានភាពចលាចលជាខ្លាំងវិញ្ញាណរបស់អ្នកភូមិទាំងអស់ពួកគេបានព្យាយាមរត់គេចពីការធ្វើបាបរបស់ពួកមនុស្សយន្តនៅពេលនោះយិនពីងនិងស៊ូគូសាថងក៏បានរកឃើញថាពួកអង្គការរាជវង្សអាចចូលមកទីនោះបានគឺតាមរយៈប្រហោងដែលនៅលើមេឃដែលពួកគេបានបើកនៅមុខច្រកទ្វារព្រំដែនវិញ្ញាណយិនពីងក៏បានប្រាប់ទៅសៀងលេងថានៅទីនេះការពារសៀងលេងហើយទុកឲ្យគេជាអ្នកទៅប្រយុទ្ធជាមួយនឹងពួកមនុស្សយន្តទាំងនោះដើម្បីកុំឲ្យពួកវាឡើងមកលើភ្នំយិនពីងក៏បានធ្វើដំណើរទៅកាន់ផ្លូវឡឆាជាមួយនឹងស៊ីឈូដើម្បីបិទប្រឡោះនោះមិនឲ្យពួកអង្គការរាជវង្សចូលមកបានទៀតនៅពេលដែលយិនពីងនិងស៊ីឈូបានទៅដល់ពួកគេក៏បានរួមកម្លាំងគ្នាប្រយុទ្ធជាមួយនឹងមនុស្សយន្តទាំងនោះដ៏ខ្លាំងក្លានៅពេលដែលយិនពីងបានរត់សម្ដៅទៅរកប្រហោងនៅច្រកទ្វារវិញ្ញាណនៅពេលនោះស្រាប់តែមានប្រហោងមួយផ្សេងទៀតបានបើកឡើងហើយមនុស្សយន្តរបស់អង្គការរាជវង្សក៏បានចុះពីក្នុងប្រហោងនោះមកដូចគ្នានៅពេលនោះយិនពីងក៏បានប្រាប់ទៅស៊ីឈូឲ្យស៊ីឈូទៅបិទប្រហោងមួយនោះទៅហើយនៅទីនេះទុកឲ្យគេជាអ្នកប្រយុទ្ធជាមួយនឹងពួកមនុស្សយន្តទាំងនេះនៅពេលនោះស៊ីឈូដូចជាស្ទាក់ស្ទើរមិនចង់ទុកឲ្យយិនពីងនៅប្រយុទ្ធតែម្នាក់ឯងនោះទេព្រោះខ្លាចថាយិនពីងមានគ្រោះថ្នាក់ប៉ុន្តែយិនពីងក៏បានប្រាប់ថាមិនអីទេឆាប់ទៅនៅពេលនោះសៀងលីងនាងក៏មានការព្រួយបារម្ភពីយិនពីងជាខ្លាំងប៉ុន្តែស៊ូគូសានថងក៏បានប្រាប់ទៅសៀងលីងថាកុំបារម្ភឈ្មោះមេតបអាគីរបស់យិនពីងនេះមិនមែនមានតែឈ្មោះនោះទេនៅពេលដែលយិនពីងប្រយុទ្ធជាមួយនឹងពួកមនុស្សយន្តទាំងនោះយិនពីងក៏បានប្រើកម្លាំងនិងថាមពលភ្លើងរបស់គេដើម្បីកំទេចពួកមនុស្សយន្តទាំងនោះប៉ុន្តែនៅពេលនោះបរិះអង្គការរាជវង្សក៏បានបញ្ជូនកងទ័ពមនុស្សយន្តរបស់គាត់មកកាន់តែច្រើនថែមទៀតហើយខណៈពេលនោះដែរសៀងលេងក៏កំពុងតែមើលនឹងទីពីកន្លែងបន្ទាប់ដែលអង្គការរាជវង្សនឹងបើកប្រឡោះបញ្ជូនពួកមនុស្សយន្តមកបន្ថែមទៀតក្រោយពីសៀងលេងស្មានដឹងពីកន្លែងដែលពួកគេត្រូវបន្តរួចមកសៀងលេងក៏បានកោះហៅមនុស្សយន្តរបស់គេឲ្យចេញមកដើម្បីត្រៀមការពារនៅទីនោះហើយនៅពេលនោះ
ប្រឡោះបន្ទប់ក៏បានបើកដោយជាការស្មានរបស់សៀងលេងពិតមែនភ្លាមនោះសៀងលេងក៏បានបញ្ជាមរយន្តរបស់គេឲ្យវាប្រហារទៅក្នុងប្រឡោះនោះដើម្បីកំទេចពួកមរយន្តទាំងនោះឲ្យខ្ទេចខ្ទីអស់ទៅក្រោយពីពួកគេបានកំទេចមរយន្តទាំងនោះរួចមកពួកគេក៏បានត្រឡប់មកលើភ្នំវិញសៀងលេងបាននិយាយប្រាប់ទៅសៀងលីងថាកុំបារម្ភពួកយើងនឹងការពារបងស្រីនៅពេលនោះសៀងលីងនាងក៏បានខកចិត្តដែលនាងតែងតែឲ្យគេការពារនាងរហូតទោះបីជានាងមានព្រលឹងការពារក៏ដោយនៅពេលនោះយិនពីងក៏បានដើរមកនិងស្ដីឲ្យសៀងលីងថានាងគឺជាមនុស្សគ្មានបានការតតែសោះតែងតែត្រូវការជំនួយពីគេរហូតដើមឡើយនៅឋានមនុស្សសុកទេប៉ុន្តែស្រាប់តែមកទីនេះបង្កឲ្យមានបញ្ហាជាច្រើនមានព្រលឹងការពារដែរប៉ុន្តែមិនប្រឹងវឹកហាត់ក៏ហៅព្រលឹងការពារតតែសោះស្របពេលនោះដែរស៊ូគូសាន់ថុងក៏បានដើរមកនិងនិយាយប្រាប់ទៅយិនពីងថាគេនឹងទៅមើលផ្លូវវិញ្ញាណផ្សេងទៀតតើមានស្ថានភាពយ៉ាងម៉េចនៅពេលនោះប្រហោងនៅលើមេឃដែលពួកគេបានឃើញនៅមុខច្រកទ្វារវិញ្ញាណនីមួយៗក៏បានរួមបញ្ចូលគ្នានិងបានបញ្ជូនសត្វចម្លែកដ៏ធំមួយក្បាលធ្លាក់ចុះមកប្រយុទ្ធជាមួយនឹងពួកគេម្ដងទៀតហើយនៅពេលនោះយិនពីងក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធដូចគ្នារឿងរបស់យើងក៏បកមកនិយាយពីពេលអតីតកាលវិញម្ដងនៅពេលដែលយិនពីងត្រូវបានសៀងលេងចាប់បោះមកឋានមនុស្សរួចមកយិនពីងមានការព្រួយបារម្ភនិងបងប្រុសរបស់គេជាខ្លាំងយិនពីងព្យាយាមស្វែងរកផ្លូវដើម្បីត្រឡប់ទៅកាន់ផ្លូវឡោឆាវិញដែរប៉ុន្តែគេមិនអាចចូលទៅបាននោះទេក្រោយពីបានបញ្ជូនយិនពីងឲ្យទៅឋានមនុស្សរួចមកសៀងលេងក៏បានប្រយុទ្ធជាមួយនឹងពួកវិញ្ញាណអាក្រក់ទាំងនោះប៉ុន្តែមើលទៅសៀងលេងដូចជាត្រូវរបួសនិងគ្មានកម្លាំងអាចប្រយុទ្ធឈ្នះនោះទេហើយម្យ៉ាងទៀតពួកព្រលឹងអាក្រក់ទាំងនោះពួកវាទើបតែទទួលបានកម្លាំងពីដើមលីហួយផងដូច្នេះទីបំផុតសៀងលេងនិងអ៊ីជីនក៏ត្រូវចាញ់នឹងត្រូវពួកវាចាប់យកទៅឲ្យលោកលូនៅពេលដែលសៀងលេងបានជួបជាមួយនឹងលោកលូសៀងលេងក៏ត្រូវលោកលូទាត់ហើយនឹងសើចឲ្យគេនៅពេលនោះកូនចៅរបស់លោកលូក៏បានរាយការណ៍ប្រាប់លោកលូថាពួកគេចាប់បានតែសៀងលេងទេប្អូនរបស់សៀងលេងពួកគេមិនអាចតាមចាប់បាននោះទេនៅពេលនោះលោកលូក៏បានសម្លាប់កូនចៅរបស់គាត់ចោលដោយសារតែគាត់មិនចង់បានចម្លើយបែបនេះនោះទេនៅពេលនោះលោកលូក៏បានដើរទៅចាប់សៀងលេងនិងបានសួរសៀងលេងថាតើប្អូនរបស់ឯងនៅទីណានៅពេលដែលសៀងលេងមិនបានប្រាប់លោកលូក៏ក្រវែងសៀងលេងទៅបុកនឹងជញ្ជាំងនៅពេលនោះយិនជីងក៏បានសុំលោកលូទុកឲ្យគេជាអ្នកវាយសួរសៀងលេងពីដំណឹងប្អូនរបស់គេប៉ុន្តែតាមពិតយិនជីងនឹងគាត់វាយតិចៗទាំងអស់គ្នាដោយសារតែគាត់អាណិតសៀងលេងហើយអត់ចង់ឲ្យលោកលូវាយខ្លាំងៗអញ្ចឹងនៅពេលនោះយិនជីងក៏បាននិយាយទៅសៀងលេងថាពួកឯងបានរត់ចេញពីនេះហើយមិនគួរមកទីនេះទៀតនោះទេសៀងលេងក៏បាននិយាយទៅវិញថាខ្ញុំមកទីនេះព្រោះតែខ្ញុំធ្វើតាមសន្យាជាមួយនឹងប៉ាលោកលូក៏បាននិយាយទៅសៀងលេងថាប៉ាម៉ាក់របស់ឯងបានស្លាប់បាត់ទៅហើយផ្លូវលោឆាឥឡូវនេះមិនមែនដូចជាផ្លូវលោឆាពីមុនទេនោះទេពួកវិញ្ញាណកំសាកទាំងនេះយើងនឹងធ្វើឲ្យពួកវាคล้ายទៅជាព្រលឹងអាក្រក់ដៃខ្លាំងគួរតែអរគុណយើងទៅលោកលូក៏បានសួរទៅសៀងលេងម្ដងទៀតថាប្អូនរបស់ឯងនៅឯណាប៉ុន្តែសៀងលេងនៅតែមិនប្រាប់និងបាននិយាយទៅកាន់លោកលូថាគាត់គ្មានឱកាសដើម្បីចាប់គេនោះទេនៅពេលនោះលោកលូក៏បានសួរកូនចៅរបស់គាត់ថាប្អូនរបស់សៀងលេងបានបាត់ខ្លួននៅទីណាកូនចៅរបស់លោកលូក៏បានប្រាប់លោកលូថាពួកគេបានបាត់ខ្លួននៅព្រំដែនវិញ្ញាណដូច្នេះលោកលូក៏បានដឹងច្បាស់ថាប្អូនរបស់សៀងលេងច្បាស់ជាឆ្លងទៅកាន់ឋានមនុស្សជាមិនខានលោកលូក៏បានបញ្ជាឲ្យកូនចៅរបស់គាត់ឆ្លងទៅឋានមនុស្សដើម្បីចាប់យិនពីងឲ្យគាត់មកវិញនៅពេលដែលកូនចៅរបស់លោកលូបានឆ្លងចូលទៅដល់ឋានមនុស្សពួកគេក៏បានឃើញយិនពីងនៅមុខច្រកពិតមែននៅពេលនោះយិនពីងដូចជាមានអារម្មណ៍ថាដូចជាមានអ្វីមួយយ៉ាងដែលមកជិតគេប៉ុន្តែគេមើលមិនឃើញនោះទេនៅឋានមនុស្សនឹងយិនពីងគាត់អាចមើលឃើញវិញ្ញាណបានដល់គ្នាប៉ុន្តែនៅពេលដែលគាត់នៅផ្លូវលោឆាគាត់អាចមើលឃើញវិញ្ញាណទាំងអស់នឹងបាននៅពេលនោះកូនចៅរបស់លោកលូនឹងក៏បានវាយទៅលើយិនពីងប៉ុន្តែយិនពីងអាចរងជាប់យិនពីងក៏បានដឹងថាលោកលូច្បាស់ជាបញ្ជូនតបខ្មោចឲ្យមកចាប់គេជាមិនខានដោយសារតែយិនពីងមិនអាចមើលឃើញពួកព្រលឹងអាក្រក់ទាំងនោះយិនពីងក៏ត្រូវពួកវាវាយហើយមិនអាចតបតទៅវិញបាននោះទេនៅពេលនោះយិនពីងក៏បានរត់ទៅវាយបំបែកបំពង់ពន្លត់អគ្គិភ័យនៅក្បែរនោះវាក៏បណ្ដាលឲ្យទឹកហូរគ្រប់កន្លែងនៅពេលដែលទឹកបាញ់ចេញនិងធ្លាក់ចុះទៅលើពួកវិញ្ញាណអាក្រក់ទាំងនោះយិនពីងក៏អាចមើលឃើញពួកវិញ្ញាណអាក្រក់ទាំងនោះតាមរូបរាងទឹកដែលធ្លាក់លើពួកវានៅពេលនោះយិនពីងក៏បានលោតទៅលើវិញ្ញាណអាក្រក់ម្នាក់និងបានទាញវាដើម្បីចូលទៅក្នុងច្រកវិញ្ញាណវិញនៅពេលដែលយិនពីងបានបង្ហាញខ្លួននិងឈរនៅមុខលោកលូនិងសៀងលេងមានការភ្ញាក់ផ្អើលជាខ្លាំងដែលគេអាចចូលមកវិញបានយិនពីងក៏បានប្រាប់ទៅសៀងលេងថាឆាប់ក្រោកឡើងអ្នកដែលអាចយកឈ្នះសៀងលេងបានមានតែគេម្នាក់តែប៉ុណ្ណោះរឿងរបស់យើងក៏បកមកនិយាយនៅពេលបច្ចុប្បន្នវិញម្ដងការវាយប្រហាររបស់ក្រុមអង្គការរាជវង្សនៅលើផ្លូវឡោឆាម្ដងនេះពួកគេក៏បានបញ្ជូនសត្វចម្លែកដ៏ធំមួយក្បាលឲ្យចូលមកប្រយុទ្ធខាងយិនពីងឯនេះវិញពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលពួកគេបានឃើញសត្វចម្លែកមួយនេះវាអាចបុកទម្លុះរនាំងការពារចូលមកបានដោយយ៉ាងងាយ
យិនពីងបានកថាពួកមនុស្សយន្តនិងសត្វចម្លែកពួកវាមិនមែនឆ្លាតអាចទម្លុះចូលបានដោយខ្លួនឯងនោះទេប្រកបជាមនុស្សណាម្នាក់នៅពីក្រោយខ្នងធ្វើវាជាមិនខានរឿងរបស់យើងក៏និយាយពីទូតខាងវិញ្ញាណដែលពួកគេកំពុងតែមើលពីសកម្មភាពដែលបានកើតឡើងនៅលើផ្លូវឡឆាដូចគ្នាទូតវិញ្ញាណក៏បាននិយាយថាពួកអង្គការរាជវង្សគឺជាអ្នកលុកលុយផ្លូវឡឆាពួកគេបានវាយតាមច្រកការពារផ្សេងៗដើម្បីបង្កើតខ្សែផ្លូវតភ្ជាប់គ្នាដើម្បីទម្លុះចូលទៅកាន់ផ្លូវឡឆាដើម្បីបញ្ជូនកូនចៅរបស់ពួកគេឲ្យចូលទៅទីនោះសត្វចម្លែកក៏បានធ្វើការវាយប្រហារនៅក្នុងទីក្រុងធ្វើឲ្យប្រលឹងអ្នកភូមិនាំគ្នារត់និងមានការភ័យខ្លាចជាខ្លាំងនៅពេលនោះយិនពីងនិងស៊ីឈូពួកគេក៏បានចេញទៅប្រយុទ្ធជាមួយនឹងសត្វចម្លែកដើម្បីការពារផ្លូវឡឆានៅពេលដែលយិនពីងកំពុងតែប្រយុទ្ធជាមួយនឹងសត្វចម្លែកនៅពេលនោះក៏មានប្រលឹងអ្នកភូមិខ្លះបានក្លាយទៅជាប្រលឹងអាក្រក់ដោយសារតែពួកគេមិនអាចទ្រាំនឹងភាពភ័យខ្លាចបានយិនពីងគិតថាប្រសិនបើជាគេនៅតែបន្តប្រយុទ្ធនៅទីនេះទៀតវាប្រកាសជាប៉ះពាល់ធ្វើឲ្យប្រលឹងអ្នកភូមិនឹងក្លាយទៅជាប្រលឹងអាក្រក់កាន់តែច្រើនឡើងជាមិនខានដូច្នេះយិនពីងក៏បានបើក portal ដើម្បីបញ្ឆោតសត្វចម្លែកឲ្យទៅតាមដើម្បីប្រយុទ្ធនៅកន្លែងផ្សេងវិញនិងដើម្បីកុំឲ្យមានបញ្ហានៅផ្លូវឡឆាបន្តទៀតក្រោយពីយិនពីងបានបញ្ឆោតឲ្យសត្វចម្លែកចេញពីផ្លូវឡឆារួចមកភ្លាមនោះបរិអង្គការរាជវង្សក៏បានបង្ហាញខ្លួននិងបានវាយប្រហារទៅលើស៊ីលីងប៉ុន្តែភ្លាមនោះសៀងលេងក៏បានការពារស៊ីលីងមិនឲ្យនាងមានគ្រោះថ្នាក់នៅពេលនោះបរិអង្គការរាជវង្សក៏បានណែនាំខ្លួនឲ្យសៀងលេងនិងសៀងលីងបានស្គាល់មុនពេលដែលពួកគេត្រូវប្រយុទ្ធគ្នាបរិអង្គការរាជវង្សបានប្រាប់ទៅគេថាគាត់គឺជាមេតបទី9ក្នុងចំណោមមេតបដែលខ្លាំងទាំង10របស់អង្គការរាជវង្សគាត់បាននិយាយបន្តទៀតថាទម្រាំតែគាត់អាចចូលមកកាន់ផ្លូវឡឆាបានគាត់ត្រូវទម្លុះព្រំដែនផ្លូវ5ផ្សេងទៀតទើបគាត់អាចចូលមកផ្លូវឡឆានេះបានទីនេះព្រំដែនការពារពិតជារឹងមាំមែនហើយគាត់ក៏បានប្រាប់បន្ថែមទៀតថាគាត់មកទីនេះគឺដោយសារតែស៊ីលីងនៅពេលនោះសៀងលីងនាងក៏បានសួរទៅបរិអង្គការរាជវង្សវិញថាតើលោកគឺជានរណាហេតុអ្វីបានជាលោកមករកខ្ញុំដូច្នេះបរិអង្គការរាជវង្សក៏បានប្រាប់ទៅសៀងលីងថាគាត់គឺជាអ្នកដែលបញ្ជូនពួកមនុស្សយន្តទាំងនោះទៅផ្ទះរបស់នាងហើយគាត់ប្រាប់ទៅសៀងលីងទៀតថាគាត់មកនេះមិនមែនជួបនាងនោះទេគឺគាត់មកចាប់នាងតែម្ដងនៅពេលនោះសៀងលីងក៏បានចេញមកការពារសៀងលីងមិនព្រមឲ្យបរិអង្គការរាជវង្សចាប់នាងនោះទេប៉ុន្តែបរិអង្គការរាជវង្សក៏បាននិយាយរំលឹកទៅពួកគេថាគាត់បានប្រយុទ្ធយកឈ្នះជាមួយនឹងមេតបការពារផ្លូវព្រំដែនអស់5ខ្សែមកហើយពួកគេទាំងនោះពិតជាអន់ខ្លាំងណាស់ដូច្នេះចំពោះយៀនពីងនិងសៀងលេងដែលជាប្រលឹងកូនខ្មោចប៉ុណ្ណឹងគាត់ប្រកាសជាអាចជួយឈ្នះបានយ៉ាងងាយនៅពេលនោះអាណាចក្រវិញ្ញាណក៏បានពិភាក្សាគ្នាថាឲ្យស៊ូគូសានថុងជាអ្នកដោះស្រាយលើរឿងនេះទៅចោះប៉ុន្តែទូតវិញ្ញាណម្នាក់ក៏បាននិយាយថា3ខែមកនេះស៊ូគូសានថុងដូចជាបាត់ដំណឹងមិនដឹងនៅទីណានោះទេផ្លូវឡឆាមានរឿងធំយ៉ាងនេះហេតុអ្វីបានជាគេមិនមករីកាអញ្ចឹងមិនខ្វល់ថាគេចង់ធ្វើអ្វីនោះទេប៉ុន្តែបើសិនជាគេមានគម្រោងក្បត់ពួកយើងនឹងសម្លាប់គេចោលជាមិនខានរឿងរបស់យើងក៏និយាយពីស៊ូគូសានថុងវិញម្ដងនៅពេលនេះស៊ូគូសានថុងក៏បានមកដល់ផ្លូវឆេលៀនរបស់មេតបជ័រដែលជាអ្នកការពារនៅទីនោះនៅពេលនោះស៊ូគូសានថុងក៏បានឃើញថាមេតបជ័រកំពុងតែអង្គុយនៅមាត់ទ្វារព្រំដែននៃផ្លូវចូលទាំងមានរបួសធ្ងន់ធ្ងរនៅនឹងខ្លួនរបស់គាត់បន្ទាប់ពីការប្រយុទ្ធចាញ់ក្រុមអង្គការរាជវង្សរួចមកមេតបជ័រក៏បានប្រាប់ទៅស៊ូគូសានថុងថាពួកអង្គការរាជវង្សបានវាយលុកផ្លូវរបស់គាត់និងផ្លូវខ្សែផ្សេងទៀតនិងបានតម្រង់ទៅកាន់ផ្លូវឡឆាហើយលោកឆាប់សុំជំនួយពីអាណាចក្រវិញ្ញាណផងប៉ុន្តែនៅពេលនោះស៊ូគូសានថុងក៏បានបដិសេធថាគាត់រវល់ណាស់មិនមានពេលនោះទេបន្ទាប់មកស៊ូគូសានថុងក៏បានចាក់ចេញទៅទោះបីជាមេតបជ័របានស្រែកហៅយ៉ាងណាក៏ដោយក៏ស៊ូគូសានថុងមិនរវល់នោះដែរមេតបជ័រក៏បានដឹងថាតាមពិតគេមិនមែនជាស៊ូគូសានថុងនោះទេគេគឺជាអ្នកបន្លំខ្លួនធ្វើជាគូស៊ូសានថុងតែប៉ុណ្ណោះរឿងរបស់យើងក៏និយាយពីយិនពីងនិងស៊ីឈូវិញម្ដងក្រោយពីយិនពីងបានបញ្ឆោតឲ្យសត្វចម្លែកមកតាមខ្លួនរួចមកយិនពីងនិយាយទៅសត្វចម្លែកនោះថានៅផ្លូវឡឆាយើងដូចជាមិនអាចបង្ហាញសមត្ថភាពប្រយុទ្ធរបស់យើងឲ្យអស់នោះទេប៉ុន្តែនៅទីនេះវាគ្រប់គ្រាន់សម្រាប់ឲ្យយើងបង្ហាញពីសមត្ថភាពរបស់យើងបានហើយស្របពេលជាមួយគ្នានោះដែរសៀងលេងនិងបរិអង្គការរាជវង្សពួកគេក៏កំពុងតែប្រយុទ្ធគ្នាដូចគ្នាបរិអង្គការរាជវង្សក៏បាននិយាយទៅសៀងលេងថាយើងដឹងថារថយន្តរបស់ឯងអាចប្រើក្បាច់ម្ជុលផ្កាបានតែម្ដងប៉ុណ្ណោះក្នុងមួយថ្ងៃឥឡូវនេះឯងមិនអាចប្រើវាបានទៀតនោះទេយល់ល្អគួរតែប្រកោតសៀងលីងឲ្យមកយើងមករឿងរបស់យើងក៏និយាយអំពីអតីតកាលវិញម្ដងប៉ាម៉ាក់របស់សៀងលេងនិងយិនពីងនៅយប់នោះពួកគាត់កំពុងតែឆ្លាក់ឈ្មោះឲ្យយិនពីងនិងសៀងលេងដើម្បីព្យួរនៅលើដើមលីហួរពួកគាត់សង្ឃឹមថាសៀងលេងគឺជាបងប្រុសល្អម្នាក់ហើយគេប្រកាសជាអាចមើលថែប្អូនរបស់គេបាននឹងអ្នកទាំងអស់គ្នា
ដូចជាខ្ញុំនិយាយចឹងពីវគ្គមុនថានៅពីអតីតកាលហ្នឹងសៀងលេងគាត់គឺជាបងប្រុសរបស់យៀនពីងតែនៅពេលបច្ចុប្បន្នយៀនពីងគាត់គឺជាបងប្រុសរបស់សៀងលេងហើយវគ្គក្រោយយើងនឹងដឹងថាហេតុអ្វីបានជាពួកគាត់បដូរគ្នាទៅវិញទៅមកចឹងណាអញ្ចឹងយើងនឹងចូលទៅដល់សាច់រឿងរបស់យើងវិញយៀនពីងក៏បានចូលមកក្នុងផ្លូវឡឆាវិញតាមរយៈព្រលឹងអាក្រក់នៅពេលនោះគេក៏បានបង្ហាញខ្លួននៅចំពោះលោកលូនិងសៀងលេងនៅពេលនោះយៀនពីងក៏បានស្រែកទៅសៀងលេងថាឆាប់ក្រោកឡើងគ្មានអ្នកណាអាចបដូរលោកបាននោះទេមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលអាចបដូរលោកបាននៅពេលនោះលោកលូក៏បានសើចនឹងដើរទៅរកយៀនពីងហើយនិយាយថាឯងស្មានតែឯងអាចចូលមកវិញបានដោយសារតែឯងខ្លាំងមែនឬនេះគឺដោយសារតែយើងទុកឱកាសឲ្យឯងចូលមកតែប៉ុណ្ណោះព្រោះយើងលែងមិនទាន់ឆ្អែតជាមួយនឹងពួកឯងនោះទេនៅពេលនោះយៀនពីងក៏បាននិយាយទៅកាន់លោកលូវិញថាឯងខ្លាំងដោយសារតែឯងបានស៊ីដើមលីហួរតែប៉ុណ្ណោះទុកឲ្យយើងជាអ្នកបដូរឯងចាំមើលតើឯងនៅខ្លាំងទៀតដែរឬទេនៅពេលនោះយៀនពីងក៏បានចូលទៅនឹងប្រយុទ្ធជាមួយនឹងលោកលូទោះបីជាយៀនពីងមិនមែនជាមនុស្សជីងលីងនិងនៅក្មេងក៏ដោយក៏ការប្រយុទ្ធរបស់គេនៅតែល្អគេអាចប្រយុទ្ធជាមួយនឹងលោកលូបានលោកលូក៏បាននិយាយទៅយៀនពីងថាគួរឲ្យស្ដាយទោះបីជាឯងពូកែវាយយ៉ាងណាក៏ដោយក៏ឯងមិនអាចយកឈ្នះយើងបាននោះទេព្រោះនៅពេលដែលយើងញ៉ាំដើមលីហួររួចមកគ្មាននរណាម្នាក់អាចយកឈ្នះយើងបាននោះឡើយនៅពេលនោះយៀនពីងក៏បានប្រើកម្លាំងរបស់គេទាំងអស់ទាត់ទៅលើលោកលូធ្វើឲ្យលោកលូត្រូវមួយជើងរបស់យៀនពីងចំកណ្ដាលមុខរបស់គាត់លោកលូមានការខឹងនឹងយៀនពីងជាខ្លាំងលោកលូក៏បានវាយទៅលើយៀនពីងវិញធ្វើឲ្យយៀនពីងដួលទៅលើដីបន្ទាប់មកលោកលូក៏បានប្រាប់ទៅពួកគេថានៅទីនេះយើងគឺជាស្ដេចគ្មាននរណាអាចខ្លាំងជាងយើងនៅទីនេះបាននោះទេនៅពេលនោះលោកលូក៏បានចាប់យៀនពីងនិងមានបំណងចង់លុបការចងចាំរបស់យៀនពីងចោលលោកលូបាននិយាយថាតាមច្បាប់របស់ផ្លូវឡឆាអ្នកណាដែលមិនមែនជាមនុស្សជីងលីងឬមនុស្សធម្មតាបើសិនជាគេអាចចូលមកទីនេះបាននោះមេតបវិញ្ញាណត្រូវតែធ្វើការលុបការចងចាំរបស់គេចោលដូច្នេះយើងនឹងលុបការចងចាំអនុស្សាវរីយ៍របស់ឯងជាមួយនឹងបងប្រុសរបស់ឯងចោលប៉ុន្តែយើងនឹងទុកការចងចាំដែលឯងស្អប់បងប្រុសរបស់ឯងតែប៉ុណ្ណោះដើម្បីជួយឲ្យឯងសម្លាប់គេនៅពេលនោះសៀងលេងក៏បានកោះហៅជីអ៊ីនឲ្យមកជួយយៀនពីងដើម្បីកុំឲ្យលោកលូធ្វើការលុបការចងចាំរបស់គេប៉ុន្តែនៅពេលនោះយៀនជីងក៏បានចេញមកទប់ស្កាត់មិនឲ្យអ៊ីនជីចូលទៅជួយយៀនពីងបានហើយចុងក្រោយលោកលូក៏បានធ្វើការលុបការចងចាំរបស់យៀនពីងបានសម្រេចក្រោយពីលោកលូបានធ្វើការលុបការចងចាំរបស់យៀនពីងរួចមកយៀនពីងក៏លេងស្គាល់សៀងលេងថាគឺជាបងប្រុសរបស់ខ្លួនតទៅទៀតអ្វីដែលគេចាំបាននោះគឺក្នុងចិត្តរបស់គេមានតែការស្អប់សៀងលេងតែប៉ុណ្ណោះនៅពេលនោះលោកលូក៏បាននិយាយបញ្ចុះបញ្ចូលទៅយៀនពីងថាក្មេងប្រុសនៅមុខរបស់ឯងនេះគឺជាសត្រូវរបស់ឯងស្អប់គេខ្លាំងណាស់ឆាប់សម្លាប់គេភ្លាមទៅលោកលូក៏បានបោះកូនកបិតទៅឲ្យយៀនពីងដើម្បីសម្លាប់សៀងលេងនៅពេលនោះយៀនពីងក៏បានរើកូនកបិតឡើងបន្ទាប់មកគេក៏បានចូលទៅវាយប្រហារទៅលើសៀងលេងទោះបីជាសៀងលេងព្យាយាមហៅនិងបកស្រាយឲ្យយៀនពីងដឹងខ្លួនឡើងវិញយ៉ាងណាក៏ដោយក៏យៀនពីងនៅតែមិនដឹងខ្លួនតតែសោះសៀងលេងក៏បានគេចនិងវាយទៅលើយៀនពីងមួយដៃដើម្បីឲ្យគេដឹងខ្លួនឡើងវិញប៉ុន្តែយៀនពីងនៅតែមិនដឹងខ្លួននិងធ្វើការប្រយុទ្ធបន្តទៀតរហូតពួកគេប្រយុទ្ធគ្នាដល់ខាងក្រៅផ្ទះនៅពេលនោះអ៊ីជីនក៏បានដើរទៅបញ្ឈប់យៀនពីងនិងសៀងលេងមិនឲ្យពួកគេប្រយុទ្ធគ្នាទោះបីជាគាត់មានរបួសធ្ងន់យ៉ាងណាក៏ដោយនៅពេលដែលលោកលូបានឃើញថាអ៊ីជីនចង់ទៅបញ្ឈប់មិនឲ្យពួកគេប្រយុទ្ធគ្នាបន្តទៀតលោកលូក៏បានបញ្ជាឲ្យយៀនជីនសម្រាប់អ៊ីជីនចោលដើម្បីកុំឲ្យគេបំផ្លាញការសម្ដែងមួយនេះដែលលោកលូកំពុងតែមើលនៅពេលនោះយៀនជីនគេក៏មិនចង់សម្លាប់អ៊ីជីននោះទេយៀនជីនបានហាមអ៊ីជីនមិនឲ្យអ៊ីជីនទៅជួយនោះទេបើសិនជាអ៊ីជីនទៅគេនឹងសម្លាប់អ៊ីជីនជាមិនខានប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏អ៊ីជីននៅតែបន្តដើរទៅមុខទៀតដើម្បីខាត់សៀងលេងនិងយៀនពីងមិនឲ្យពួកគេសម្លាប់គ្នាទៅវិញទៅមកនៅពេលនោះយៀនជីនក៏បានបាញ់ព្រួញទៅលើអ៊ីជីននិងបាននិយាយទៀតថាឈប់ទៅបើសិនជាលោកទៅទៀតខ្ញុំនឹងបាញ់សម្លាប់លោកជាមិនខានអ៊ីជីនក៏បាននិយាយទៅយៀនជីនវិញថាពួកយើងសុទ្ធតែមានម្ចាស់រៀងៗខ្លួននិងបម្រើម្ចាស់រៀងៗខ្លួនដូច្នេះលោកធ្វើតាមម្ចាស់របស់លោកចោះក្នុងនាមខ្ញុំជាព្រលឹងការពាររបស់លោកម្ចាស់ទោះបីជាខ្ញុំស្លាប់ក៏ដោយក៏ខ្ញុំមិនស្ដាយក្រោយនោះដែរនៅពេលនោះយៀនជីងក៏បានបាញ់ព្រួញជាច្រើនបន្ថែមទៀតទៅលើអ៊ីជីនដើម្បីបញ្ឈប់គាត់ក្នុងពេលជាមួយគ្នានោះដែរយៀនពីងក៏នៅតែបន្តធ្វើការវាយប្រហារទៅលើសៀងលេងយ៉ាងខ្លាំងអ៊ីជីនក៏នៅតែស្រែកហាមពួកគេទាំងពីរនាក់ថាឈប់ប្រយុទ្ធគ្នាទៅអ្នកប្រុសទាំងពីរហើយនៅពេលនោះយៀនជីងក៏បានបាញ់ព្រួយបន្ថែមទៀតជាច្រើនទៅលើអ៊ីជីនដូចគ្នានៅពេលដែលសៀងលេងអស់កម្លាំងក្នុងការប្រយុទ្ធការពារខ្លួននៅពេលនោះយៀនពីងក៏បានចាប់គេជាប់និងបំរុងយកកាំបិតទៅចាក់សម្លាប់សៀងលេងប៉ុន្តែនៅពេលនោះយៀនពីងដូចជាមានការស្ទាក់ស្ទើរក្នុងការសម្លាប់សៀងលេងនៅពេលដែលយៀនពីងព្យាយាមសម្លាប់សៀងលេងគេក៏បានយំដោយមិនដឹងខ្លួនហើយក្នុងចិត្តរបស់គេមានការឈឺចាប់ជាខ្លាំងប៉ុន្តែគេមិនដឹងថាមូលហេតុអ្វីទាល់តែសោះរឿងរបស់យើងក៏បកមកនិយាយពីពេលបច្ចុប្បន្នវិញម្ដងនៅពេលនេះយៀនពីងនិងស៊ីឈូដូច
ជាមានការពិបាកក្នុងការកម្ចាត់សត្វចម្លែកមួយក្បាលនេះហើយដោយសារតែសត្វចម្លែកមួយនេះវាអាចព្យាបាលរបួសដោយខ្លួនឯងបានយ៉ាងលឿនរហ័សនៅពេលនោះយិនពីងនិងស៊ីឈូពួកគេក៏កំពុងតែរកចំណុចខ្សោយរបស់សត្វចម្លែកនេះបន្តទៀតយើងក៏មកមើលពីសៀងលេងវិញម្ដងឥឡូវនេះគេកំពុងតែប្រយុទ្ធជាមួយនឹងបរិអង្គការរាជវង្សប៉ុន្តែសៀងលេងត្រូវបានបរិអង្គការរាជវង្សវាយឲ្យថយមកវិញនៅពេលដែលសៀងលីងរត់មកមើលសៀងលេងក៏បានប្រាប់ទៅសៀងលីងឲ្យនាងឆាប់រត់គេចខ្លួនទៅរកកន្លែងសុវត្ថិភាពភ្លាមទៅកុំនៅទីនេះព្រោះទីនេះអាចមានគ្រោះថ្នាក់ចំពោះនាងគេមិនអាចការពារនាងផងនិងប្រយុទ្ធផងបាននោះទេក្រោយពីសៀងលីងបានរកកន្លែងលាក់ខ្លួនរួចមកសៀងលេងក៏បានប្រើកូនកំបិតរបស់គេវាយប្រហារទៅលើបរិអង្គការរាជវង្សប៉ុន្តែបរិអង្គការរាជវង្សក៏បានគេចផុតពីអាវុធសម្ងាត់របស់សៀងលេងបានយ៉ាងលឿនដែលមិនអាចនឹកស្មានបានចំណែកឯយិនពីងនិងស៊ីឈូនៅពេលនេះក៏មិនទាន់អាចរកឃើញចំណុចខ្សោយរបស់សត្វចម្លែកនេះបានដែរយិនពីងក៏បានប្រាប់ទៅស៊ីឈូថាសត្វចម្លែកនេះវាគឺជាឆ្កែដែលមានក្បាល3តែប៉ុណ្ណោះវាគ្មានភ្នែកសម្រាប់មើលនោះទេឆ្កែវាប្រើច្រមុះសម្រាប់ហាត់ក្លិននិងត្រចៀកសម្រាប់ស្ដាប់សំឡេងតែប៉ុណ្ណោះយិនពីងក៏បានប្រាប់ទៅស៊ីឈូទៀតថាមូលហេតុនេះហើយដែលគេបញ្ឆោតឲ្យវាមកទីនេះព្រោះនៅទីនេះមានច្រកលំហជាច្រើនដែលអាចឆ្លងទៅមកផ្លូវឡឆាបានដូច្នេះហើយដោយសារតែមានច្រកលំហច្រើនទោះបីជាវាពូកែយ៉ាងណាក៏ដោយក៏វាមិនអាចហាត់ក្លិនបាននៅទីនេះដែរនៅពេលនោះយិនពីងក៏បានសហការគ្នាជាមួយនឹងស៊ីឈូម្ដងទៀតដើម្បីរៀបចំផែនការវាយប្រហារទៅលើសត្វចម្លែកនោះនៅពេលនោះយិនពីងក៏បានបើកលំហពីមួយទៅមួយដើម្បីវាយប្រហារទៅលើសត្វចម្លែកមួយនោះប៉ុន្តែទោះបីជាគេបានវាយប្រហារទៅលើសត្វនោះមានរបួសយ៉ាងណាក៏ដោយក៏វានៅតែអាចព្យាបាលរបួសរបស់វាបានឲ្យជាសះស្បើយបានយ៉ាងលឿនដដែលស៊ីឈូបានសួរទៅយិនពីងថាតើនេះមានន័យយ៉ាងម៉េចលោកម្ចាស់យិនពីងក៏បានប្រាប់ទៅស៊ីឈូវិញថានេះមានន័យថាសត្វចម្លែកមួយនេះវាគឺជាព្រលឹងការពារវាអាចប្រើកម្លាំងវិញ្ញាណដើម្បីព្យាបាលរបួសរបស់វាដោយខ្លួនឯងបានយើងពិបាកហើយបើសិនជាចង់កម្ចាត់វាយើងត្រូវតែសម្លាប់មនុស្សជីងលីងរបស់វាទើបអាចកម្ចាត់វាបានបើមិនអញ្ចឹងទេទោះបីជាយើងកាប់វាដាច់ដៃដាច់ជើងយ៉ាងណាក៏ដោយក៏គ្មានប្រយោជន៍នោះដែររឿងរបស់យើងក៏និយាយអំពីសៀងលេងវិញម្ដងនៅពេលនេះមនុស្សយន្តរបស់សៀងលេងក៏បានអស់ថ្មចំពេលប្រយុទ្ធដូច្នេះមនុស្សយន្តមិនអាចបន្តប្រយុទ្ធទៀតជាមួយនឹងបរិអង្គការរាជវង្សបាននោះទេសៀងលេងក៏បានចូលទៅប្រយុទ្ធជាមួយនឹងបរិអង្គការរាជវង្សវិញម្ដងប៉ុន្តែសៀងលេងដូចជាមិនអាចយកឈ្នះទៅលើបរិអង្គការរាជវង្សបាននោះទេប៉ុន្តែទោះបីជាសៀងលេងមិនមែនជាដៃគូរបស់បរិអង្គការរាជវង្សក៏ដោយក៏សៀងលេងមិនចុះចាញ់និងនៅតែព្យាយាមប្រយុទ្ធរហូតដល់ទីបញ្ចប់សៀងលេងនាងមានការព្រួយបារម្ភនិងចង់ទៅជួយសៀងលេងជាខ្លាំងប៉ុន្តែនាងមិនអាចមានសមត្ថភាពអាចជួយសៀងលេងបាននោះទេក្នុងពេលជាមួយគ្នានោះដែរសៀងលេងនាងក៏បានគិតចង់ញ៉ាំដើមលីហួយដើម្បីអាចកោះហៅព្រលឹងការពាររបស់នាងជួយសៀងលេងប៉ុន្តែនាងនៅតែមិនហ៊ាននិងស្ទាក់ស្ទើរក្នុងការញ៉ាំដើមលីហួយនៅពេលដែលកំពុងប្រយុទ្ធគ្នាសៀងលេងក៏ដឹងថាគេមិនអាចទប់ទល់ជាមួយនឹងបរិអង្គការរាជវង្សបានយូរទៀតនោះទេដូច្នេះសៀងលេងក៏បានប្រាប់ទៅសៀងលេងថាបងឆាប់ញ៉ាំដើមលីហួយទៅដើម្បីមានកម្លាំងអាចកោះហៅព្រលឹងការពាររបស់បងឲ្យចេញមកព្រោះពួកយើងគ្មានជំរើសផ្សេងទៀតនោះទេសៀងលេងនាងក៏បានដើរទៅជិតដើមលីហួយប៉ុន្តែនាងនៅតែស្ទាក់ស្ទើរមិនហ៊ានញ៉ាំព្រោះនាងខ្លាចថាយាងពីងនឹងស្ដីឲ្យនាងហើយបើសិនជាយាងពីងដឹងនាងច្បាស់ជាត្រូវយាងពីងស្ដីឲ្យខ្លាំងជាមិនខានដូច្នេះហើយបានជានាងស្ទាក់ស្ទើរក្នុងការញ៉ាំនៅពេលនោះសៀងលេងក៏បានប្រាប់ទៅសៀងលេងថាបើសៀងលេងមិនញ៉ាំបរិអង្គការរាជវង្សនឹងចាប់សៀងលេងយកទៅពិសោធន៍ជាមិនខានដូច្នេះឆាប់ញ៉ាំទៅចាំយាងពីងមកវិញគេនឹងជួយនិយាយឲ្យមិនអីនោះទេសៀងលេងក៏បានស្រែកប្រាប់ទៅសៀងលេងម្ដងទៀតថាឆាប់ឡើងបងស្រីខ្ញុំទប់ទល់លេងបានហើយនៅពេលនោះសៀងលីងនាងក៏បានយកសម្បកដើមលីហួរយកមកញ៉ាំហើយនៅពេលនោះព្រលឹងការពាររបស់សៀងលីងក៏ចាប់ផ្ដើមមានកម្លាំងនិងទទួលបានធម៌ពលតាមរយៈការញ៉ាំដើមលីហួររបស់សៀងលីងដូចគ្នាក្រោយពីទទួលបានកម្លាំងពីសៀងលីងរួចមកព្រលឹងការពាររបស់នាងក៏អាចផ្ដាច់ខ្សែច្រវាក់ចាក់បេះដូងរបស់គេបាននៅពេលនោះធម៌ពលដ៏មហាសាលបានហូរចេញពីខ្លួនរបស់សៀងលីងក្រោយមកសៀងលីងនាងក៏ត្រូវបានរុញថយក្រោយដោយសារតែធម៌ពលដ៏ខ្លាំងរបស់នាងហើយទីបំផុតព្រលឹងការពាររបស់សៀងលីងក៏អាចចេញមកក្រៅបានពិតមែននៅពេលដែលព្រលឹងការពាររបស់សៀងលីងចេញមកគេបានស្រែកយ៉ាងខ្លាំងនិងដូចជាមានអារម្មណ៍មួម៉ៅខុសពីធម្មតាសៀងលីងក៏បានប្រាប់ទៅសៀងលីងថាចម្លែកណាស់ហេតុអ្វីបានជាព្រលឹងការពាររបស់បងមើលទៅដូចជាក្រៃក្រោតខ្លាំងម្ល៉េះសៀងលីងក៏បានប្រាប់ទៅសៀងលីងទៀតថាធម៌ពលដែលចេញពីព្រលឹងការពាររបស់នាងគឺជាធាតុទេវតាដូច្នេះវាងាយនឹងបំផ្លាញដើមលីហួរខ្លាំងណាស់បើពួកគេមិនឆាប់បញ្ឈប់ព្រលឹងការពាររបស់នាងនោះទេគេខ្លាចថាដើមលីហួរច្បាស់ជាមានគ្រោះថ្នាក់ជាមិនខានមិនតនិយាយចប់ស្រួលបួផងព្រលឹងការពាររបស់សៀងលីងក៏បានមើលទៅដើមលីហួររួចមកក៏បានបាញ់ធម៌ពលទៅលើដើមលីហួរធ្វើឲ្យដើមលីហួរត្រូវខ្ទេចអស់នៅពេលនោះក៏
ក៏មានកម្លាំងធម្មពលដ៏មហាសាលបានផ្ទុះចេញពីរន្ធដើមលីហួរដែលបំផ្លាញហើយព្រលឹងវិញ្ញាណទាំងអស់ដែលនៅក្នុងទីក្រុងក៏ត្រូវស្រូបចូលទៅក្នុងរន្ធដើមរបស់ដើមលីហួរដែលត្រូវបំផ្លាញនោះគូស៊ូសានធំខ្លាយៗក៏បានឈើមើលពីចម្ងាយដូចគ្នាដោយគេនិយាយថាទោះបីជាមិនដូចគម្រោងផែនការដែលគេរៀបចំក៏ដោយក៏វាបានសម្រេចដូចជាអ្វីដែលគេចង់បានដែរនៅពេលនោះបរិអង្គការរាជវង្សក៏បានប្រាប់ទៅសៀងលីងថាតាមពិតដើមលីហួរនេះគឺជារនាំងរវាងអាណាចក្រវិញ្ញាណនិងផ្លូវបង្ក្រាបវិញ្ញាណនៅពេលដែលដើមលីហួរត្រូវបានកំទេចដូច្នេះព្រលឹងទាំងអស់ត្រូវស្រូបចូលទៅអាណាចក្រវិញ្ញាណតែម្ដងដូច្នេះបើសិនជាសៀងលីងមិនចង់មានបញ្ហាយល់ល្អគួរតែមកតាមគេមកខណៈពេលដែលខ្យល់បានស្រូបយកវិញ្ញាណជាច្រើនចូលទៅក្នុងរន្ធរបស់ដើមលីហួរហើយសៀងលេងក៏ត្រូវបានខ្យល់ស្រូបដូចគ្នាប៉ុន្តែសៀងលេងបានព្យាយាមចាប់ថ្មចប់ដើម្បីមិនឲ្យខ្យល់នោះស្រូបយកទៅនៅពេលនោះសៀងលេងក៏បានដឹងថាតាមពិតសៀងលេងគឺជាវិញ្ញាណមិនមែនជាមនុស្សនោះទេប៉ុន្តែទោះបីជាសៀងលេងដឹងថាសៀងលេងគឺជាវិញ្ញាណក៏ដោយក៏សៀងលេងនៅតែព្យាយាមដើរទៅជួយសៀងលេងដើម្បីមិនឲ្យខ្យល់ស្រូបយករឿងរបស់យើងក៏បកនិយាយពីអតីតកាលវិញម្ដងនៅពេលដែលយិនពីងចង់ចាក់សម្លាប់សៀងលេងនៅពេលនោះគេបែរជាមានការឈឺចាប់ហើយនឹងយំដោយមិនដឹងពីមូលហេតុតតែសោះនៅពេលនោះរឿងរបស់យើងក៏បាននិយាយពីអតីតកាលបន្តិចមានពេលមួយយិនពីងបានសួរទៅអ៊ីជីនថាតើប្រអប់ដែលអ៊ីជីនកាន់នេះមានអ្វីនៅក្នុងនោះអ៊ីជីនក៏បានប្រាប់ទៅយិនពីងថាប្រអប់នេះមានផ្ទុកនៅធម្មពលដ៏មហាសាលនិងគ្រោះថ្នាក់បំផុតបើសិនជាចង់បើកវាត្រូវតែបដូរនិងលះបង់ជីវិតជាថ្នូរនឹងការបើកវាយិនពីងក៏បានសុំឲ្យអ៊ីជីនឲ្យធម្មពលដែលមាននៅក្នុងប្រអប់នេះទៅឲ្យបងប្អូនរបស់គេទៅប៉ុន្តែអ៊ីជីនក៏បានបញ្យល់ថាអំណាចនេះវាអាចជាបណ្ដាសាសម្រាប់បងអ្នកប្រុសដូច្នេះខ្ញុំគិតថាគុំល្អជាងរឿងរបស់យើងក៏និយាយពីយិនពីងនិងសៀងលេងវិញម្ដងសៀងលេងបានប្រាប់ទៅយិនពីងថាគេគឺជាបងប្រុសរបស់យិនពីងតើយិនពីងនៅចាំបានឬទេនៅពេលនោះយិនពីងព្យាយាមគ្រប់គ្រងដៃរបស់ខ្លួនមិនឲ្យចាក់ទៅលើសៀងលេងនៅតែព្យាយាមនិយាយពីអនុស្សាវរីយ៍របស់ពួកគេនិងអតីតកាលរួមគ្នារបស់ពួកគេដើម្បីឲ្យយិនពីងចងចាំឡើងវិញសៀងលេងក៏បាននិយាយទៀតថាទោះបីជាយិនពីងស្អប់គេយ៉ាងណាក៏ដោយក៏ពួកគេនៅតែជាគ្រួសារដដែលប៉ុន្តែទោះបីជាសៀងលេងព្យាយាមនិយាយប្រាប់ទៅយិនពីងយ៉ាងណាក៏ដោយក៏គេនៅតែមិនចាំនៅពេលនោះលោកក៏បានដើរមកពីក្រោយយិនពីងនិងបានរុញដៃរបស់យិនពីងឲ្យចាក់ទៅលើសៀងលេងដោយសារតែគាត់មិនចង់ចាំមើលបន្តទៀតបន្ទាប់មកលោកក៏បាននិយាយថាអបអរឯងដែលបានសម្លាប់មនុស្សជីងលីងបានម្នាក់ហើយមិនបាច់អរគុណយើងនោះទេទោះបីជាយិនពីងមិនអាចចាំរឿងទាំងអស់បានក៏ដោយក៏គេមានអារម្មណ៍ថាឈឺចាប់នៅពេលដែលគេបានចាក់កាំបិតចូលទៅក្នុងដើមទ្រូងរបស់សៀងលេងហើយបេះដូងរបស់យិនពីងនៅតែមានការឈឺចាប់ដោយសារតែហេតុផលមួយប៉ុន្តែគេនៅតែមិនដឹងថានោះគឺជាហេតុផលអ្វីនោះទេនៅពេលនោះសៀងលេងនៅតែនិយាយទៅកាន់យិនពីងថានេះមិនមែនជាកំហុសរបស់ឯងនោះទេបងប្រុសកុំបន្ទោសខ្លួនអីនៅពេលនោះយិនពីងនៅតែមិនអាចរកឃើញអតីតកាលរបស់គេជាមួយនឹងសៀងលេងបានដដែលគេគ្រាន់តែដឹងថាគេកំពុងតែនៅក្នុងកន្លែងងងឹតតែម្នាក់ឯងនិងមិនមានការចងចាំអ្វីទាំងអស់នៅក្នុងខួរក្បាលរបស់គេប៉ុន្តែភ្លាមនោះយិនពីងក៏បានឮសំឡេងចម្រៀងដែលបងប្រុសរបស់គេធ្លាប់ជាបំពេគេឲ្យគេគេងនៅពីតូចនិងមានពន្លឺដៃបានហុចមកឲ្យគេចាប់នៅពេលដែលយិនពីងបានចាប់ដៃនោះគំនិតរបស់គេក៏ចាប់ផ្ដើមរំលឹកឡើងវិញពីអតីតកាលនិងអនុស្សាវរីយ៍របស់គេជាមួយនឹងបងប្រុសរបស់គេឡើងវិញនៅពេលនោះយិនពីងក៏មានការចងចាំឡើងវិញប៉ុន្តែនៅពេលនេះសៀងលេងចិត្តស្លាប់ទៅហើយមុនពេលស្លាប់សៀងលេងក៏បានប្រាប់ទៅយិនពីងថាឲ្យបងសុំទោសដែលបងមិនអាចការពារឯងបានបងមិនមែនជាបងប្រុសល្អនោះទេបើសិនជាមានពេលក្រោយបងឲ្យឯងធ្វើជាបងប្រុសរបស់បងវិញម្ដងហើយបងធ្វើជាប្អូនរបស់ឯងវិញនិយាយរួចសៀងលេងក៏បានស្លាប់បាត់ទៅនៅពេលនោះយិនពីងបានយំយ៉ាងខ្លាំងហើយនៅពេលនោះលោកក៏បានប្រាប់ទៅយិនពីងថាឲ្យបាត់យំទៅប៉ុន្តែយិនពីងនៅតែយំខ្លាំងដដែលធ្វើឲ្យលោកខឹងជាខ្លាំងលោកក៏បានចូលទៅវាយទៅលើយិនពីងប៉ុន្តែរឿងចម្លែកក៏បានកាត់ឡើងធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់កម្លាំងដ៏ខ្លាំងក៏បានចេញពីខ្លួនរបស់យិនពីងនិងបានធ្វើឲ្យលោកខ្ទាតទៅម្ខាងលោកឆ្ងល់ថាយិនពីងមិនមែនជាមនុស្សជីងលីងនោះទេហេតុអ្វីបានជាគេមានកម្លាំងវិញ្ញាណខ្លាំងអញ្ចឹងយិនជីងក៏បានប្រាប់ទៅលោកវិញថាគួរតែនិយាយថាគេមិនមែនជាមនុស្សជីងលីងធម្មតានោះទេអ៊ីជីនក៏បាននិយាយថាគាត់គឺមានរាងកាយពិសេសនិងកម្រដែលមិនអាចមាននរណាមានដូចគាត់នោះឡើយដូច្នេះហើយបានជាអ្នកផ្សេងពិបាកចាប់អារម្មណ៍លើគាត់អ្នកប្រុសពិតជាអូស៊ីនឈីចំនួនក្រោយពិតមែនហើយអូស៊ីនឈីនឹងគឺជាខ្លួនប្រាណរបស់អ្នកចម្បាំងអ្នកទាំងអស់គ្នានឹងមិនមែនដោយសារខ្ញុំចេះចិនទេតែខ្ញុំមើលភាសាអង់គ្លេសគេបកអញ្ចឹងដែរនៅពេលនោះយិនពីងក៏បានប្រាប់ទៅលោកបន្ថែមថាមនុស្សជីងលីងធម្មតាមានព្រលឹងការពារតែមួយនោះទេប៉ុន្តែនៅក្នុងរឿងព្រេងបាននិយាយថាអូស៊ីនឈីគឺជាមនុស្សដែលមានរាងកាយពិសេសខុសពីមនុស្សជីងលីងធម្មតាគេអាចកោះហៅព្រលឹងការពាររបស់គេបាន7ក្នុងពេលតែមួយ
អ៊ីជីនក៏បាននិយាយទៀតថាដោយសារតែអ្នកប្រុសមានលក្ខណៈពិសេសអញ្ចឹងបានជាខ្ញុំមិនដឹងទាល់តែសោះនៅពេលនោះលោកលូក៏បាននិយាយឲ្យអ៊ីជីនថានិយាយច្រើនមែននៅមិនទាន់ស្លាប់ទៀតអ៊ីជីនក៏បាននិយាយទៅលោកលូថាគាត់បានស្លាប់ម្ដងរួចមកហើយដូច្នេះស្លាប់ម្ដងទៀតក៏មិនមែនជាបញ្ហានោះដែរអ៊ីជីនក៏បាននិយាយទៀតថាខ្ញុំបានបរាជ័យក្នុងការការពារអ្នកប្រុសម្ដងរួចមកហើយតែម្ដងនេះខ្ញុំនឹងមិនឲ្យរឿងនេះកើតឡើងទៅលើអ្នកប្រុសទី2ទៀតនោះទេនៅពេលនោះអ៊ីជីនក៏បានបើកប្រអប់របស់គាត់និងបានបដូរជីវិតរបស់គាត់ដែលនៅសល់ដើម្បីបើកត្រាដោះលែងអាវុធដែលមានថាមពលដ៏មហាសាលនៅក្នុងនោះឲ្យចេញមកក្រៅត្រាដែលបានបិទក៏ត្រូវបើកឡើងនៅពេលនោះក៏មានព្រលឹងមេតបទាំង7ដែលបានចេញពីដំបងនោះនឹងគឺជាព្រលឹងការពារទាំង7របស់យិនពីងអ្នកទាំងគ្នានៅពេលនោះអតីតមេតបរបស់គ្រួសារឆាវក៏បានសួរទៅអ៊ីជីនថាអ៊ីជីនហេតុអ្វីបានជាលោកដោះលែងពួកយើងឲ្យចេញមកក្រៅអញ្ចឹងតើលោករកបានអ្នកស្នងតំណែងរបស់មេតបឆាវហើយឬអ៊ីជីនក៏បានប្រាប់ទៅព្រលឹងមេតបទាំងអស់វិញថាគាត់បានរកឃើញអ្នកចំនួនក្រោយរបស់អបរាជឆាវហើយនោះគឺជាអ្នកប្រុសទី2ដែលគាត់គឺជាចំនួនក្រោយរបស់អូស៊ីនឈីនៅពេលនោះព្រលឹងការពារមេតបមួយក្នុងចំណោមព្រលឹងការពារមេតបទាំង7ក៏បានព្រមស្ម័គ្រចិត្តបម្រើនឹងធ្វើជាព្រលឹងការពាររបស់យេពីនមុនគេនោះគឺស៊ីឈូរីឯព្រលឹងមេតបផ្សេងទៀតពួកគេដូចជាមានការស្ទាក់ស្ទើរចំពោះយិនពីងដោយសារតែគេមើលឃើញថាយិនពីងឥឡូវដូចជានៅក្មេងពេកប៉ុន្តែនៅពេលនោះអ៊ីជីនក៏បានពន្យល់បន្ថែមប្រាប់ទៅមេតបទាំងអស់ថាខ្ញុំបានមើលអ្នកប្រុសជាច្រើនឆ្នាំមកហើយខ្ញុំជឿជាក់ថានៅពេលដែលអ្នកប្រុសធំឡើងអ្នកប្រុសនឹងមានសក្តានុពលអាចធ្វើការងារធំបានជាមិនខាននៅពេលនោះអ៊ីជីនក៏ចាប់ផ្ដើមរលាយព្រលឹងម្ដងបន្តិចដោយសារតែគាត់បានលះបង់ខ្លួនរបស់គាត់នៅពេលនោះស៊ីឈូក៏បានធ្វើការគោរពចំពោះការពាក្យលារបស់គាត់និងបានយល់ព្រមនៅជាមួយនឹងយិនពីងនិងការពារយិនពីងនៅពេលនោះព្រលឹងមេតបផ្សេងទៀតក៏បានយល់ព្រមនៅជាមួយនឹងយិនពីងសិនប៉ុន្តែពួកគេក៏បានប្រមានដែរថាបើសិនជាយិនពីងជាមនុស្សដែលមិនបានការពួកគេនឹងកំទេចយិនពីងចោលជាមិនខាននៅពេលនោះយិនពីងក៏ទទួលបានធម៌ពលដ៏ខ្លាំងពីមេតបទាំងអស់ដែលនៅជាមួយគេហើយស៊ីឈូក៏បានយល់ព្រមធ្វើជាព្រលឹងការពារមុនគេរបស់យិនពីងក្រោយពីយិនពីងបានទទួលកម្លាំងវិញ្ញាណដ៏ខ្លាំងរួចមកយិនពីងក៏បានធ្វើការសងសឹកទៅលើលោកលូវិញដែលលោកលូបានធ្វើបាបពួកគេនៅពេលនោះលោកលូក៏បានប្រើឲ្យយិនជីនចូលទៅប្រយុទ្ធជាមួយនឹងពួកគេប៉ុន្តែនៅពេលដែលយិនជីនចូលទៅយិនជីនបែរជាត្រូវស៊ីឈូប្រើតែដៃម្ខាងចាប់ជាប់មិនឲ្យយិនជីនធ្វើអ្វីបានទាល់តែសោះហើយយិនពីងក៏បានចូលទៅរកលោកលូនិងបានវាយទៅលើផ្ទៃមុខរបស់លោកលូមួយដៃយ៉ាងខ្លាំងលូហ្វីសម្រាយរឿងសួស្ដីអ្នកទាំងអស់គ្នាឥឡូវជួបជាមួយនឹងខ្ញុំបាទម្ដងទៀតហើយដូច្នេះថ្ងៃនេះយើងនឹងចូលទៅដល់រឿងរបស់យើងផ្លូវបង្ក្រាបវិញ្ញាណវគ្គ10ដែលជាវគ្គបញ្ចប់ហើយរឿងរបស់យើងនៅវគ្គ10នេះរៀងវែងតិចអ្នកទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅដល់ការសម្រាយរឿងខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាដែលអត់ទាន់បានជួយចុច Subscribe សូមជួយចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំនឹងទទួលបានវីដេអូថ្មីៗបន្តទៀតដូច្នេះកុំឲ្យខាតពេលយូរយើងនឹងចូលទៅដល់រឿងរបស់យើងតែម្ដងរឿងរបស់យើងក៏និយាយអំពីពេលបច្ចុប្បន្នវិញម្ដងក្នុងស្ថានភាពដែលដើមលីហ៊ូត្រូវបានបំផ្លាញមេតបដែលការពារនៅតាមព្រំដែនវិញ្ញាណផ្សេងៗពួកគេក៏បានមើលឃើញដូចគ្នាពីមូលហេតុចម្លែកមួយនេះនៅពេលនោះទូតវិញ្ញាណក៏កំពុងតែពិភាក្សាគ្នាថាដើមលីហ៊ូនឹងត្រូវបានកំទេចហើយដូច្នេះអាណាចក្រវិញ្ញាណច្បាស់ជាមានភាពចលាចលជាមិនខានពួកគេក៏ឯកភាពគ្នាថាគួរតែដល់ពេលខាងដំណាក់ឈីងអ៊ីចេញមុខហើយប្រហោងដែលនៅក្នុងដើមលីហ៊ូក៏នៅតែបន្តស្រូបយកព្រលឹងជាច្រើនចូលទៅក្នុងនោះហើយសៀងលេងក៏កំពុងតែត្រូវខ្យល់ស្រូបយកដូចគ្នាសៀងលេងក៏បាននិយាយសុំទោសទៅសៀងលេងថាឲ្យគេសុំទោសដែលគេមិនបានប្រាប់ការពិតថាគេគឺជាវិញ្ញាណមិនមែនជាមនុស្សនៅពេលនោះសៀងលេងនឹងក៏បាននិយាយទៅសៀងលេងវិញថាវាមិនសំខាន់នោះទេថាសៀងលេងគឺជាអ្វីប៉ុន្តែនៅពេលនេះខ្ញុំត្រូវតែជួយឯងឲ្យបានសៀងលេងនាងក៏សន្យាជាមួយនឹងសៀងលេងថានាងនឹងជួយគេឲ្យបានហើយនាងសង្ឃឹមថាយិនពីងនឹងអាចត្រឡប់មកវិញទាន់ពេលដើម្បីជួយពួកគេផងដែររឿងរបស់យើងក៏និយាយពីយិនពីងវិញម្ដងទោះបីជាសត្វចម្លែកនោះត្រូវយិនពីងវាយឲ្យមានរបួសពេញខ្លួនយ៉ាងណាក៏ដោយក៏វានៅតែអាចព្យាបាលរបួសរបស់វាបានដដែលនៅពេលនោះយិនពីងនិងស៊ីឈូក៏បានរៀបចំការវាយប្រហារទៅលើសត្វចម្លែកមួយនោះយ៉ាងខ្លាំងជាងមុនដោយគេបានប្រើដំបងកានងយមរាជរបស់គេដើម្បីកំទេចសត្វនោះប៉ុន្តែភ្លាមនោះសត្វចម្លែកក៏បានបាត់ខ្លួនពីទីនោះភ្លាមធ្វើឲ្យយិនពីងមានការភ្ញាក់ផ្អើលជាខ្លាំងហេតុអ្វីបានជាវាបាត់ខ្លួនភ្លាមអញ្ចឹងនៅពេលនោះយិនពីងក៏បានឃើញថាមានច្រកលំហជាច្រើនត្រូវបានបើកឡើងដោយខ្លួនឯងវាដូចជាមានអ្វីមួយមិនស្រួលអញ្ចឹងនៅពេលដែលយិនពីងព្យាយាមចូលច្រកលំហដើម្បីត្រឡប់ទៅកាន់ផ្លូវឡោឆាវិញយិនពីងបែរជាចូលទៅក្នុងច្រកលំហដែលនាំគេទៅកន្លែងផ្សេងទៅវិញយិនពីងក៏បានឃើញថាច្រកលំហចេញចូលទាំងអស់គឺមានរស្មីបានបាញ់ចេញឡើងទាំងអស់នៅពេលនោះយិនពីងនៅតែព្យាយាមស្វែងរកច្រកចូលបន្តទៀតហើយយិនពីងសង្ឃឹមថាសៀងលេងនឹងមិនអីរហូតដល់គេអាចត្រឡប់ទៅវិញដើម្បីជួយពួកគេបាននៅពេលដែលយិនពីងកំពុងតែស្វែងរកច្រកត្រឡប់ទៅវិញគេក៏បានមកដល់បន្ទប់របស់ស៊ូគូសាន់ថុងប៉ុន្តែស៊ូគូសាន់ថុងនៅពេលនេះគឺជាសាកសពតែប៉ុណ្ណោះបើមើលតាមសភាពស្លាប់របស់គេយិនពីងគិតថាគាត់បានស្លាប់3ខែមកហើយ
យិនពីងក៏បានឃើញអក្សរដែលស៊ូគូសានថុងបានសរសេរទុកមុននឹងគាត់ស្លាប់គាត់ត្រូវបានគេលួចសម្លាប់និងបានប្រាប់ទៀតថាគ្រោះថ្នាក់មិនមែនតែមានក្រុមអង្គការរាជវង្សតែមួយនោះទេគឺនៅមានក្រុមកងកម្លាំងសម្ងាត់មួយផ្សេងទៀតដែលមិនទាន់មានអ្នកណាដឹងហើយក្រុមនឹងវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ដល់ពិភពលោកក្រោយពីយិនពីងបានដឹងរួចមកយិនពីងក៏ប្រញាប់ចាកចេញពីទីនោះដើម្បីត្រឡប់ទៅកាន់ផ្លូវឡោឆាវិញរឿងរបស់យើងក៏និយាយផ្លូវឡោឆាវិញម្ដងនៅពេលដែលខ្យល់កំពុងតែស្រូបយកសៀងលេងនាងក៏នៅតែខំប្រឹងព្យាយាមចាប់ដៃរបស់សៀងលេងមិនឲ្យសៀងលេងត្រូវខ្យល់ស្រូបយកនោះទេនៅពេលនោះសៀងលេងនិងសៀងលីងក៏របូតដៃចេញពីគ្នាធ្វើឲ្យសៀងលេងត្រូវខ្យល់ស្រូបយកទៅប៉ុន្តែជាសំណាងល្អយិនពីងក៏អាចវិលមកទាន់ពេលវេលានិងចាប់អោបសៀងលេងជាប់មិនឲ្យសៀងលេងត្រូវខ្យល់ស្រូបយកទៅក្នុងដើមលីហួរនោះទេយិនពីងក៏បាននិយាយសន្យានឹងសៀងលេងថាបងមិនឲ្យឯងស្លាប់ម្ដងទៀតនោះទេហើយយិនពីងក៏បានសួរទៅសៀងលេងថាពេលបងមិននៅតើទីនេះមានរឿងអ្វីកើតឡើងសៀងលេងក៏បានប្រាប់ទៅយិនពីងវិញថានៅពេលដែលយិនពីងមិននៅបុរសអង្គការរាជវង្សបានជួបមកវាយប្រហារពួកគេហើយដោយមិនមានជំរើសគេក៏សម្រេចចិត្តឲ្យសៀវលីងញ៉ាំដើមលីហួរទៅនៅពេលនោះសៀវលីងនាងក៏បានសុំទោសទៅកាន់យិនពីងដែលនាងបានញ៉ាំដើមលីហួរប៉ុន្តែយិនពីងមិនបានចាប់អារម្មណ៍នឹងពាក្យសុំទោសរបស់សៀវលីងនោះទេយិនពីងបានដើរទៅរកបុរសអង្គការរាជវង្សនៅពេលនោះបុរសអង្គការរាជវង្សក៏បានប្រាប់ទៅយិនពីងថាយើងនៅបង្ហាញឯងពីមនុស្សជីងលីងកម្រិតខ្ពស់ឲ្យឯងភ្លឺភ្នែកម្ដងប្រយ័ត្នបន្តិចណាបន្ទាប់មកបុរសអង្គការរាជវង្សក៏បានកោះហៅព្រលឹងការពាររបស់គាត់ដែលជាសត្វឆ្កែក្បាល3ដើម្បីរួមបញ្ចូលគ្នាជាមួយគាត់ដើម្បីប្រយុទ្ធជាមួយនឹងយិនពីងនៅពេលនោះយិនពីងមិនខ្វល់ថាបុរសអង្គការរាជវង្សមានកម្លាំងខ្លាំងប៉ុណ្ណានោះទេយិនពីងនៅតែចូលទៅប្រយុទ្ធជាមួយនឹងបុរសអង្គការរាជវង្សដោយក្លាហានដដែលនៅពេលនោះស៊ីឈូក៏បានចេញមកការពារយិនពីងប៉ុន្តែយិនពីងបានប្រាប់ទៅស៊ីឈូថាឲ្យស៊ីឈូទៅបញ្ឈប់ព្រលឹងការពាររបស់ស៊ីវលីងដែលកំពុងតែក្រីក្រោធនោះទៅគេអាចប្រយុទ្ធនៅទីនេះមិនឯងបានហើយនៅពេលដែលស៊ីឈូកំពុងតែប្រយុទ្ធជាមួយនឹងព្រលឹងការពាររបស់ស៊ីវលីងនាងក៏ឆ្លៀតស្រែកប្រាប់ទៅស៊ីឈូថាកុំប្រើដៃខ្លាំងពេកព្រោះនេះគឺជាព្រលឹងការពាររបស់ខ្ញុំណាស៊ីឈូនៅពេលនោះយិនពីងក៏ត្រូវបុរសអង្គការរាជវង្សវាយប្រហារទៅលើរូគេយ៉ាងខ្លាំងក្លាធ្វើឲ្យយិនពីងធ្លាក់ចុះមកក្រោមដល់ដីនៅពេលនោះបុរសអង្គការរាជវង្សក៏បាននិយាយមើលងាយដល់យិនពីងថាយើងគិតខ្ពស់លើឯងពេកហើយតាមពិតការវាយរបស់ឯងដូចជាកូនក្មេងសោះប៉ុន្តែនៅពេលដែលធូលីដីបានបាត់ទៅអស់គេក៏បានឃើញយិនពីងក្រោកឡើងនិងកាន់ដំបងរបស់គេដែលកំពុងតែបញ្ចេញពន្លឺយិនពីងក៏បាននិយាយទៅវិញថាកុំក្អេងក្អាងមើលងាយមនុស្សខ្លាំងពេកពេលនោះយិនពីងក៏បានបង្ហាញពីសមត្ថភាពអ៊ូស៊ីនឈីរបស់ខ្លួនដើម្បីក៏ហៅព្រលឹងការពារឲ្យចេញមកមួយទៀតធ្វើឲ្យបុរសអង្គការរាជវង្សមានការភ្ញាក់ផ្អើលជាខ្លាំងឥឡូវនេះបុរសអង្គការរាជវង្សក៏បានដឹងថាតាមពិតយិនពីងគឺជាអ៊ូស៊ីនឈីដែលគេដំណើរនោះសោះប៉ុន្តែនៅពេលនោះយិនពីងក៏បានប្រាប់ទៅបុរសអង្គការរាជវង្សថាកុំភ័យយើងហៅគេមកដើម្បីឲ្យគេជួយស៊ីឈូតែប៉ុណ្ណោះយិនពីងក៏បាននិយាយទៀតថាពេលនេះយើងអាចកំដរឯងបានហើយនៅពេលដែលយិនពីងនិងបុរសអង្គការរាជវង្សប្រយុទ្ធគ្នាបុរសអង្គការរាជវង្សក៏បានលួចវាយយិនពីងពីក្រោយប៉ុន្តែនៅពេលនោះព្រលឹងការពាររបស់យិនពីងក៏បានចេញមកការពារនិងវាយទៅលើបុរសអង្គការរាជវង្សវិញប៉ុន្តែដោយសារតែបុរសអង្គការរាជវង្សគាត់ខ្លាចគាត់ក៏បានឲ្យព្រលឹងការពាររបស់គាត់ចេញមករងជំនួសគាត់វិញហើយព្រលឹងការពាររបស់យិនពីងថ្មីហ្នឹងគាត់មានឈ្មោះថាឌៀនវ៉ៃអ្នកនរគ្នានៅពេលនោះយិនពីងក៏បានប្រាប់ទៅបុរសអង្គការរាជវង្សថាឯងភ័យបែបនេះគឺត្រូវហើយព្រោះយើងមិនមែនមានព្រលឹងការពារត្រឹមតែមួយនោះទេគឺយើងមានដល់តែ7ឯណោះនៅពេលនោះបុរសអង្គការរាជវង្សក៏បានជិះព្រលឹងការពាររបស់គាត់រត់ចេញទៅដោយសារតែគាត់ដឹងថាគាត់មិនមែនជាដៃគូរបស់យិនពីងនោះទេប៉ុន្តែគាត់ក៏បានស្រែកប្រាប់ទៅយិនពីងវិញថាគាត់នឹងមកម្ដងទៀតសងសឹកវិញជាមិនខានក្រោយពីបុរសអង្គការរាជវង្សបានចាកចេញទៅបាត់ទៅយិនពីងក៏បានប្រាប់ទៅសៀងលេងនិងសៀវលីងថាក្នុងពេលតែមួយគេក៏ហៅព្រលឹងការពារម្ដងពីរអញ្ចឹងគេក៏មិនស្រួលដែរហើយឥឡូវត្រូវតែបញ្ឈប់ព្រលឹងការពាររបស់សៀវលីងឲ្យឈប់គ្រីក្រោធបើមិនអញ្ចឹងទេច្បាស់ជាមានរឿងអ្វីកើតឡើងទៀតហើយនៅពេលស្ថានភាពកំពុងតែអាក្រក់នៅពេលនោះស៊ូគូសានថងខ្លាញ់ខ្លាយក៏បានបង្ហាញខ្លួននៅពេលនោះយិនពីងក៏បានសម្លឹងទៅគេនិងគិតថាតើស៊ូគូសានថងខ្លាញ់ខ្លាយនេះគេចង់ធ្វើអ្វីនៅពេលនោះស៊ូគូសានថងខ្លាញ់ខ្លាយក៏បានកោះហៅព្រលឹងការពាររបស់គាត់ឲ្យចេញមកដើម្បីបិទរន្ធដើមលីហួរកុំឲ្យស្រូបយកវិញ្ញាណបន្តទៀតហើយទីបំផុតបញ្ហាក៏ត្រូវបានដោះស្រាយហើយមួយនៅសល់ព្រលឹងការពាររបស់សៀលីងវិញម្ដងដែលពួកគេត្រូវដោះស្រាយបន្តទៀតនៅពេលនោះយិនពីងក៏បានប្រាប់ទៅគ្រប់គ្នាថាគេមិនមែនជាស៊ូគូសានថងពិតនោះទេស៊ូគូសានថងពិតគេបានស្លាប់បាត់ទៅហើយនេះគឺជាស៊ូគូសានថងខ្លាញ់ខ្លាយតែប៉ុណ្ណោះនៅពេលនោះស៊ូគូសានថងខ្លាញ់ខ្លាយក៏បាននិយាយទៅពួកគេថាផែនការរបស់ខ្ញុំបានសម្រេចហើយទោះបីជាពួកឯងដឹងនៅពេលនេះក៏មិនអីដែរនៅពេលនោះយិនពីងក៏បានដឹងថាតាមពិតស៊ូគូសានថងខ្លាញ់ខ្លាយនេះគឺមានផែនការចង់ឲ្យសៀវលីងដោះលែងព្រលឹងការពាររបស់នាងដើម្បីឲ្យបំផ្លាញដើមលីហួរសោះយិនពីងក៏បានសួរទៅស៊ូគូសានថងខ្លាញ់ខ្លាយទៀតថាតើលោកគឺជាសមាជិករបស់អង្គការរាជវង្សមែនឬទេស៊ូគូសានថងខ្លាញ់ខ្លាយក៏បានប្រាប់ទៅយិនពីងវិញថារឿងដែល
ឯងដឹងមានតិចណាស់យើងមិនមែនជាមនុស្សរបស់អង្គការរាជវង្សនោះទេអាណាចក្រវិញ្ញាណមានសត្រូវច្រើនណាស់នៅពេលនោះស៊ីវលីងនាងក៏បាននិយាយសុំទោសទៅយិនពីងដោយសារនាងទើបមានបញ្ហាទាំងនេះកើតឡើងស៊ូគូសានធំខ្លាំងៗក៏បានប្រាប់ទៅពួកគេទៀតថាដើមលីហួរទោះបីជាត្រូវបំផ្លាញក៏ដោយប៉ុន្តែមិនមែនមានន័យថាมันអាចដាំឡើងវិញបាននោះទេដើមលីហួរគឺជាដើមទិព្វក្នុងចំណោមដើមទេពទាំង4ស៊ូគូសានធំខ្លាំងៗក៏បានប្រាប់ទៅពួកគេទៀតថារបាយការណ៍ពីបុរាណបានប្រាប់ថាបើសិនជាដើមឈើទិព្វមួយក្នុងចំណោម4ត្រូវបានបំផ្លាញត្រូវយកឫសរបស់ដើមលីហួរផ្លែរបស់លីងថោងស្លឹករបស់ទីអ៊ីងហើយនឹងផ្ការបស់ទីសានមកពុំគ្នានោះដើមលីហួរនឹងរស់ឡើងវិញប៉ុន្តែពួកគេត្រូវធ្វើដំណើរជុំវិញព្រំដែនវិញ្ញាណពីមួយទៅមួយដើម្បីស្វែងរកធាតុទាំង4នេះនិយាយរួចស៊ូគូសានថងខ្លាំងៗក៏បានដើរចាកចេញទៅប៉ុន្តែយិនពីងបានព្យាយាមបញ្ឈប់គេមិនឲ្យស៊ូគូសានថងខ្លាំងៗទៅនោះទេស៊ូគូសានថងខ្លាំងៗក៏បាននិយាយទៅយិនពីងវិញថាកម្លាំងរបស់ឯងមិនអាចទ្រាំយូរទៀតបាននោះទេក្នុងពេលតែមួយក៏ហៅព្រលឹងការពារដល់ទៅតែ2អញ្ចឹងនោះហើយឥឡូវនេះដល់ពេលព្រឹកល្មមនៅពេលនោះព្រលឹងការពាររបស់ស៊ីវលីងក៏បានរួចពីបណ្ដាសាបិសាចហើយគេក៏ត្រឡប់មកសភាពធម្មតាឡើងវិញហើយនៅពេលនេះយិនពីងក៏អាចធូរចិត្តបានបន្តិចហើយនៅពេលនោះព្រលឹងការពាររបស់ស៊ីវលីងក៏បានដើរទៅរកស៊ីវលីងនិងបានមើលនាងស៊ីវលីងនាងបានសួរទៅព្រលឹងការពាររបស់នាងថាតើលោកមានថ្នាំផ្សំព្រលឹងដែរឬទេខ្ញុំយកឲ្យសៀងលេងប៉ុន្តែព្រលឹងការពាររបស់នាងក៏បានប្រាប់ទៅនាងវិញថាសូមទោសខ្ញុំបានយកវាជូនទៅឲ្យគេបាត់ទៅហើយនៅពេលនោះស៊ូគូសានថងខ្លាំងៗក៏បានចាក់ចេញទៅស៊ីវលីងក៏បានសុំទោសទៅសៀងលេងដែលនាងមិនអាចជួយគេបានមានន័យជាអ្នកទាំងអស់គ្នាមានថ្នាំផ្សំព្រលឹងហ្នឹងជួយឲ្យសៀងលេងអាចរស់ឡើងវិញបានអញ្ចឹងអ្នកទាំងគ្នាអញ្ចឹងបើសិនជាអត់មានថ្នាំផ្សំព្រលឹងទេអញ្ចឹងសៀងលេងហ្នឹងគាត់នៅតែជាវិញ្ញាណអញ្ចឹងគាត់អាចរស់ឡើងវិញបានណាសៀងលេងក៏បានប្រាប់ទៅសៀងលេងវិញថាមិនអីនោះទេបើសៀងលេងមិនមានថ្នាំផ្សំព្រលឹងអញ្ចឹងអង្គការរាជវង្សក៏លែងតាមចាប់នាងទៀតហើយនាងក៏អាចត្រឡប់ទៅពិភពមនុស្សនិងអាចរស់នៅក្នុងជីវិតធម្មតាបានដែរប៉ុន្តែសៀងលេងនាងក៏បានបដិសេធថានាងមិនត្រឡប់ទៅវិញនោះទេរឿងទាំងអស់គឺដោយសារតែនាងដូច្នេះនាងចង់ទទួលខុសត្រូវដើម្បីធ្វើឲ្យដើមលីហួររស់ឡើងវិញនៅពេលនោះព្រលឹងការពាររបស់ស៊ីលីងក៏បានសន្យាជាមួយនឹងស៊ីលីងទោះបីជាស៊ីលីងទៅដល់ទីណាក៏ដោយក៏គេនៅតែតាមថែរក្សាការពារស៊ីលីងដែរព្រលឹងការពាររបស់ស៊ីលីងក៏បានប្រាប់ទៅស៊ីលីងទៀតថាគេមានឈ្មោះថាលីសៀនយៀនរឿងរបស់យើងក៏កាត់មកដល់ពេលយប់វិញម្ដងនៅពេលនោះយៀនពីងក៏បានអង្គុយនៅលើដំបូលផ្ទះតែម្នាក់ឯងគេឆ្ងល់ថាតើខួរក្បាលរបស់ស៊ីលីងមានបញ្ហាមែនឬបានជានាងហ៊ានទៅស្វែងរកធាតុផ្សំរបស់ដើមលីហួរតាមច្រកព្រំដែនវិញ្ញាណផ្សេងតែម្នាក់ឯងអញ្ចឹងនៅពេលនោះសៀងលេងក៏បានឡើងមកនិងនិយាយជាមួយនឹងយិនពីងសៀងលេងបានប្រាប់ទៅយិនពីងថាយិនពីងគួរតែទៅជាមួយនឹងស៊ីលីងទៅទុកថាទៅមើលពិភពខាងក្រៅម្ដងចុះចំណែករូបគេមិនអាចទៅណាបាននោះទេព្រោះគេជាវិញ្ញាណដូច្នេះគេមិនអាចទៅណាបានក្រៅពីផ្លូវឡឆានេះទេម្យ៉ាងទៀតការការពារផ្លូវឡឆាគឺជាទំនួលខុសត្រូវរបស់គេតាំងតែពីដើមមកហើយរឿងរបស់យើងក៏បកមកនិយាយពីអតីតកាលវិញម្ដងក្រោយពីយិនពីងទទួលបានអំណាចដ៏ខ្លាំងរួចមកយិនពីងក៏បានវាយទៅលើលោកលូដើម្បីសងសឹកដែលលោកលូធ្វើបាបពួកគេយិនពីងក៏នៅតែបន្តវាយទៅលើលោកលូដោយមិនបន្ធូរដៃនោះទេរីឯលោកលូវិញទោះបីជាខំរត់ផងវាយផងក៏ដោយក៏គាត់នៅតែមិនអាចឈ្នះយិនពីងនោះទេលោកលូដឹងថាគាត់មិនអាចយកឈ្នះយិនពីងបានលោកលូក៏បានបើកឲ្យព្រលឹងអាក្រក់ដែលគាត់បានខំទុកនោះឲ្យពួកវាចេញមកក្រៅដើម្បីក្នុងគោលបំណងសម្រាប់យិនពីងប៉ុន្តែទោះបីជាព្រលឹងអាក្រក់មានច្រើនយ៉ាងណាក៏ដោយក៏ពួកគេមិនបានធ្វើអ្វីយិនពីងបាននោះទេយិនពីងក៏បានប្រើកម្លាំងធម្មពលរបស់ខ្លួនដើម្បីកំទេចពួកព្រលឹងអាក្រក់ទាំងនោះឲ្យស្លាប់អស់ទៅក្នុងពេលនោះយៀនជីងក៏បាននាំយកលោកលូរត់គេចពីទីនោះប៉ុន្តែនៅពេលនោះស៊ីឈូក៏បានដេញតាមពួកគេពីក្រោយស៊ីឈូមិនឲ្យពួកគេរត់រួចខ្លួននោះទេស៊ីឈូក៏បានវាយទៅលើព្រលឹងការពាររបស់លោកលូឲ្យដួលទៅលើដីហើយបើយើងមើលទៅយៀនជីងឥឡូវនេះគេដូចជាអស់កម្លាំងនិងខ្សោយធម្មពលជាងមុនហើយទោះបីជាយៀនជីងមិនមែនជាដៃគូរបស់ស៊ីឈូក៏ដោយក៏លោកលូនៅតែបង្ខំឲ្យយៀនជីងក្រោកឡើងនឹងប្រយុទ្ធជាមួយនឹងស៊ីឈូបន្តទៀតដែរក្រោយពីពួកកងទ័ពព្រលឹងអាក្រក់ទាំងអស់បានឃើញថាលោកលូឥឡូវនេះបានចុះខ្សោយហើយពួកគេក៏បាននាំគ្នាមកវាយប្រហារលើលោកលូនៅពេលដែលយៀនជីងបានឃើញថាលោកលូត្រូវបានពួកព្រលឹងអាក្រក់ចង់វាយប្រហារដូច្នេះយៀនជីងក៏បានរត់ទៅជួយលោកលូវាយពួកព្រលឹងអាក្រក់ទាំងអស់នោះទាំងខ្សោយកម្លាំងក្រោយពីយៀនជីងបានជួយលោកលូពីព្រលឹងអាក្រក់រួចមកយៀនជីងក៏បានបាត់បង់កម្លាំងអស់ពីខ្លួនហើយរូបរបស់គេក៏ចាប់ផ្ដើមរលាយបន្តិចម្ដងនៅពេលនោះស៊ីឈូក៏បាននិយាយទៅលោកលូថាមនុស្សដែលប្រើព្រលឹងការពារផ្ដេសផ្ដាសដូចជាឯងមិនស័ក្តិសមធ្វើជាម្ចាស់គេនោះទេ
នៅពេលនោះលោកក៏ចាប់ផ្ដើមក្លាយទៅជាមនុស្សឈួតដោយសារតែគាត់ត្រូវបរាជ័យនិងបាត់បង់អ្វីៗដែលគាត់មាននៅពេលនោះស៊ីឈូប្រងនឹងបញ្ចប់លោកទៅហើយប៉ុន្តែយៀនពីងក៏បានចេញមកនិងប្រាប់ទៅស៊ីឈូថាមិនបាច់សម្លាប់គាត់នោះទេយៀនពីងមិនសម្លាប់លោកនោះទេប៉ុន្តែយៀនពីងបានយកលោកបោះទៅឋានមនុស្សវិញដើម្បីឲ្យគាត់ទទួលលទ្ធផលនៅឋានមនុស្សដែលគាត់បានសាងនៅពេលដែលលោកបានទៅដល់ឋានមនុស្សគាត់ក៏ត្រូវពួកជាងកាងវាធ្វើបាបទោះបីជាគាត់ប្រាប់គេថាគាត់គឺជាមេតបផ្លូវឡោះឆាក៏ដោយក៏ពួកគេមិនស្គាល់គាត់ដែរក្រោយមកយៀនពីងបាននៅរងចាំព្រលឹងរបស់សៀងលេងនៅផ្លូវឡោះឆាអស់រយៈពេល7ថ្ងៃព្រោះផ្លូវឡោះឆាគឺជាកន្លែងដែលមនុស្សស្លាប់វិញ្ញាណរបស់គេនឹងមកទីនោះដូច្នេះហើយបានជាគេរងចាំជួបបងប្រុសរបស់គេនៅទីនេះនៅពេលនោះទូតវិញ្ញាណក៏បានចាត់ស៊ូគូសានថុងឲ្យមកឲ្យនាំយកព្រលឹងរបស់សៀងលេងមកវិញនៅពេលដែលយៀនពីងបានឃើញបងប្រុសរបស់គេយៀនពីងក៏បានរត់ទៅអោបទាំងយំនិងដោយសេចក្តីស្រឡាញ់ស៊ូគូសានថុងក៏បាននិយាយប្រាប់ទៅពួកគេថាទូតវិញ្ញាណអនុញ្ញាតឲ្យបងរបស់ឯងត្រឡប់មកវិញប៉ុន្តែឯងត្រូវតែទៅវឹកហាត់នៅលើកោះព្រលឹងដើម្បីធ្វើជាមេតបការពារនៅលើផ្លូវឡោះឆាយៀនពីងក៏បានយល់ព្រមក្រោយពីយៀនពីងតែវឹកហាត់អស់រយៈពេលជាច្រើនឆ្នាំរួចមកយៀនពីងក៏ត្រឡប់មកលេងសៀងលេងនៅពេលនោះយៀនពីងក៏មានកម្ពស់ខ្ពស់ជាងសៀងលេងបន្តិចទៅហើយសៀងលេងក៏បាននឹកចាំពីពាក្យដែលខ្លួនធ្លាប់និយាយថាបើសិនជាមានពេលក្រោយគេចង់ឲ្យយៀនពីងធ្វើជាបងរបស់គេហើយគេធ្វើជាប្អូនរបស់យៀនពីងវិញម្ដងនៅពេលនេះវាដល់ពេលហើយដែលសៀងលេងត្រូវហៅយៀនពីងវិញថាបងប្រុសហ្នឹងហើយអ្នកទាំងអស់គ្នាហ្នឹងហើយដែលជាមូលហេតុដែលពីអតីតកាលហ្នឹងរឿងរបស់យើងលេងថាសៀងលេងហ្នឹងជាបងរបស់យៀនពីងប៉ុន្តែនៅពេលបច្ចុប្បន្នថាយៀនពីងហ្នឹងគឺជាបងរបស់សៀងលេងអ្នកទាំងអស់គ្នារឿងរបស់យើងក៏និយាយពីពេលបច្ចុប្បន្នវិញម្ដងសៀងលេងនាងក៏បានរៀបចំខ្លួនដើម្បីបំពេញបេសកកម្មរបស់នាងទៅស្វែងរកធាតុផ្សំរបស់ដើមលីហួរតាមព្រំដែនវិញ្ញាណនីមួយៗប៉ុន្តែនាងចង់ជិះយន្តហោះឬមួយក៏ឡានក្រុងដើម្បីធ្វើដំណើរឲ្យបានលឿននៅពេលនោះយៀនពីងក៏បានដើរចេញមកជាមួយនឹងអាវក្រោះការពារដែលព្រលឹងការពាររបស់គាត់ជប់ឲ្យយៀនពីងក៏បាននិយាយទៅសៀងលីងថាដែលគឺជាមធ្យោបាយតែមួយគត់ដែលអាចឲ្យពួកយើងស្វែងរកចំគោលដៅមិនធ្វើឲ្យពួកយើងវង្វេងនៅពេលនោះសៀងលីងនាងមានការភ្ញាក់ផ្អើលដែលបានឃើញយៀនពីងស្លៀកពាក់អាវក្រោះនិងនិយាយពាក្យពួកយើងមកកាន់នាងសៀងលីងនាងក៏បានសួរបញ្ជាក់ទៅយៀនពីងវិញថាតើលោកទៅជាមួយនឹងខ្ញុំដែរយៀនពីងក៏បាននិយាយប្រាប់ទៅសៀងលីងវិញថាបើនាងមិនចង់ស្លាប់នោះទេឆាប់ឲ្យព្រលឹងការពាររបស់នាងធ្វើឲ្យនាងមួយដែរទៅនៅពេលនោះសៀងលីងនាងក៏បានប្រាប់ទៅព្រលឹងការពាររបស់នាងឲ្យធ្វើឈុតប្រយុទ្ធឲ្យនាងមួយមកសៀនយៀនក៏បានផ្លាស់ប្ដូរខោអាវរបស់សៀងលីងភ្លាមឲ្យទៅជាឈុតប្រយុទ្ធនិងការពារខ្លួននៅមុខយៀនពីងនិងសៀងលេងធ្វើឲ្យនាងខ្មាស់គេជាខ្លាំងប៉ុន្តែមុនពេលទៅយៀនពីងក៏បានប្រកល់ខ្សែកមេតបផ្លូវឡោះឆាឲ្យទៅសៀងលេងដើម្បីឲ្យគេធ្វើជាមេតបការពារផ្លូវឡោះឆាបន្តពីគេនៅពេលដែលគេមិននៅពេលនោះយៀនពីងក៏បានប្រាប់ទៅសៀងលេងថាឥឡូវនេះឯងជាមេតបផ្លូវឡោះឆាហើយសៀងលេងមានអារម្មណ៍សប្បាយចិត្តជាខ្លាំងប៉ុន្តែទោះបីជាយៀនពីងត្រូវចាក់ចេញទៅក៏ដោយក៏គេនៅតែមានអារម្មណ៍មិនដាច់ចិត្តទៅចោលសៀងលេងនោះទេឃើញបែបនេះសៀងលេងក៏បាននិយាយទៅយៀនពីងថាបងចាំឯងមកវិញនឹងបានធ្វើដៃឲ្យយៀនពីងចាប់គេដូចនៅពីក្មេងការនៅពីតូចហ្នឹងឲ្យតែយៀនពីងគាត់ខ្លាចហើយគាត់យំអញ្ចឹងដល់តែសៀងលេងហ្នឹងគាត់ហុចចោលដៃឲ្យយៀនពីងចាប់អញ្ចឹងអ្នកនរគ្នាអញ្ចឹងនៅពេលដែលយៀនពីងគាត់បានចាប់ចោលដៃរបស់សៀងលេងទៅអញ្ចឹងយៀនពីងគាត់ឈប់ភ័យគាត់ឈប់យំអញ្ចឹងរឿងរបស់យើងក៏និយាយពីបរិះអង្គការរាជវង្សវិញម្ដងនៅពេលនេះគាត់កំពុងតែធ្វើដំណើរនិងរអ៊ូតែម្នាក់ឯងថាគាត់ច្បាស់ជាទៅសងសឹកជាមួយនឹងយៀនពីងនៅថ្ងៃណាមួយជាមិនខាននៅពេលនោះស៊ូគូសានថងคล้ายៗក៏បានបង្ហាញខ្លួននៅមុខរបស់គាត់នៅពេលនោះបរិះអង្គការរាជវង្សក៏បាននិយាយទៅស៊ូគូសានថងคล้ายៗថាឯងក្លាហានមែនហ៊ានមកតាមយើងតែម្នាក់ឯងផងនៅពេលនោះស៊ូគូសានថងคล้ายៗក៏បង្ហាញអត្តសញ្ញាណពិតរបស់ខ្លួននៅមុខបរិះអង្គការរាជវង្សធ្វើឲ្យបរិះអង្គការរាជវង្សភ័យជាខ្លាំងព្រោះហោហ្វូឡុងគឺជាមេតបបង្ក្រាបវិញ្ញាណដែលមានកម្លាំងវិញ្ញាណខ្លាំងជាងគេនៅជំនាន់មុនហើយឥឡូវនេះគេក៏ជាអ្នកទោសដែលអាណាចក្រវិញ្ញាណតាមចាប់ខ្លួនផងដែរនៅពេលនោះបរិះអង្គការរាជវង្សក៏បាននិយាយថាតាមពិតឯងគឺជាហោហ្វូឡុងសោះហោហ្វូឡុងតែយ៉ាងម៉េចយ៉ាងច្រើនយើងបដូរស្លាប់ជាមួយឯងតែប៉ុណ្ណោះនៅពេលនោះហោហ្វូឡុងក៏បាននិយាយទៅកាន់បរិះអង្គការរាជវង្សវិញថានេះមិនថាបដូរស្លាប់នឹងគ្នានោះទេគឺជាមនុស្សល្ងងទេតើភ្លាមនោះហោហ្វូឡុងក៏បានកោះហៅព្រលឹងការពាររបស់គាត់យ៉ាងធំឲ្យចេញមកនិងបានសម្លាប់បរិះអង្គការរាជវង្សនិងព្រលឹងការពាររបស់គាត់នៅពេលនោះបាត់ទៅនៅពេលនោះកូនចៅរបស់ហោហ្វូឡុងបានមកប្រាប់ហោហ្វូឡុងថាសាកសពរបស់ស៊ូគូសានថុងខាងអាណាចក្រវិញ្ញាណបានរកឃើញហើយប៉ុន្តែហោហ្វូឡុងក៏បានប្រាប់ទៅកូនចៅរបស់គេវិញថាមិនអីនោះទេព្រោះផែនការរបស់យើងបានសម្រេចហើយនៅពេលនោះកូនចៅរបស់ហោហ្វូឡុងក៏បានសួរទៅហោហ្វូឡុងទៀតថាហេតុអ្វីបានជាលោកម្ចាស់មិនទាន់សម្រាប់ឆាវយិនពីងអញ្ចឹងហោហ្វូឡុងក៏បានប្រាប់ទៅកូនចៅរបស់គាត់វិញថាព្រោះមិនទាន់ដល់ពេលនោះទេខ្ញុំនៅប្រើការគេទៀតទោះបីជាគេឥឡូវនេះមិនទាន់រីកចម្រើនខ្លាំងប៉ុន្តែខ្ញុំនឹងរងចាំឆាវយិនពីងដើម្បីឲ្យគេអាចបង្ហាញសមត្ថភាពពិតរបស់អ៊ូស៊ីនឈីហើយរឿងរបស់យើងផ្លូវបង្ក្រាបវិញ្ញាណ
season 1នៅពេលនេះក៏ចប់តែប៉ុណ្ណេះដូច្នេះបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាតើយិនពីងអាចសងសឹកជាមួយនឹង Hall Fulong ដែលសម្រាប់ប៉ាម៉ាក់របស់គេដោយរបៀបណានោះមានតែរងចាំការសម្រាយរឿងរបស់ខ្ញុំនៅ season 2ដែលជាវគ្គបន្តតែប៉ុណ្ណោះ Luffy សម្រាយរឿងសូមអរគុណសូមជម្រាបលា